សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Science Officer ថ្ងៃនេះអេមីមិនលើកយកនៅរឿងថ្មីមួយទៀតហើយដើម្បីសម្រាប់ជូនអ្នកទាំងអស់គ្នាទស្សនាដែលរឿងមួយនេះមានចំណងជើងថា Ranking of Kings រឿងមួយនេះគឺនិយាយអំពីដំណើរជីវិតរបស់ក្មេងប្រុសដ៏កំសត់ម្នាក់ដែលបានកើតមកជាកូនស្ដេចក៏ប៉ុន្តែគាត់មិនអាចនិយាយបាននោះទេហើយក៏មិនអាចស្ដាប់ឮនោះឡើយនិយាយស្រួលស្ដាប់ទៅគឺគាត់កើតមានជំងឺកោថ្លង់នោះឯងតែទោះបីជាបែបនេះហើយក៏ដោយក៏គាត់នៅតែមានក្តីស្រមៃចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបំផុតនៅលើពិភពលោកមួយនេះចឹងដើម្បីឲ្យដឹងថាដំណើរជីវិតរបស់គាត់នឹងជួបនៅបញ្ហាឬក៏ឧបសគ្គអ្វីខ្លះនោះទៅទស្សនាជាមួយនឹង admin ទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងគឺយើងឃើញមានក្មេងប្រុសម្នាក់កំពុងតែរត់លេងនៅក្នុងរាជវាំងដែលក្មេងប្រុសម្នាក់នោះគឺជាបុត្រាទី1របស់ស្ដេចហើយគាត់មានឈ្មោះថាបូជីគឺជាក្មេងប្រុសម្នាក់ដែលមានជំងឺកោថ្លង់ដូចនេះគាត់មិនអាចនិយាយបាននោះទេហើយក៏មិនអាចស្ដាប់ឮបាននោះឡើយក៏ប៉ុន្តែទោះបីជាអ្នកណានិយាយអ្វីក៏ដោយក៏គាត់អាចដឹងបានទាំងអស់ព្រោះថាគាត់អាចអានចលនាបបោមាត់របស់ពួកគេបានដូចនេះមិនចាំបាច់ប្រើភាសាកាយវិការក៏គាត់អាចដឹងបានថាពួកគេកំពុងតែនិយាយអ្វីដែរគ្រាន់តែគាត់មិនអាចនិយាយតបទៅវិញបានតែប៉ុណ្ណោះហើយជារៀងរាល់ថ្ងៃបូជីតែងតែលួចរត់ចេញទៅលេងនៅខាងក្រៅរាជវាំងជានិច្ចដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងរបស់គាត់តែនៅថ្ងៃមួយគាត់ក៏បានជួបជាមួយនឹងប្រូម៉ៅដែលជាមេចៅ500ម្នាក់រួចប្រូម៉ៅក៏បានចូលទៅប្លន់គាត់តែម្ដងក៏ប៉ុន្តែបូជីមិនមានលុយនៅជាប់នឹងខ្លួននោះទេដូចនេះគាត់ក៏បានដោះខោអាវរបស់គាត់ទាំងអស់ប្រគល់ទៅឲ្យប្រូម៉ៅទៅគឺទុកតែខោខ្លីមួយប៉ុណ្ណោះដើម្បីបិទបាំង Angry Bird របស់គាត់បន្ទាប់មកប្រូម៉ៅក៏បានប្រាប់ឲ្យបូជីយកខោអាវថ្លៃៗមកឲ្យគាត់នៅថ្ងៃស្អែកទៀតហើយកុំឲ្យប្រាប់អ្នកណាឲ្យដឹងអំពីរឿងមួយនេះឲ្យសោះរួចបូជីក៏បានយកព្រមហើយក៏បានធ្វើដំណើរត្រឡប់ទៅកាន់រាជវាំងវិញទៅនៅតាមផ្លូវពេលដែលមនុស្សគ្រប់គ្នាបានឃើញបុត្រារបស់ស្ដេចអត់មានខោអាវស្លៀកពាក់បែបនេះពួកគេក៏បាននាំគ្នាសើចចំអកដាក់គាត់គ្រប់គ្នាតែបូជីមិនខ្វល់នោះឡើយគឺគាត់នៅតែរក្សាស្នាមញញឹមរបស់គាត់ជានិច្ចលុះស្អែកឡើងបូជីក៏បានស្លៀកពាក់ខោអាវថ្លៃៗយកទៅឲ្យប្រូម៉ៅតាមពាក្យសន្យាហើយនៅថ្ងៃបន្ទាប់បូជីក៏បានធ្វើបែបនេះដូចគ្នាហើយនៅពេលដែលបានឃើញបូជីគឺជាមនុស្សល្ងងបែបនេះប្រូម៉ៅក៏បានអង្គុយនិយាយគ្នាលេងជាមួយនឹងគាត់មួយភ្លែតទៅហើយក៏បានដឹងថាតាមពិតបូជីគាត់គឺជាកូនស្ដេចសោះរួចបូជីក៏បានប្រាប់ទៅកាន់ប្រូម៉ៅទៀតថានៅថ្ងៃខាងមុខគាត់ចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកពេលឮបែបនេះធ្វើឲ្យប្រូម៉ៅអស់សំណើចជាខ្លាំងតែគាត់ក៏បានជូនពរទៅកាន់បូជីឲ្យសម្រេចដោយក្តីស្រមៃរបស់គាត់ផងដែរបន្ទាប់មកបូជីក៏ធ្វើដំណើរត្រឡប់ទៅវិញរួចប្រូម៉ៅក៏បានលួចដើរតាមពីក្រោយគាត់ដូចគ្នានៅពេលនោះប្រូម៉ៅក៏បានឃើញមនុស្សទាំងអស់បាននាំគ្នាសើចចំអកដាក់បូជីទៀតផងហើយនៅពេលត្រឡប់ទៅដល់រាជវាំងវិញម្ចាស់ស្ត្រី Healing ដែលត្រូវជាប្រពន្ធទី2របស់ស្ដេចហើយក៏ត្រូវជាម្ដាយចុងរបស់បូជីបានស្ដីបន្ទោសទៅកាន់គាត់ជាខ្លាំងនៅពេលដែលបានឃើញគាត់អត់មានខោអាវស្លៀកពាក់បែបនេះព្រោះថាគាត់កំពុងតែធ្វើឲ្យគ្រួសារស្ដេចអាប់អោនកិត្តិយសយ៉ាងខ្លាំងរួចទ្រង់ក៏បាននិយាយទៀតថាបូជីមិនស័ក្តិសមឡើងស្នងរាជធ្វើជាស្ដេចនោះទេបើសិនជាឲ្យប្រូសក់លឿងដែលត្រូវជាកូនប្រុសរបស់ទ្រង់ឡើងស្នងរាជជំនួសគាត់វិញនោះប្រសើរជាជាងពេលឃើញបែបនេះធ្វើឲ្យបូជីមានការខូចចិត្តជាខ្លាំងតែគាត់នៅតែរក្សាស្នាមញញឹមរបស់គាត់ដដែលនឹងបន្ទាប់មកដូម៉ាស់ដែលត្រូវជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងទាំង4ប្រចាំនគរក៏បានប្រាប់ទៅកាន់បូជីថានៅពេលនេះស្ដេចចង់ជួបជាមួយនឹងគាត់ហើយក៏បានប្រាប់ឲ្យគាត់ទៅស្លៀកពាក់ខោអាវដើម្បីចូលទៅកល់ស្ដេចទៅរួចបូជីក៏បានចូលទៅក្នុងបន្ទប់របស់គាត់ដើម្បីស្លៀកពាក់ខោអាវរបស់ខ្លួនហើយនៅពេលនោះគាត់ក៏បានយំផងដែរពេលឃើញបែបនេះប្រូម៉ៅក៏បានដឹងថាតាមពិតបូជីខំទប់អារម្មណ៍របស់គាត់រហូតមកធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងតែតាមពិតគាត់ក៏ជាមនុស្សម្នាក់ដែលមានបេះដូងចេះឈឺចាប់ដូច admin ដូចគ្នាហើយនៅពេលដែលបានដឹងរឿងនេះភ្លាមធ្វើឲ្យប្រូម៉ៅមានការអាណិតទៅលើបូជីជាខ្លាំងបន្ទាប់មកប្រូម៉ៅក៏បានដើរតាមពីក្រោយបូជីទៀតតែនៅពេលនោះគាត់ក៏ត្រូវបានប្រូពុកមាត់ដែលត្រូវជាជើងខ្លាំងម្នាក់ទៀតក្នុងចំណោមជើងខ្លាំងទាំង4ប្រចាំនគរបានចេញមកកាក់ផ្លូវគាត់រួចក៏ចង់ចូលទៅសម្លាប់ប្រូម៉ៅចោលតែម្ដងព្រោះគាត់គិតថាប្រូម៉ៅមកទីនេះគឺដើម្បីសម្លាប់នរណាម្នាក់ជាមិនខានដោយសារតែគាត់បានដឹងថាប្រូម៉ៅគឺជាឃាតករនៅក្នុងក្រុមមួយដែលមានឈ្មោះថា Shadow Clan ដែលឃាតករមួយក្រុមនោះគឺត្រូវបានគេសម្លាប់ផុតពូជអស់បាត់ទៅហើយគឺនៅសល់តែប្រូម៉ៅម្នាក់គត់ដែលនៅមានជីវិតហើយនៅពេលនោះប្រូម៉ៅក៏បានវាយបោត្រឡប់ទៅវិញរួចក៏បានរត់ចេញពីទីនោះបាត់ទៅបន្ទាប់មកប្រូពុកមាត់ក៏បានបញ្ជាកូនចៅពូរបស់គាត់ជាច្រើនឲ្យដេញតាមសម្រាប់ប្រូម៉ៅទៀតផងដែរចំណែកបូជីអាណែវិញគាត់ក៏បានចូលទៅជួបជាមួយនឹងបិតារបស់គាត់ដែលមានព្រះនាមថាស្ដេច Boss ដែលស្ដេចម្នាក់នេះគាត់គឺជាស្ដេចទី7ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោករួចសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ស្ដេច Boss បន្តិចនៅយប់មួយ
គឺមានបិសាច Goblin ជាច្រើនបាននាំគ្នាចេញមកអុកឡុកទីក្រុងរបស់មនុស្សរួច Boss ក៏បានចេញទៅប្រយុទ្ធជាមួយនឹងបិសាចទាំងអស់នោះតែម្នាក់ឯងហើយក៏បានយកឈ្នះទៅលើពួកវាផងដែរបន្ទាប់មកពួកគេក៏បានតែងតាំងគាត់ឲ្យធ្វើជាស្ដេចរបស់ពួកគេតែម្ដងត្រឡប់មកពេលបច្ចុប្បន្នវិញគឺថាឥឡូវនេះស្ដេច Boss គាត់ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ហើយគាត់ក៏មិនអាចរស់នៅបានយូរប៉ុន្មានទៀតនោះឡើយដូចនេះគាត់ក៏បានបញ្ជាឲ្យ Domas បង្រៀនក្បាច់គុនដាវទៅកាន់ Boji ដើម្បីឲ្យ Boji ខ្លាំងជាងមុនហើយអាចបន្តតំណែងធ្វើជាស្ដេចបន្ទាប់ពីគាត់បានបន្ទាប់មក Domas ក៏បាននាំ Boji ចេញទៅខាងក្រៅដើម្បីបង្រៀនក្បាច់គុនដាវទៅកាន់គាត់ទៅហើយនៅពេលដែលបង្រៀន Boji មិនចេះបែបនេះធ្វើឲ្យ Domas ខឹងខ្លួនឯងជាខ្លាំងរួចគាត់ក៏បានបញ្ចេញកំហឹងវាយទៅលើឈើដែលនៅទីនោះឲ្យបាក់ខ្ទេចខ្ទីអស់ទៅមួយសន្ទុះក្រោយមកប្រូសក់លឿងដែលត្រូវជាបុត្រាទី2ក៏បានមកដល់រួចក៏បានបបួល Domas វាយគ្នាមួយស្មើជាមួយនឹងគាត់តែម្ដងពេលដែលឃើញប្រូសក់លឿងក្រោតកតោបែបនេះ Domas ក៏យល់ព្រមទៅរួចក៏បានចូលទៅវាយប្រូសក់លឿងឡើងទក់សាច់ហ្មងដើម្បីកុំឲ្យកន់ពូកែអ៊ូតខ្លាំងពេកនៅពេលនោះធ្វើឲ្យប្រូសក់លឿងខឹងជាខ្លាំងហើយនៅពេលដែលឃើញប្អូនប្រុសរបស់ខ្លួនខឹងខ្លាំងបែបនេះ Boji ក៏បានបបួលគាត់ឲ្យមកវាយជាមួយនឹងខ្លួនមួយស្មើវិញម្ដងរួចដំណឹងមួយនោះក៏បានឮតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតហើយក៏បានឮទៅដល់ប្រូម៉ៅផងដែររួចប្រូម៉ៅក៏បានរត់ទៅមើលការប្រកួតរបស់ Boji ទៅនៅពេលនោះពួកគេគ្រប់គ្នាក៏បានគិតថា Boji មិនអាចយកឈ្នះទៅលើប្រូសក់លឿងបានឡើយគឺមានតែប្រូជ្រុយម្នាក់គត់ដែលចាក់ខាង Boji តែប៉ុណ្ណោះព្រោះកាលពីថ្ងៃមុនគាត់បានឃើញ Boji រត់គេចពីចង្គមសត្វពស់ជាច្រើនបានដោយមិនមានរបួសសូម្បីតែបន្តិចនោះទេដូចនេះហើយបានជាគាត់ចាក់ខាង Boji បែបនេះនៅពេលនោះគឺមានមនុស្សជាច្រើនបាននាំគ្នាមកមើលការប្រកួតរបស់ពួកគេទាំងពីរនាក់ហើយគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមប្រូសក់លឿងក៏បានរត់ចូលទៅវាយ Boji តែម្ដងតែក៏ត្រូវបាន Boji គេចផុតហើយមិនថាគាត់ខំប្រឹងវាយទៅលើ Boji ខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់វាយ Boji មិនត្រូវនោះឡើយរួច Boji ថែមទាំងបានវាយគាត់មួយដំបងត្រូវកណ្ដាលក្បាលវិញទៀតផងពេលឃើញបែបនេះធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងជាងយើងក៏លេចទៅមើលប្រវត្តិរបស់ប្រូម៉ៅបន្តិចដែលគាត់បានកើតនៅក្នុងក្រុមឃាតករមួយដែលមានឈ្មោះថា Shadow Clan ដែលក្រុមឃាតករមួយនេះគឺពួកគេរស់នៅក្រោមការបញ្ជារបស់ស្ដេចមួយអង្គនៅឯនគរមួយផ្សេងទៀតតែក្រោយមកក៏មានមេតបម្នាក់បានមូលបង្កើត Shadow Clan ថាចង់ធ្វើឃាតស្ដេចរួចស្ដេចក៏បានបញ្ជាមេតបម្នាក់នោះឲ្យទៅសម្លាប់ Shadow Clan ចោលឲ្យផុតពូជតែម្ដងបន្ទាប់មកម្ដាយរបស់ប្រូម៉ៅក៏បាននាំគាត់រត់ចេញពីទីនោះជាមួយគ្នាហើយនៅពេលដែលបានឃើញកងទ័ពតាមចិត្តតន់ពួកគេបែបនេះម្ដាយរបស់ប្រូម៉ៅក៏បានប្រាប់ឲ្យគាត់រត់ចេញពីទីនោះទៅរួចនាងក៏បានចូលទៅប្រយុទ្ធជាមួយនឹងកងទ័ពទាំងអស់នោះដើម្បីពន្យាពេលឲ្យគាត់តែនាងមិនអាចយកឈ្នះទៅលើពួកគេបាននោះឡើយហើយក៏ត្រូវបានពួកគេសម្លាប់នាងចោលទៀតផងចំណែកប្រូម៉ៅឯនេះវិញក្រោយពីបានដើរអស់រយៈពេលប្រហែលថ្ងៃហើយនោះគាត់ក៏បានធ្វើដំណើរទៅដល់ទីក្រុងមួយហើយដោយសារតែគ្រឿងខ្លាំងពេកគាត់ក៏បានសម្រេចចិត្តយកតុក្កតាដែលម្ដាយរបស់គាត់បានទិញឲ្យនៅថ្ងៃខួបកំណើតយកទៅដូរជាមួយនឹងផ្លែប៉ោមមួយផ្លែតែគាត់ក៏ត្រូវបានម្ចាស់ផ្លែប៉ោមចាប់បានរួចក៏បានវាយគាត់ឡើងទក់សាច់ហ្មងលុះយកបន្តិចក៏មានបរិមម្នាក់បានយកឆ្អឹងត្រីដែលគាត់ញ៉ាំសល់ទៅឲ្យប្រូម៉ៅហើយដោយសារតែឃ្លានខ្លាំងពេកគាត់ក៏បានញ៉ាំវាអស់រលីងហ្មងបន្ទាប់មកបរិមម្នាក់នោះក៏បានយកប្រូម៉ៅទៅនៅជាមួយរួចក៏បានប្រើឲ្យគាត់ធ្វើការងារជាច្រើនផងដែរមិនតែប៉ុណ្ណោះគាត់ថែមទាំងបានបង្រៀនប្រូម៉ៅឲ្យចេះធ្វើជាចោរដើម្បីប្លន់លុយគេទៀតផងហើយដោយសារតែខ្លួននៅក្មេងមិនដឹងអីប្រូម៉ៅក៏បានទៅប្លន់លុយគេជាច្រើនដើម្បីយកមកឲ្យបរិមម្នាក់នោះជានិច្ចគឺកនចាត់ទុកបរិមម្នាក់នោះដូចជាគ្រួសារទី2របស់កនអញ្ចឹងក៏ប៉ុន្តែបរិមម្នាក់នោះតែងតែយកលុយដែលប្រូម៉ៅខំប្លន់យកមកឲ្យគាត់ទាំងប៉ុន្មានទៅលេងល្បែងចាញ់គេអស់រលីងហើយនៅពេលដែលគាត់កំពុងតែដើរត្រឡប់ទៅផ្ទះវិញនោះគាត់ក៏បានឃើញក្រដាសមួយដែលរាជការប្រកាសតាមចាប់ចោលដែលបានប្លន់លុយគេនោះហើយដោយសារតែចង់ទទួលបានរង្វាន់ខ្លាំងពេកគាត់ក៏បានហៅកងទ័ពជាច្រើនឲ្យទៅចាប់ប្រូម៉ៅតែម្ដងក៏ប៉ុន្តែពួកគេចាប់ប្រូម៉ៅមិនបាននោះទេលុះព្រឹកឡើងប្រូម៉ៅក៏បានត្រឡប់ទៅផ្ទះរបស់បរិមនោះវិញក៏ប៉ុន្តែបរិមអ្នកនោះមិនព្រមឲ្យកនចូលទៅក្នុងផ្ទះរបស់ខ្លួនឡើយតែទោះបីជាយ៉ាងណាក៏ដោយក៏ប្រូម៉ៅនៅតែលួចដើរតាមពីក្រោយបរិមម្នាក់នោះជានិច្ចហើយក៏បានឃើញកនចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងរួចថែមទាំងបានឆ្លោះគ្នាជាមួយនឹងអ្នកដែលនៅទីនោះទៀតផងបន្ទាប់មកគាត់ក៏ត្រូវបានគេចាក់សម្លាប់ចោលទៅពេលឃើញបែបនេះធ្វើឲ្យប្រូម៉ៅមានការខកចិត្តជាខ្លាំងរួចគាត់ក៏បានសម្រេចចិត្តចាកចេញពីទីក្រុងមួយនោះទៅរស់នៅក្នុងទីក្រុងមួយផ្សេងទៀតហើយក៏បានជួបជាមួយនឹង Boji របស់យើងនេះឯងចឹងយើងត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលដែលប្រូសក់លឿងបានស៊ីមួយដំបងរបស់ Boji ហើយនោះធ្វើឲ្យកនខឹងជាខ្លាំងរួចកនក៏បានសម្រុកចូលទៅវាយ Boji ទៀតតែកននៅតែវាយ Boji មិនត្រូវនោះឡើយហើយក៏ត្រូវបាន Boji ដាក់ត្រូវប៉ុន្មានដំបងទៀតផងដែរក៏ប៉ុន្តែ
ទោះបីជាបូជីវាយត្រូវច្រើនដំបងក៏ពិតមែនតែកូនវាយប្រូសក់លឿងមិនឈឺនោះទេព្រោះថាបូជីគឺជាក្មេងប្រុសម្នាក់ដែលខ្សោយខ្លាំងមែនទែនហើយនៅពេលដែលឃើញបូជីវាយកិច្ចរហូតបែបនេះដូម៉ាស់ក៏បានចូលទៅប្រាប់គាត់ថាគាត់វាយកិច្ចបែបនេះគឺមិនមែនជាក្បាច់គុនដាវរបស់ស្ដេចនោះទេរួចក៏បានហាមគាត់មិនឲ្យកិច្ចទៀតនោះឡើយបន្ទាប់មកពួកគេក៏បានចាប់ផ្ដើមធ្វើការប្រកួតបន្តទៀតដោយលើកនេះបូជីមិនបានកិច្ចនោះទេរួចគាត់ក៏ត្រូវបានប្រូសក់លឿងវាយឡើងទក់សាញ់ហ្មងហើយទោះបីជាបានឃើញបូជីត្រូវបានប្រូសក់លឿងវាយខ្លាំងបែបនេះហើយក៏ដោយក៏ដូម៉ាស់មិនបានបញ្ឈប់ការប្រកួតនោះឡើយស្រាប់តែពេលនោះប្រូងៅដែលត្រូវជាជើងខ្លាំងម្នាក់ទៀតក្នុងចំណោមជើងខ្លាំងទាំង4ប្រចាំនគរក៏បានគប់លំពេងរបស់គាត់ដើម្បីបញ្ឈប់ការប្រកួតមួយនោះតែម្ដងពេលឃើញបែបនេះដូម៉ាស់ក៏បានប្រកាសឲ្យប្រូសក់លឿងគឺជាអ្នកឈ្នះនៅក្នុងការប្រកួតនេះទៅបន្ទាប់មកពួកគេក៏បាននាំយកបូជីទៅព្យាបាលរបួសហើយក៏បានឲ្យគាត់ដេកសម្រាកនៅក្នុងបន្ទប់របស់គាត់ទៅនៅពេលនោះបូជីក៏បាននឹកឃើញទៅដល់ពាក្យសម្ដីដែលដូម៉ាស់បាននិយាយមកកាន់គាត់រួចគាត់ក៏បានងើបឡើងទៅលើកដាវដែលនៅទីនោះក៏ប៉ុន្តែដោយសារតែគាត់ខ្សោយខ្លាំងពេកដូចនេះសូម្បីតែដាវធម្មតាក៏គាត់មិនអាចលើករួចនោះឡើយពេលឃើញម៉ែមនេះប្រូម៉ៅក៏បានចេញមកនិយាយលើកទឹកចិត្តគាត់ហើយក៏បានសុំធ្វើជាមិត្តភក្តិជាមួយនឹងគាត់ផងដែរពេលឃើញអញ្ចឹងធ្វើឲ្យបូជីមានការសប្បាយចិត្តជាខ្លាំងព្រោះថានេះគឺជាលើកទី1ហើយដែលមានគេសុំគាត់ធ្វើជាមិត្តភក្តិបែបនេះលុយយប់ឡើងនៅពេលដែលបូជីកំពុងតែដេកលក់នោះក៏ស្រាប់តែមានមនុស្សស្រីម្នាក់បានលួចចូលទៅក្នុងបន្ទប់របស់គាត់ហើយថែមទាំងបានប្រើវេទមន្តព្យាបាលរបួសទៅឲ្យបូជីទៀតផងនៅពេលនោះប្រូម៉ៅក៏បានឃើញដែរក៏ប៉ុន្តែសាច់រឿងរបស់យើងមិនបានបង្ហាញឲ្យស្គាល់ថាមនុស្សស្រីម្នាក់នោះគឺជាអ្នកណានោះទេហើយក្រោយពីបានព្យាបាលរួចហើយប្រូម៉ៅក៏ចង់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញតែគាត់ក៏បានជួបជាមួយនឹងប្រូពុកមាត់ម្ដងទៀតរួចគាត់ក៏ត្រូវបានប្រូពុកមាត់ចាប់យកទៅឃុំបាត់ទៅលុះព្រឹកឡើងពួកគេក៏បានទទួលដំណឹងថាស្ដេច Boss បានស្លាប់បាត់ទៅហើយតែមុនពេលដែលគាត់ស្លាប់គាត់ក៏បានសរសេរសម្បត្តិដើម្បីតែងតាំងឲ្យបូជីឡើងគ្រងរាជ្យបន្តតំណែងពីគាត់ផងដែរស្រាប់តែពេលនោះក៏មានបិសាចក្រហមដ៏ធំមួយបានចេញពីក្នុងមាត់របស់ស្ដេច Boss រួចវាក៏បានចង្អុលទៅកាន់បូជីតែម្ដងហើយថែមទាំងបានសើចយ៉ាងខ្លាំងទៀតផងបន្តិចក្រោយមកវាក៏បានរលាយបាត់ទៅចំណែកប្រូសក់លឿងឯនេះវិញគាត់ក៏បានទៅតវ៉ាជាមួយនឹងកញ្ចក់ទឹករបស់គាត់ព្រោះនាងបានប្រាប់គាត់ថាគាត់គឺជាអ្នកស្នងរាជបន្តពីព្រះបិតារបស់ខ្លួនតែឥឡូវនេះអ្នកស្នងរាជបន្តបែរជាបូជីទៅវិញនៅពេលនោះកញ្ចក់ទឹកក៏នៅតែប្រាប់គាត់ដដែលថាគាត់នឹងឡើងគ្រងរាជ្យធ្វើជាស្ដេចពិតមែនព្រោះថាគ្រប់យ៉ាងកំពុងតែដំណើរការទៅតាមផែនការរបស់នាងហើយប៉ុន្មានថ្ងៃក្រោយមកពួកគេក៏បានរៀបចំកម្មវិធីដ៏ធំមួយដើម្បីប្រកាសស្ដេចថ្មីប្រាប់ទៅកាន់ប្រជាជនរបស់ពួកគេដែលនៅក្នុងកម្មវិធីមួយនោះពួកគេក៏បានតែងតាំងឲ្យប្រូសក់លឿងឡើងធ្វើជាស្ដេចរបស់ពួកគេតែម្ដងពេលឃើញបែបនេះធ្វើឲ្យបូជីមានការភ្ញាក់ផ្អើលជាខ្លាំងហើយមូលហេតុដែលពួកគេតែងតាំងឲ្យប្រូសក់លឿងឡើងធ្វើជាស្ដេចបែបនេះគឺដោយសារតែមុនពេលដែលពួកគេចាប់ផ្ដើមធ្វើកម្មវិធីមួយនោះម្ចាស់ស្ត្រី Healing ក៏បានជំទាស់ទៅនឹងការសម្រេចចិត្តរបស់ស្ដេច Boss រួចទ្រង់ក៏បានហៅអ្នកដឹកនាំទាំងអស់នៅក្នុងរាជវាំងនោះមកប្រជុំគ្នាដើម្បីឲ្យពួកគេធ្វើការបោះឆ្នោតម្ដងទៀតថាឲ្យបូជីឬក៏ប្រូសក់លឿងគឺជាអ្នកដែលត្រូវស្នងរាជបន្តហើយនៅក្នុងការបោះឆ្នោតមួយនោះគឺមានអ្នកបោះឆ្នោតទៅឲ្យបូជីតែ2អ្នកប៉ុណ្ណោះគឺប្រូងោលជាមួយនឹងលោកតាងោលចំណែកឯអ្នកដែលបានបោះឆ្នោតទៅឲ្យប្រូសក់លឿងវិញគឺមានរហូតដល់5អ្នកឯណោះដូចនេះហើយបានជាពួកគេតែងតាំងឲ្យប្រូសក់លឿងឡើងធ្វើជាស្ដេចបែបនេះពេលឃើញអញ្ចឹងបូជីមិនអាចទទួលយកបាននោះឡើយរួចគាត់ក៏បានរត់ចេញពីទីនោះទៅចំណែកប្រូម៉ៅឯណែវិញគាត់ក៏ត្រូវបានប្រូពុកម៉ុនចាប់យកទៅឃុំនៅក្នុងគុកមួយរួចប្រូម៉ៅក៏បានសម្រេចចិត្តកាត់សាច់របស់ខ្លួនឯងដើម្បីរត់ចេញពីទីនោះតែម្ដងក៏ប៉ុន្តែនៅពេលដែលគាត់រត់ចេញទៅបានបន្តិចគាត់ក៏ត្រូវបានប្រូពុកម៉ុនចាប់បានម្ដងទៀតរួចប្រូម៉ៅក៏បានប្រាប់ទៅកាន់ប្រូពុកម៉ុនថាគាត់មកទីនេះគឺមិនមែនមកសម្លាប់មនុស្សនោះឡើយតែគាត់មកដើម្បីជួយបូជីនោះឯងពេលឮបែបនេះប្រូពុកម៉ុនក៏បានធ្វើដំណើរទៅជួបជាមួយនឹងបូជីហើយក៏បានប្រាប់គាត់ថាប្រូម៉ៅដែលត្រូវជាមិត្តភក្តិរបស់គាត់គឺបានធ្វើដំណើរទៅកាន់កន្លែងមួយដ៏សែនឆ្ងាយបាត់ទៅហើយដូចនេះគាត់មិនអាចមកជួបជាមួយនឹងបូជីបានទៀតនោះទេពេលឮអញ្ចឹងធ្វើឲ្យបូជីកាន់តែខូចចិត្តថែមទៀតព្រោះថាសូម្បីតែមិត្តភក្តិតែមួយរបស់គាត់ក៏បានចាកចេញពីគាត់ដូចគ្នាក៏ប៉ុន្តែបូជីនៅតែមិនអស់ចិត្តនោះឡើយរួចគាត់ក៏បានរត់ទៅសួរសត្វពស់ក្បាល2ដែលត្រូវជាកូនចៅរបស់ប្រូពុកម៉ុននោះទៅហើយក៏បានដឹងថាតាមពិតប្រូពុកម៉ុនគឺជាអ្នកដែលបានចាប់ខ្លួនប្រូម៉ៅនោះឯងតែគាត់មិនបានសម្លាប់ប្រូម៉ៅនោះទេគឺគាត់បានបញ្ជាឲ្យប្រូម៉ៅធ្វើកិច្ចការដ៏សំខាន់មួយក្រោយពីបានដឹងរឿងនេះហើយបូជីក៏ធ្វើដំណើរត្រឡប់ទៅវិញទៅចំណែកប្រូសក់លឿងឯនេះវិញក្រោយពីបានឡើងធ្វើជាស្ដេចហើយនោះក៏បានបញ្ជាប្រូពុកម៉ុនឲ្យទៅសម្លាប់ប្រូងោលហើយនឹងលោកតាងោលចោលតែម្ដងព្រោះថានៅពេលបោះឆ្នោតអ្នកទាំងពីរនោះមិនបានបោះឆ្នោតមកឲ្យគាត់នោះទេបន្ទាប់មក
ប្រូពុកម៉ត់ក៏បានធ្វើដំណើរទៅសម្រាប់ប្រូងោលចោលទៅក៏ប៉ុន្តែគាត់មិនអាចយកឈ្នះទៅលើប្រូងោលបាននោះឡើយហើយក៏ត្រូវបានប្រូងោលចាក់គាត់ឲ្យមានរបួសទៀតផងស្រាប់តែពេលនោះប្រូពុកម៉ត់ក៏ត្រូវបានដីស្រូបចូលទៅក្នុងដីបាត់ទៅកាត់មកខាងបូជីអាណែវិញនៅពេលដែលគាត់កំពុងតែអង្គុយនៅមាត់បង្អួចនោះគាត់ក៏មានក្តីស្រមៃចង់ធ្វើដំណើរផ្សងព្រេងនៅឯពិភពខាងក្រៅរួចគាត់ក៏បានទៅសុំការអនុញ្ញាតពីម្ចាស់ស្ត្រីទៅក៏ប៉ុន្តែម្ចាស់ស្ត្រីមិនអនុញ្ញាតឲ្យគាត់ទៅនោះទេហើយថែមទាំងបានស្ដីបន្ទោសឲ្យគាត់ខ្លាំងទៀតផងពេលឃើញបែបនេះបូជីក៏ចង់រត់ចេញពីទីនោះតែម្ដងតែគ្រាន់តែបើកទ្វារភ្លាមគាត់ក៏បានជួបជាមួយនឹងទាហាន2នាក់ដែលពួកគេត្រូវបានម្ចាស់ស្ត្រីឲ្យមកយាមនៅខាងមុខបន្ទប់របស់គាត់ដើម្បីមិនឲ្យគាត់ចេញពីក្នុងបន្ទប់នោះឡើយពេលឃើញអញ្ចឹងបូជីក៏បានសម្រេចចិត្តរត់ចេញតាមបង្អួចនោះទៅស្របពេលជាមួយគ្នានោះម្ចាស់ស្ត្រីក៏បានមកដល់ហើយនៅពេលដែលបានឃើញបូជីកំពុងតែចោលតាមបង្អួចបែបនេះទ្រង់ក៏បានបញ្ជាឲ្យប្រូម៉ាប់ដែលត្រូវជាជើងខ្លាំងម្នាក់ទៀតក្នុងចំណោមជើងខ្លាំងទាំង4ប្រចាំនគរឲ្យចាប់ទាញបូជីឡើងមកលើវិញតែដោយសារតែបូជីខំប្រឹងរើខ្លាំងពេកវាក៏បានធ្វើឲ្យក្រណាត់នោះរបូតហើយក៏បានធ្វើឲ្យកនធ្លាក់ចុះទៅខាងក្រោមតែម្ដងពេលឃើញបែបនេះម្ចាស់ស្ត្រីក៏ចង់ហក់ទៅតាមតែក៏ត្រូវបានប្រូម៉ាប់ចាប់ជើងចប់រួចក៏រីឯបូជីវិញគាត់ក៏បានព្យាយាមហក់តោងជញ្ជាំងនោះដើម្បីឡើងមកលើវិញតែគាត់ក៏បានរបូតដៃហើយក៏បានធ្វើឲ្យក្បាលរបស់គាត់បុកទៅនឹងជញ្ជាំងនោះសន្លប់បាត់ទៅតែពេលធ្លាក់ទៅដល់ក្រោមគាត់ក៏បានធ្លាក់ពីលើកាបូបរបស់គាត់ដូចនេះគាត់មិនមានរបួសធ្ងន់ប៉ុន្មាននោះទេបន្ទាប់មកម្ចាស់ស្ត្រីក៏បានប្រើវេទមន្តរបស់ទ្រង់ដើម្បីព្យាបាលរបួសទៅឲ្យបូជីតែម្ដងហើយក៏បានធ្វើឲ្យបូជីដឹងខ្លួនឡើងមកវិញផងដែរនៅពេលនោះយើងក៏បានដឹងថាតាមពិតមនុស្សស្រីដែលបានព្យាបាលរបួសរបស់បូជីកាលពីយប់មុនគឺជាម្ចាស់ស្ត្រីនេះឯងហើយដោយសារតែម្ចាស់ស្ត្រីអស់កម្លាំងខ្លាំងពេកទ្រង់ក៏បានសន្លប់បាត់ទៅបន្ទាប់មកសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ម្ចាស់ស្ត្រីបន្តិចនៅពេលដែលទ្រង់បានចូលមកក្នុងរាជវាំងដំបូងគឺទ្រង់តែងតែធ្វើល្អដាក់ទៅលើបូជីជានិច្ចព្រោះទ្រង់ចង់ក្លាយទៅជាម្ដាយដ៏ល្អម្នាក់ក៏ប៉ុន្តែបូជីមិនបានបើកចិត្តទៅឲ្យនរណាម្នាក់ក្រៅពីម្ដាយរបស់គាត់ដែលបានស្លាប់ទៅនោះឡើយតែនៅថ្ងៃមួយបូជីក៏បានឃើញពស់ក្បាលពីរត្រូវបានគេវាយឲ្យមានរបួសយ៉ាងធ្ងន់ហើយនៅពេលដែលឃើញបូជីចង់ជួយសត្វពស់មួយក្បាលនោះបែបនេះម្ចាស់ស្ត្រីក៏បានព្យាបាលសត្វពស់មួយនោះឲ្យជាទៅពេលឃើញអញ្ចឹងធ្វើឲ្យបូជីសប្បាយចិត្តជាខ្លាំងចាប់តាំងពីថ្ងៃនោះមកបូជីក៏ចាប់ផ្ដើមស្រឡាញ់ចូលចិត្តទៅលើម្ចាស់ស្ត្រីផងដែរប៉ុន្មានខែក្រោយមកម្ចាស់ស្ត្រីក៏មានផ្ទៃពោះហើយក៏បានបង្កើតប្រូសក់លឿងដែលត្រូវជាប្អូនប្រុសរបស់បូជីនោះឯងចឹងយើងត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលដែលម្ចាស់ស្ត្រីបានដឹងខ្លួនឡើងវិញហើយនោះទ្រង់ក៏បានយល់ព្រមឲ្យបូជីអាចធ្វើដំណើរផ្សងព្រេងនៅឯពិភពខាងក្រៅបានហើយទ្រង់ថែមទាំងបានបញ្ជាឲ្យដូម៉ាសនិងប្រូជ្រុយធ្វើដំណើរទៅជាមួយនឹងគាត់ផងដែរពេលឃើញបែបនេះធ្វើឲ្យបូជីសប្បាយចិត្តខ្លាំងរួចគាត់ក៏បានថើម្ចាស់ស្ត្រីមួយទៀតទុកជាការអរគុណទៀតផងហើយក្រោយពីបានរៀបចំអីវ៉ាន់រួចហើយនោះពួកគេក៏បាននាំគ្នាធ្វើដំណើរចាកចេញពីទីនោះទៅតែនៅពេលនោះម្ចាស់ស្ត្រីទ្រង់មានប្រផ្នូលមិនល្អនោះទេគឺទ្រង់មានអារម្មណ៍ថាទ្រង់មិនអាចជួបជាមួយនឹងបុត្រារបស់ទ្រង់ទាំងពីរតទៅទៀតនោះឡើយអូខេហ្នឹងហើយចឹងឲ្យមានសូមបញ្ចប់ភាគទី1ត្រឹមតែប៉ុណ្្នឹងសិនហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅក្នុងភាគទី2បន្តទៀតអរគុណច្រើនសូមប្រងប្រទានពរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Sai Official ថ្ងៃនេះយើងនឹងបន្តសាច់រឿងរបស់ Boogie នៅក្នុងភាគទី2បន្តទៀតដោយនៅក្នុងភាគនេះសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ Domas បន្តិចគឺថានៅពេលដែលស្ដេច Boss បានតែងតាំងគាត់ឲ្យធ្វើជាគ្រូបង្រៀនក្បាច់គុនដាវទៅកាន់ Boogie ហើយនោះធ្វើឲ្យ Domas មានការសប្បាយចិត្តជាខ្លាំងរួចគាត់ក៏បានបង្រៀនក្បាច់គុនដាវទៅកាន់ Boogie យ៉ាងយកចិត្តទុកដាក់ជាទីបំផុតហើយនៅពេលទំនេរគាត់តែងតែទៅរៀនភាសាកាយវិការជាមួយនឹងម្ចាស់ស្ត្រី Helen ជានិច្ចដើម្បីឲ្យគាត់មានភាពងាយស្រួលក្នុងការតាក់ទងជាមួយនឹង Boogie ផ្ទាល់រួចគាត់ក៏បានស្បត់ថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏គាត់នឹងការពារ Boogie ឲ្យមានសុវត្ថិភាពត្រឡប់មកពេលបច្ចុប្បន្នវិញក្រោយពីស្ដេច Boss បានស្លាប់បាត់ហើយនោះក៏មានចៅក្រមម្នាក់បានធ្វើដំណើរមកដល់ទីក្រុងមួយនោះដើម្បីធ្វើតេស្តទៅលើសមត្ថភាពរបស់ប្រូសក់លឿងរួចកំណត់រ៉េងទៅឲ្យគាត់ហើយដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយអញ្ចឹងថាស្ដេច Boss គឺជាស្ដេចទី7ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកដូចនេះចៅក្រមអ្នកនោះចង់មកធ្វើតែទៅលើសមត្ថភាពរបស់ប្រូសក់លឿងវិញម្ដងថាគាត់ជាប់នៅក្នុងរ៉េងទីប៉ុន្មានពេលដែលបាននឹងរឿងនេះភ្លាមកញ្ចក់វេទមន្តក៏បាននិយាយបញ្ចុះបញ្ចូលប្រូសក់លឿងដើម្បីឲ្យគាត់ធ្វើពិធីមួយដើម្បីស្រូបយកថាមពលរបស់ស្ដេច Boss ដាក់បញ្ចូលទៅក្នុងរាងកាយរបស់គាត់ហើយអាចឲ្យគាត់មានថាមពលខ្លាំងដូចជាស្ដេច Boss អញ្ចឹងក៏ប៉ុន្តែ
នាងក៏ត្រូវបានប្រូសក់លឿងបដិសេធព្រោះថាកនចង់ដឹកនាំប្រទេសមួយនេះដោយពឹងផ្អែកទៅលើកម្លាំងរបស់ខ្លួនឯងវិញកាត់មកខាងបូជីអាណែវិញក្រោយពីបានធ្វើដំណើរអស់រយៈពេលប៉ុន្មានថ្ងៃហើយនោះពួកគេក៏បានទៅដល់ទីក្រុងមួយហើយគ្រាន់តែចូលទៅក្នុងទីក្រុងនោះភ្លាមបូជីក៏បានវង្វេងគ្នាជាមួយនឹងពួកគេតែម្ដងរួចកនក៏បានទៅអង្គុយមើលគេសម្ដែងរឿងតុក្កតាជប៉ុនហើយនៅពេលសម្ដែងចប់គាត់ក៏បានឲ្យកាក់មាសមួយទៅកាន់អ្នកសម្ដែងនោះទៀតផងពេលឃើញបែបនេះចៅដែលនៅទីនោះក៏បានលួចយកកាបូបលុយរបស់បូជីទៅបាត់ទៅលុះនៅពេលដែលប្រូជ្រុយបានរកបូជីឃើញហើយនោះគាត់ក៏បានឃើញបូជីកំពុងតែដេកលក់តែគាត់មិនបានឃើញកាបូបនៅជាមួយនឹងបូជីនោះទេហើយនៅពេលដែលបានដឹងថាចៅបានលួចកាបូបរបស់បូជីបែបនេះដូម៉ាស់ក៏បានស្ដីបន្ទោសទៅឲ្យប្រូជ្រុយយ៉ាងខ្លាំងដោយគាត់មិនបានមើលថែបូជីឲ្យបានល្អបែបនេះហើយបន្ទាប់ពីបានថាឲ្យឆ្អែតហើយពួកគេក៏បាននាំគ្នាទៅញ៉ាំអីនៅក្នុងហាងមួយកន្លែងហើយក៏បានសម្រាកនៅក្នុងទីក្រុងនោះមួយយប់ទៅលុះព្រឹកឡើងពួកគេក៏បានបន្តដំណើរទៅមុខទៀតរួចក៏បានឃើញកាបូបរបស់បូជីនៅតាមផ្លូវផងដែរហើយអ្វីដែលគួរឲ្យចម្លែកនោះគឺថារបស់ដែលនៅក្នុងកាបូបនោះគ្មានបាត់សូម្បីតែមួយនោះឡើយបន្ទាប់មកពួកគេក៏បន្តដំណើរទៅមុខទៀតហើយនៅពេលនោះបូជីក៏បានឃើញមេអំបៅដ៏ស្រស់ស្អាតមួយហើយនៅពេលដែលគាត់កំពុងតែរត់ដេញចាប់មេអំបៅមួយនោះគាត់ក៏បានធ្លាក់ចូលទៅក្នុងរណ្ដៅមួយដែលជាអន្ទាក់របស់អ្នកណាម្នាក់តែដោយសារតែគាត់មានមាឌតូចខ្លាំងពេកដូចនេះគាត់មិនមានរបួសសូម្បីតែបន្តិចនោះឡើយបន្ទាប់មកគាត់ក៏បានជួបជាមួយនឹងលោកតាម្នាក់នៅក្នុងរណ្ដៅនោះផងដែរហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះក៏ស្រាប់តែមានជ្រូកព្រៃមួយក្បាលបានជាប់អន្ទាក់របស់គាត់រួចកូនក៏បានសម្លាប់ជ្រូកព្រៃមួយក្បាលនោះយកទៅធ្វើជាអាហារញ៉ាំជាមួយគ្នាទៅលុះក្រោយពីបានញ៉ាំរួចហើយលោកតាម្នាក់នោះក៏ចង់សម្លាប់បូជីម្នាក់ទៀតដើម្បីយកទៅធ្វើជាអាហាររបស់គាត់វិញម្ដងពេលឃើញបែបនេះបូជីក៏បានរត់ចេញពីទីនោះទៅរួចកូនក៏បានជួបជាមួយនឹងដូម៉ាសហើយនឹងប្រូជ្រុយផងដែរបន្ទាប់មកពួកគេក៏បាននាំគ្នាបន្តដំណើរទៅមុខទៀតហើយក៏បានឈប់សម្រាកនៅតាមផ្លូវនោះទៅនៅពេលនោះដូម៉ាសក៏បានហុចសាច់មួយដុំទៅឲ្យបូជីបរិភោគតែក៏មាននរណាម្នាក់បានគប់កូនកំបិតចំសាច់មួយដុំនោះឲ្យធ្លាក់ទៅនឹងដីតែម្ដងក៏ប៉ុន្តែពួកគេមិនបានឃើញអ្នកណាផ្សេងទៀតនៅទីនោះឡើយបន្តិចក្រោយមកក៏មានកញ្ជ្រោងពីរបីក្បាលបានរត់មកប៉មសាច់មួយដុំនោះយកទៅញ៉ាំបាត់ទៅលុះព្រឹកឡើងនៅពេលដែលពួកគេបន្តដំណើរទៅមុខទៀតនោះពួកគេក៏បានឃើញកញ្ជ្រោងកាលពីយប់មិញបានស្លាប់អង្សបាត់ទៅហើយរួចពួកគេក៏បានគិតថាប្រកាសជាកូនកំបិតដែលបានគប់ទៅលើសាច់នោះមានជាតិពុលហើយបានជាធ្វើឲ្យសត្វកញ្ជ្រោងទាំងអស់នោះស្លាប់អស់បែបនេះរួចពួកគេក៏បាននាំគ្នាបញ្ចុះសពទៅឲ្យសត្វកញ្ជ្រោងទាំង3ក្បាលនោះទៅបន្ទាប់មកពួកគេក៏បាននាំគ្នាធ្វើដំណើរទៅដល់ទីក្រុងមួយទៀតដែលនៅក្នុងទីក្រុងមួយនោះគឺមានរណ្ដៅភ្លើងដ៏ធំមួយដែលអាចនាំពួកគេចូលទៅកាន់ Underworld បានផងដែរដែលរណ្ដៅមួយនោះគឺមានឈ្មោះថាច្រកទ្វារឋាននរកនៅពេលនោះដូម៉ាស់ក៏បានប្រើឲ្យប្រូជ្រុយទៅជួលបន្ទប់មួយសម្រាប់ឲ្យពួកគេសម្រាកនៅក្នុងយប់នេះរួចកូនក៏បាននាំបូជីទៅមើលរណ្ដៅមួយនោះជាមួយគ្នាទៅពេលទៅដល់ដូម៉ាស់ក៏បានរុញបូជីទម្លាក់ចូលទៅក្នុងរណ្ដៅភ្លើងនោះតែម្ដងហើយក្រោយពីបានសម្លាប់បូជីរួចហើយគាត់ក៏មានការស្ដាយក្រោយនៅអ្វីដែលគាត់បានធ្វើនេះផងដែរហើយតាមពិតអ្នកដែលបានបញ្ជាឲ្យគាត់សម្លាប់បូជីចោលនោះគឺជាប្រូសក់លឿងនេះឯងហើយមូលហេតុដែលប្រូសក់លឿងបញ្ជាឲ្យដូម៉ាស់ធ្វើបែបនេះព្រោះដោយសារតែគាត់ខ្លាចបូជីធ្វើការបះបោរដើម្បីដណ្ដើមយករាជបល្ល័ង្ករបស់គាត់ត្រឡប់ទៅវិញក្រោយពីបានធ្វើតាមការបញ្ជារបស់ប្រូសក់លឿងបានសម្រេចហើយនោះដូម៉ាស់ក៏បានធ្វើដំណើរត្រឡប់ទៅវិញទៅហើយនៅពេលដែលប្រូជ្រុយបានដឹងថាដូម៉ាស់បានសម្លាប់បូជីបែបនេះធ្វើឲ្យប្រូជ្រុយខឹងជាខ្លាំងរួចគាត់ក៏ចង់ចូលទៅសម្លាប់ដូម៉ាស់ចោលដើម្បីសងសឹកទៅឲ្យបូជីវិញពេលឃើញម៉ាបនេះដូម៉ាស់ក៏បានយកដៃរបស់គាត់ទៅរងផ្លែដាវរបស់ប្រូជ្រុយហើយក៏បានប្រាប់ឲ្យប្រូជ្រុយកាត់ដៃរបស់គាត់មួយនេះចោលទៅព្រោះថាដៃមួយនេះឯងគឺជាអ្នកដែលបានសម្លាប់បូជីក៏ប៉ុន្តែប្រូជ្រុយកាប់មិនដាច់នោះទេរួចគាត់ក៏ត្រូវបានដូម៉ាស់វាយឲ្យសន្លប់តែម្ដងបន្ទាប់មកគាត់ក៏បានកាត់ដៃរបស់ខ្លួនឯងចោលទៅចំណែកប្រូសក់លឿងឯនេះវិញនៅពេលដែលគាត់បានធ្វើតេស្តទៅលើសមត្ថភាពរបស់គាត់រួចហើយនោះគាត់ក៏បានជាប់នៅក្នុងរ៉េងទី90ឯណោះគឺថាខុសគ្នាឆ្ងាយពីស្ដេច Boss ច្រើនមែនទែនហើយនៅពេលដែលបានឃើញខ្លួនឯងខ្សោយខ្លាំងបែបនេះគាត់ក៏បានសម្រេចចិត្តឲ្យកញ្ចក់ទ័ពធ្វើពិធីដើម្បីស្រូបយកថាមពលរបស់ស្ដេច Boss ដាក់បញ្ចូលទៅក្នុងរាងកាយរបស់គាត់តែម្ដងបន្ទាប់មកកញ្ចក់ទ័ពក៏បាននាំផ្លូវគាត់ចូលទៅក្នុងបន្ទប់សម្ងាត់ក្រោមដីដែលនៅខាងក្រោមរាជវាំងនោះទៅរីឯបូជីអាណែវិញនៅពេលដែលគាត់បានធ្លាក់ចូលទៅក្នុងរណ្ដៅភ្លើងមួយនោះគឺថាគាត់មិនតន់ស្លាប់នៅឡើយនោះទេព្រោះថានៅពេលដែលគាត់កំពុងតែធ្លាក់ចុះនោះក៏ស្រាប់តែព្រួញដែលនៅក្នុងកាបូបរបស់គាត់បានបាញ់ខ្សែភ្ជាប់ទៅនឹងជញ្ជាំងរួចក៏បានធ្វើឲ្យបូជីធ្លាក់ចុះទៅខាងក្រោមតែបន្តិចប៉ុណ្ណោះហើយអ្នកដែលបានបាញ់ព្រួញជួយសង្គ្រោះបូជីនោះ
តាមពិនគឺជាប្រូម៉ៅរបស់យើងនេះឯងពេលឃើញបែបនេះធ្វើឲ្យបូជីសប្បាយចិត្តយ៉ាងខ្លាំងរហូតទប់ទឹកភ្នែកមិនចប់នោះឡើយបន្ទាប់មកប្រូម៉ៅក៏បានប្រាប់ទៅកាន់បូជីថាតាមពិនគាត់បាននៅជាមួយនឹងបូជីតាំងតែពីដំបូងមកម្លេះគឺប្រូម៉ៅបានជួយបូជីនៅពេលដែលគាត់ធ្លាក់ចុះពីលើរាជវាំងហើយនៅពេលដែលចៅលួចកាបូបរបស់គាត់ក៏ប្រូម៉ៅជាអ្នកជួយគាត់ដែរមិនតែប៉ុណ្ណោះនៅពេលដែលដូម៉ាស់បានដាក់ថ្នាំពុលចូលទៅក្នុងសាច់ដើម្បីឲ្យបូជីញ៉ាំនោះប្រូម៉ៅក៏ជាអ្នកដែលបានជួយគាត់ដូចគ្នាហើយមូលហេតុដែលគាត់តាមការពីបូជីបែបនេះគឺដោយសារតែប្រូពុកម៉ត់គឺជាអ្នកដែលបានបញ្ជាឲ្យប្រូម៉ៅធ្វើបែបនេះនោះឯងហើយគាត់ថែមទាំងបានបញ្ជាឲ្យប្រូម៉ៅនាំបូជីធ្វើដំណើរទៅកាន់ Underworld ដើម្បីជួបជាមួយនឹងមនុស្សម្នាក់នៅទីនោះព្រោះថាមនុស្សម្នាក់នោះអាចជួយឲ្យបូជីក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកនេះបានក្រោយពីបានប្រាប់រួចហើយពួកគេក៏បាននាំគ្នាធ្វើដំណើរចុះទៅកាន់ Underworld ទៅហើយនៅតាមផ្លូវពួកគេក៏បានឃើញឆ្អឹងខ្មោចផងដែរស្រាប់តែពេលនោះក៏មានផ្សែងពុលបានហុយឡើងមកផ្ទៃខាងលើរួចក៏បានធ្វើឲ្យពួកគេទាំងពីរនាក់សន្លប់អស់ទៅមួយសន្ទុះក្រោយមកក៏មានតែហ៊ាន2នាក់បានជិះសេះមកដល់ទីនោះហើយនៅពេលដែលបានឃើញពួកគេទាំងពីរមិនតាន់ស្លាប់បែបនេះតែហ៊ានទាំង2នាក់នោះក៏បាននាំពួកគេទាំងពីរធ្វើដំណើរទៅកាន់ Underworld តែម្ដងកាត់មកខាងប្រូសក់លឿងអានេះវិញនៅពេលដែលគាត់ធ្វើដំណើរទៅដល់បន្ទប់សម្ងាត់ក្រោមដីហើយនោះគាត់ក៏បានជួបជាមួយនឹងអ្នកបម្រើ2នាក់របស់ស្ដេច Bossហើយគ្រាន់តែបានចូលទៅក្នុងបន្ទប់នោះភ្លាមពួកគេក៏បានឃើញសត្វចម្លែកជាច្រើនត្រូវបានឃុំទុកនៅក្នុងទឹកកករួចក៏បានឃើញសាកសពរបស់ស្ដេច Boss ក៏បានคล้ายទៅជាទឹកកកដូចគ្នាបន្ទាប់មកអ្នកបម្រើទាំងពីរនាក់នោះក៏បានយកសាកសពរបស់ស្ដេច Boss ទៅកិនឲ្យម៉ត់ហើយក៏បានដាក់ចូលទៅក្នុងក្រឡមួយទៅស្របពេលជាមួយគ្នានោះប្រូងៅក៏បានធ្វើដំណើរចុះទៅកាន់បន្ទប់សម្ងាត់ក្រោមដីនោះដើម្បីទៅសម្លាប់ប្រូសក់លឿងចោលផងដែររួចសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ប្រូងៅបន្តិចដំបូងឡើយប្រូងៅគឺជាមនុស្សម្នាក់ដែលកាកខ្លាំងមែនទែនហើយនៅពេលដែលបានឃើញគាត់គីឡូកាបែបនេះស្ដេច Boss ក៏បាននាំគាត់ទៅជួបជាមួយនឹងមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Mirancho រួច Mirancho ក៏បានបំផ្លាស់បំប្រែគាត់ឲ្យคล้ายទៅជាមនុស្សម្នាក់ដែលខ្លាំងបែបនេះទៅត្រឡប់មកពេលបច្ចុប្បន្នវិញក្រោយពេលដែលពួកគេបានកិនសាកសពរបស់ស្ដេច Boss ដាក់ចូលទៅក្នុងក្រឡមួយនោះរួចហើយពួកគេក៏បានយកក្រឡមួយនោះទៅដាក់ឲ្យត្រូវពន្លឺថ្ងៃហើយក៏បានធ្វើឲ្យក្រឡមួយនោះឡើងកម្ដៅយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏បានដំបំបែកក្រឡមួយនោះចោលទៅហើយក៏បានឃើញស៊ុតមួយនៅក្នុងនោះទៀតផងរួចស៊ុតមួយនោះក៏ចាប់ផ្ដើមញាស់ហើយក៏បង្កើតបានជាបក្សីក្រហមដ៏ធំមួយពេលឃើញបែបនេះពួកគេក៏បានចាប់បក្សីមួយនោះដាក់ចូលទៅក្នុងឡដុតរួចក៏បានកាត់ក្បាលរបស់វាដើម្បីត្រងយកឈាមដាក់ចូលទៅក្នុងកែវមួយចំណែកឯខ្លួនរបស់វាវិញពួកគេក៏បានដុតខ្លួនរបស់វាឲ្យคล้ายទៅជាផេះហើយក៏បានយកគុជមួយដែលនៅខាងក្នុងខ្លួននោះដាក់បញ្ចូលទៅក្នុងឈាមមួយកែវនោះតែម្ដងបន្ទាប់មកពួកគេក៏បានយកឈាមមួយកែវនោះទៅឲ្យប្រូសក់លឿងផឹកទៅហើយក៏បានប្រាប់ទៅកាន់គាត់ថាបើសិនជាគាត់ផឹកឈាមមួយកែវនេះគាត់នឹងទទួលបានថាមពលទាំងប៉ុន្មានរបស់ស្ដេច Boss ហើយគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះជាមិនខានតែក្រោយពីបានកើតមួយសន្ទុះហើយនោះប្រូសក់លឿងក៏បានបដូរចិត្តវិញព្រោះថាគាត់មិនចង់លេងផ្លូវកាត់បែបនេះនោះទេគឺគាត់ចង់មានថាមពលខ្លាំងដោយពឹងផ្អែកទៅលើសមត្ថភាពរបស់គាត់វិញពេលលឿងអញ្ចឹងកញ្ចក់ទឹកក៏បានបញ្ជាឲ្យអ្នកបម្រើទាំងពីរនាក់នោះចាប់ប្រូសក់លឿងដើម្បីបញ្ច្រកឈាមមួយកែវនោះតែម្ដងតែពួកគេក៏ត្រូវបានប្រូសក់លឿងវាយឲ្យដេកស្អាតទាំងពីរនាក់នឹងបន្ទាប់មកប្រូសក់លឿងក៏បានយកឈាមមួយកែវនោះទៅចាក់ចោលបាត់ទៅចឹងយើងត្រឡប់ទៅខាងបូជីហើយនឹងប្រូម៉ៅអានេះវិញក្រោយពីទាហានទាំងពីរនាក់នោះបាននាំពួកគេទៅដល់ Underworld ហើយនោះពួកគេក៏ត្រូវបាននាំចូលទៅកស្ដេចតែម្ដងបន្ទាប់មកស្ដេចម្នាក់នោះក៏បានធ្វើឲ្យពួកគេទាំងពីរដឹងខ្លួនឡើងវិញផងដែរហើយក្រោយពីបានធ្វើការណែនាំខ្លួនរួចហើយនោះប្រូម៉ៅក៏បានប្រាប់ទៅកាន់ស្ដេចនោះពីគោលបំណងដែលពួកគេបាននាំគ្នាចុះមកកាន់ទីនេះគឺពួកគេចង់ស្វែងរកមនុស្សម្នាក់ដែលអាចធ្វើឲ្យមនុស្សធម្មតាប្រែក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងពូកែបានក៏ប៉ុន្តែប្រូម៉ៅភ្លេចឈ្មោះរបស់មនុស្សម្នាក់នោះបាត់ទៅហើយគឺគាត់នៅចាំបានថាឈ្មោះរបស់មនុស្សម្នាក់នោះចាប់ផ្ដើមដោយពាក្យ Des តែប៉ុណ្ណោះពេលលឺអញ្ចឹងស្ដេចម្នាក់នោះក៏បានប្រាប់ទៅកាន់គាត់វិញថាមនុស្សម្នាក់ដែលពួកគេកំពុងតែស្វែងរកនោះគឺជាទ្រង់នេះឯងដោយទ្រង់មានព្រះនាមថា Desha ហើយទ្រង់គឺជាស្ដេចទី2ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកពេលដែលបានដឹងរឿងនេះភ្លាមប្រូម៉ៅក៏បានសុំឲ្យស្ដេច Desha ជួយបូជីឲ្យคล้ายទៅជាមនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកនេះតែម្ដងតែមុននឹងស្ដេចយល់ព្រមទ្រង់ក៏បានបញ្ជាឲ្យបូជីបង្ហាញអំពីសមត្ថភាពរបស់គាត់មកឲ្យទ្រង់មើលសិនរួចទ្រង់ក៏បានបញ្ជាមេតបដ៏ខ្លាំងជាងគេបង្អស់របស់ទ្រង់ឲ្យចូលទៅសាកថ្វីដៃជាមួយនឹងបូជីទៅក៏ប៉ុន្តែទោះបីជាបានឃើញមេតបម្នាក់នោះធំប៉ុណ្ណាណីក៏ដោយក៏បូជីមិនបានខ្លាចនោះឡើយ
រួចគាត់ក៏បានចូលទៅវាយមេតម្នាក់នោះប៉ុន្មានដំងទៅហើយនៅពេលដែលបានឃើញបូជីវាយដោយគ្មានកម្លាំងសូម្បីតែបន្តិចបែបនេះស្ដេចដេសាក៏ចង់បដិសេធចំពោះសំណើរបស់ពួកគេតែម្ដងតែនៅពេលនោះព្រហ្មក៏បានប្រាប់ទៅកាន់ទ្រង់ទៀតថាបូជីមិនមានកម្លាំងពិតមែនតែគាត់ពូកែកិច្ចខ្លាំងណាស់ពេលលឺអញ្ចឹងស្ដេចដេសាក៏បានបញ្ជាឲ្យមេតបរបស់គាត់ចូលទៅសាកថ្វីដៃជាមួយនឹងបូជីម្ដងទៀតបន្ទាប់មកមេតបម្នាក់នោះក៏បានបញ្ចេញនៅក្បាច់កូនរបស់គាត់ទាំងប៉ុន្មានវាយទៅលើបូជីតែម្ដងតែគាត់វាយបូជីមិនត្រូវនោះឡើយហើយមិនថាគាត់ខំប្រឹងខ្លាំងប៉ុណ្ណានោះទេក៏បូជីអាចកិច្ចបានទាំងអស់ហ្នឹងក៏ប៉ុន្តែទោះបីជាស្ដេចដេសាបានឃើញបូជីមានសមត្ថភាពពិសេសបែបនេះហើយក៏ដោយក៏ទ្រង់នៅតែបដិសេធមិនព្រមបង្រៀនអ្វីទៅកាន់បូជីនោះឡើយព្រោះទ្រង់គិតថាទោះបីជាបូជីពូកែកិច្ចក៏ពិតមែនតែបើសិនជាគាត់គ្មានកម្លាំងទេនោះគាត់មិនអាចយកឈ្នះទៅលើគូប្រកួតរបស់គាត់បាននោះឡើយពេលលើបែបនេះធ្វើឲ្យពួកគេមានការបាក់ទឹកចិត្តជាខ្លាំងស្រាប់តែពេលនោះព្រហ្មក៏បាននឹកឃើញទៅដល់សម្បត្តិដែលប្រូពុកមាត់បានប្រើគាត់យកទៅឲ្យមនុស្សម្នាក់នោះហើយគ្រាន់តែស្ដេចដេសាបានអានសម្បត្តិនោះភ្លាមទ្រង់ក៏បានហែកសម្បត្តិនោះជាពីរទៅរួចថែមទាំងបានបណ្ដេញពួកគេឲ្យចេញពីរាជវាំងរបស់ទ្រង់ទៀតផងក៏ប៉ុន្តែនៅពេលដែលកងទ័ពបំរុងនឹងយកសម្បត្តិមួយនោះទៅចោលពួកគេក៏បានឃើញថាតាមពិតសម្បត្តិមួយនេះមិនមែនផ្ញើមកឲ្យស្ដេចដេសានោះទេគឺផ្ញើទៅឲ្យដេស្ប៉ាដែលត្រូវជាប្អូនប្រុសទី2របស់ស្ដេចដេសានោះឯងរួចមេតម្នាក់នោះក៏បានយករឿងមួយនេះទៅប្រាប់ពួកគេទាំងពីរនាក់នោះទៅពេលលឺអញ្ចឹងធ្វើឲ្យពួកគេមានសង្ឃឹមឡើងវិញរួចក៏បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងដើម្បីស្វែងរកដេស្ប៉ាតែម្ដងកាត់មកខាងប្រូសក់លឿងឯនេះវិញក្រោយពីគាត់បានចាក់ឈាមមួយកែវនោះចោលរួចហើយប្រូងៅក៏បានធ្វើដំណើរមកដល់ទីនោះរួចក៏ចង់ចូលទៅសម្លាប់ប្រូសក់លឿងចោលតែម្ដងស្រាប់តែពេលនោះកញ្ចក់ទឹកក៏បានខត់គាត់ហើយគ្រាន់តែបានឮសំឡេងនេះភ្លាមប្រូងៅក៏បានដឹងយ៉ាងច្បាស់ថាតាមពិតកញ្ចក់ទឹកនោះគឺជាមីរ៉ាន់ជូដែលត្រូវជាអ្នកមានកូនរបស់គាត់នោះឯងបន្ទាប់មកមីរ៉ាន់ជូក៏បានហៅប្រូងៅឲ្យចូលទៅជិតដើម្បីប្រាប់គាត់អំពីផែនការដ៏ពិតប្រាកដរបស់នាងហើយនៅពេលដែលបានឃើញឱកាសល្អបែបនេះប្រូសក់លឿងក៏បានរើសយកអាវុធដែលនៅទីនោះដើម្បីចូលទៅសម្លាប់ប្រូងៅពីក្រោយតែម្ដងតែគាត់ក៏ត្រូវបានមីរ៉ាន់ជូខត់តន់រួចក៏បានប្រាប់ទៅកាន់ប្រូសក់លឿងថាឥឡូវនេះប្រូងៅក៏ជាគ្នារបស់យើងម្នាក់ដែរហើយក្រោយពីប្រូងៅបានធ្វើការសុំទោសរួចហើយនោះប្រូសក់លឿងក៏បានយល់ព្រមរួចប្រូងៅក៏បានចូលទៅវាយកន់មួយដៃឲ្យសន្លប់បាត់ទៅក្រោយមកពួកគេក៏បានយកគាត់ទៅចងនៅលើកៅអីមួយហើយក៏បានទៅប្រមូលឈាមដែលបានចាក់ចោលនោះយកទៅដាក់នៅក្នុងកែវវិញរួចក៏បានយកវាទៅឲ្យប្រូសក់លឿងផឹកតែម្ដងហើយតាមពិតឈាមមួយកែវនោះមិនមែនជួយឲ្យប្រូសក់លឿងមានថាមពលខ្លាំងជាងមុននោះទេតែឈាមមួយកែវនោះគឺអាចធ្វើឲ្យស្ដេច Boss មានជីវិតរស់ឡើងវិញនៅក្នុងខ្លួនរបស់ប្រូសក់លឿងនោះឯងរួចមីរ៉ាន់ជូក៏បានសូត្រមន្តអាគមរបស់នាងហើយក៏បានធ្វើឲ្យប្រូសក់លឿងដឹងខ្លួនឡើងមកវិញផងដែរក៏ប៉ុន្តែគាត់មិនមែនជាប្រូសក់លឿងតទៅទៀតនោះឡើយតែគាត់គឺជាស្ដេច Boss ដែលបានរស់ឡើងវិញនៅក្នុងរាងកាយរបស់ប្រូសក់លឿងនោះឯងចំណែកបូជីជាមួយនឹងប្រូម៉ៅឯនេះវិញក្រោយពីពួកគេបានចូលទៅក្នុងទីក្រុងនោះហើយពួកគេក៏បានរកឃើញផ្ទះរបស់ដេស្ប៉ាហើយក្រោយពីបានជួបជាមួយនឹងគាត់ហើយនោះពួកគេក៏បានធ្វើការណែនាំខ្លួនរួចក៏បានប្រកល់សម្បត្តិរបស់ប្រូពុកមាត់ទៅឲ្យគាត់មើលតែម្ដងដើម្បីសុំឲ្យគាត់បង្រៀនបូជីឲ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះហើយក្រោយពីបានអានសម្បត្តិនោះរួចហើយដេស្ប៉ាក៏មិនបានបដិសេធនោះដែរក៏ប៉ុន្តែគាត់មិនបង្រៀន free នោះទេព្រោះថាគាត់ក៏ត្រូវការលុយដើម្បីចិញ្ចឹមជីវិតរបស់គាត់ដូចគ្នាពេលលឺអញ្ចឹងប្រូម៉ៅក៏បានយកលុយដែលគាត់មានទាំងប៉ុន្មានប្រគល់ទៅឲ្យដេស្ប៉ាទាំងអស់ទៅហើយក្រោយពីបានទទួលលុយហើយនោះដេស្ប៉ាក៏បាននាំពួកគេចូលទៅក្នុងផ្ទះរបស់គាត់ទៅបន្ទាប់មកគាត់ក៏បានដើរចូលទៅកាន់ដៃរបស់បូជីហើយក៏បានឃើញថារាងកាយរបស់បូជីទាំងមូលគឺមិនមានកម្លាំងសូម្បីតែបន្តិចនោះឡើយដូចនេះទោះបីជាគាត់ខំប្រឹងហ្វឹកហាត់ខ្លាំងប៉ុណ្ណាក៏ដោយក៏កម្លាំងរបស់គាត់មិនអាចខ្លាំងជាងមុនបានដែរពេលដែលបានដឹងរឿងនេះភ្លាមធ្វើឲ្យបូជីមានការអស់សង្ឃឹមជាខ្លាំងតែនៅពេលនោះដេស្ប៉ាក៏បាននិយាយលើកទឹកចិត្តទៅកាន់បូជីថាទោះបីជាគាត់មិនអាចជួយឲ្យបូជីមានកម្លាំងខ្លាំងជាងមុនក៏ពិតមែនតែគាត់មានវិធីផ្សេងដែលអាចធ្វើឲ្យបូជីខ្លាំងជាងអ្នកណាទាំងអស់ដោយមិនពឹងផ្អែកទៅលើកម្លាំងរបស់គាត់នោះឡើយពេលលឺអញ្ចឹងធ្វើឲ្យពួកគេមានការសប្បាយចិត្តជាខ្លាំងរកអ្វីព្រៀបផ្ទឹមមិនបាននោះទេបន្ទាប់មកដេស្ប៉ាក៏បានប្រាប់ឲ្យពួកគេទាំងពីរនៅចាំផ្ទះហើយត្រៀមខ្លួននៅក្នុងការហ្វឹកហាត់នៅថ្ងៃស្អែកនេះរួចគាត់ក៏បានចេញទៅផឹកស៊ីនៅខាងក្រៅតែម្នាក់ឯងទៅតែនៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញពួកគេក៏បានឃើញថាដេស្ប៉ាត្រូវបានគេវាយឡើងហើមុខហើមាត់អស់បាត់ទៅហើយយើងក៏បានដឹងដែរថាតាមពិតដេស្ប៉ាមិនចេះវាយគ្នាដូចជាបងប្រុសរបស់គាត់នោះទេតែអ្វីដែលជាសមត្ថភាពពិសេសរបស់គាត់នោះ
គឺគាត់មានប្រាជ្ញាឆ្លាតជាងអ្នកណាទាំងអស់បន្ទាប់មកពួកគេក៏បាននាំគ្នាចូលទៅសម្រាកអស់ទៅលុះព្រឹកឡើងបូជីក៏បានក្រោកទាំងព្រលឹមដើម្បីជូតសម្អាតផ្ទះនិងរៀបចំអាហារពេលព្រឹកសម្រាប់គ្រប់គ្នាហើយដោយសារតែគាត់គឺជាកូនស្ដេចមិនដែលធ្វើការងារផ្ទះពីមុនមកបែបនេះគាត់ក៏បានចម្អិនម្ហូបដាក់ចូលទាំងមូលតែម្ដងរួចក៏បានបង្កើតជាអាហារមួយដែលមានក្លិនឈ្ងុយខ្លាំងមែនទែនធ្វើឲ្យអ្នកទាំងពីរនោះទ្រាំមិនបាននោះឡើយហើយនៅពេលដែលឃើញបូជីញ៉ាំទំនងខ្លាំងបែបនេះពួកគេក៏បាននាំគ្នាដាក់មួយនាក់មួយម៉ាត់ទៅឬក៏បានធ្វើឲ្យពួកគេទាំងពីរដេកស្អាតទាំងអស់គ្នាតែម្ដងព្រោះថានៅក្នុងអាហារមួយនោះគឺមានថ្នាំពុលហើយមូលហេតុដែលថ្នាំពុលមិនមានប្រតិកម្មទៅលើបូជីបែបនេះគឺដោយសារតែបូជីគាត់គឺជាកូនយក្សដូចនេះថ្នាំពុលមិនអាចធ្វើអ្វីទៅលើគាត់បាននោះឡើយរួចពួកគេក៏បានសម្រេចចិត្តថាពួកគេនឹងមិនឲ្យបូជីចម្អិនអាហារមកឲ្យពួកគេញ៉ាំទៀតនោះទេបើមិនអញ្ចឹងពួកគេទាំងពីរនឹងត្រូវស្លាប់ជាមួយគ្នាជាមិនខានបន្ទាប់មកដេស្ប៉ាក៏បាននាំបូជីចូលទៅក្នុងបន្ទប់ដើម្បីធ្វើការហ្វឹកហាត់តែពីរនាក់ដោយមិនឲ្យប្រុសម៉ៅចូលទៅជាមួយនឹងពួកគេនោះឡើយហើយនៅពេលដែលចូលទៅដល់គាត់ក៏បានឲ្យបូជីជ្រើសរើសអាវុធមួយដើម្បីយកទៅ train ផងដែរលុះក្រោយពីបានដើរមើលអាវុធទាំងអស់ដែលនៅទីនោះរួចហើយបូជីក៏បានរកឃើញអាវុធមួយដែលស័ក្តិសមជាមួយនឹងគាត់ជាទីបំផុតរួចគាត់ក៏បានសម្រេចចិត្តយកអាវុធមួយនោះទៅ train ជាមួយនឹង Despa ទៅហើយនៅពេលដែលបូជីចេញពី train វិញម្ដងគាត់តែងតែអស់កម្លាំងពីខ្លួននៅលេងហ្មងមិនដឹងថា Despa បង្រៀនក្បាច់អីខ្លះទៅកាន់គាត់នោះទេលុះក្រោយពីបាន train ជាមួយនឹង Despa អស់រយៈពេលជាច្រើនថ្ងៃហើយនោះក៏ស្រាប់តែប្រូម៉ៅបានឮសំឡេងដ៏ខ្លាំងមួយចេញពីបន្ទប់ train របស់ពួកគេរួចគាត់ក៏បានរត់សម្ដៅទៅកាន់ទីនោះទៅហើយនៅពេលទៅដល់គាត់ក៏បានឃើញបូជីវាយបំបែកដុំម៉ដ៏ធំមួយឲ្យរយះជាពីរទៀតផងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Science Official ថ្ងៃនេះយើងនឹងបន្តសាច់រឿងរបស់បូជីនៅក្នុងភាគទី3បន្តទៀតដោយនៅក្នុងភាគនេះសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ស្ដេច Boss បន្តិចនៅថ្ងៃមួយមីរ៉ាន់ជូបាននាំគាត់ទៅជួបជាមួយនឹងបិសាចក្រហមម្នាក់ដើម្បីសុំបំណងប្រាថ្នាពីវាមួយគឺគាត់ចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះរួចបិសាចមួយនោះក៏តបទៅវិញថាវាអាចជួយឲ្យបំណងប្រាថ្នារបស់គាត់ក្លាយទៅជាការពិតបានតែគាត់ត្រូវតែប្រគល់ជីវិតរបស់គាត់មកឲ្យវាជាដាច់ខាតពេលឮបែបនេះស្ដេច Boss ក៏បានបដិសេធព្រោះថាគាត់មិនចង់នៅក្នុងរ៉េងទី1យូរប៉ុន្មាននោះទេរួចបិសាចក្រហមក៏បានប្រាប់គាត់នៅវិធីមួយផ្សេងទៀតដែលអាចជួយគាត់បានគឺវានឹងលួចយកថាមពលពីកូនរបស់គាត់រួចយកថាមពលទាំងអស់នោះទៅដាក់បញ្ចូលនៅក្នុងរាងកាយរបស់គាត់តែម្ដងពេលឮអញ្ចឹងស្ដេច Boss ក៏បានយល់ព្រមរួចគាត់ក៏បានទៅរកយក្សស្រីម្នាក់ដើម្បីសុំនាងរៀបការហើយបង្កើតកូនមកឲ្យគាត់ទៅប៉ុន្មានឆ្នាំក្រោយមកស្ដេច Boss ក៏បានចេញទៅធ្វើសង្គ្រាមជាមួយនឹងបិសាច Goblin ទៀតហើយគាត់ប៊ីតែនឹងចាញ់នៅក្រោមកណ្ដាប់ដៃរបស់ Goblin ទាំងអស់នោះបាត់ទៅហើយតែនៅពេលនោះកម្លាំងរបស់ស្ដេច Boss ក៏បានកើនឡើងខ្លាំងជាងមុនហើយថែមទាំងបានព្យាបាលរបួសរបស់គាត់ទាំងប៉ុន្មានឲ្យបានជាទៀតផងពេលឃើញអញ្ចឹងស្ដេច Boss ក៏បានដឹងថានៅពេលនេះកូនរបស់គាត់គឺបានកើតមកហើយរួចគាត់ក៏បានចូលទៅសម្លាប់ពួក Goblin ទាំងអស់នោះចោលទៅហើយក៏ប្រញាប់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញដើម្បីមើលមុខកូនរបស់គាត់ដែលបានកើតនោះពេលទៅដល់គាត់ក៏បានឃើញថាកូនប្រុសរបស់គាត់គឺមានមាឌតូចខ្លាំងមែនទែនមិនបានប៉ុនម្រាមដៃរបស់ពួកគេផងហើយមូលហេតុដែលកូនមួយនោះតូចខ្លាំងបែបនេះគឺដោយសារតែបិសាចក្រហមបានលួចយកថាមពលរបស់កូននោះទាំងប៉ុន្មានទៅដាក់បញ្ចូលនៅក្នុងរាងកាយរបស់ស្ដេច Boss នោះឯងដោយនេះហើយបានជាធ្វើឲ្យបូជីរបស់យើងមិនមានកម្លាំងសូម្បីតែបន្តិចសោះពេលដែលបានដឹងថាខ្លួនឯងបានធ្វើរឿងមិនគប្បីទៅលើក្មេងប្រុសដែលមិនដឹងអីបែបនេះស្ដេច Boss ក៏ឈប់បន្តដំណើរទៅមុខទៀតហើយរួចគាត់ក៏បានបង្កើតនគរមួយនៅទីនោះតែម្ដងត្រឡប់មកពេលបច្ចុប្បន្នវិញក្រោយពីស្ដេច Boss បានមានជីវិតរស់ឡើងវិញនៅក្នុងខ្លួនរបស់ប្រុសសក់លឿងហើយនោះធ្វើឲ្យទ្រង់សែតជាខ្លាំងព្រោះថាឥឡូវនេះទ្រង់បានពលីជីវិតកូនប្រុសរបស់ទ្រង់ម្នាក់ទៀតហើយពេលឃើញអញ្ចឹងមីរ៉ាន់ជូក៏បានបង្ហាញរូបរបស់មនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះទៅឲ្យទ្រង់មើលទៅហើយគ្រាន់តែបានឃើញភ្លាមធ្វើឲ្យស្ដេច Boss មានការសប្បាយចិត្តជាខ្លាំងបន្ទាប់មកមីរ៉ាន់ជូក៏បានសុំការអនុញ្ញាតពីស្ដេច Boss ដើម្បីធ្វើការសម្លាប់ម្ចាស់ស្ត្រី Healing ចោលតែម្ដងព្រោះថាទ្រង់ធ្លាប់បានសន្យាជាមួយនឹងនាងអំពីរឿងមួយនេះកាត់មកខាងម្ចាស់ស្ត្រី Healing ឯនេះវិញប្រូជ្រុយក៏បានយករឿងទាំងប៉ុន្មានដែលបានកើតឡើងទៅលើបូជីមកទូលប្រាប់ទ្រង់ទាំងអស់រួចសាច់រឿងរបស់យើងក៏បានត្រឡប់ទៅក្រោយបន្តិចគឺថាក្រោយពី Domas បានវាយទៅលើប្រូជ្រុយឲ្យសន្លប់ហើយនោះគាត់ក៏បាននាំប្រូជ្រុយទៅសម្រាកនៅក្នុងបន្ទប់មួយហើយក៏បានប្រាប់ទៅកាន់ប្រូជ្រុយថា
តាមពិតអ្នកដែលបានបញ្ជាឲ្យកត់សម្រាប់បូជាចោលនោះគឺជាប្រូសក់លឿងនោះឯងចំណែកឯម្ចាស់ស្ត្រីហេលេងគឺទ្រង់មិនបានដឹងរឿងអីនោះទេដូចនេះបើសិនជាពួកគេនាំគ្នាត្រឡប់ទៅវិញនោះម្ចាស់ស្ត្រីហេលេងនឹងសម្លាប់ពួកគេទាំងពីរចោលជាមិនខានក៏ប៉ុន្តែប្រូជ្រោយមិនខ្លាចស្លាប់នោះឡើយរួយកូនក៏បានធ្វើដំណើរត្រឡប់ទៅវិញតែម្នាក់ឯងដើម្បីប្រាប់រឿងមួយនេះទៅកាន់ម្ចាស់ស្ត្រីទៅហើយនៅពេលដែលបានដឹងថាបូជីបានស្លាប់បាត់បែបនេះធ្វើឲ្យម្ចាស់ស្ត្រីហេលីងខឹងជាខ្លាំងរួចទ្រង់ក៏បានបញ្ជាឲ្យគេចាប់ប្រូជ្រោយយកទៅប្រហារជីវិតចោលតែម្ដងលុះព្រឹកឡើងមីរ៉ាន់ជូក៏ចង់បញ្ជាបិសាចតោ4ក្បាលឲ្យទៅសម្លាប់ម្ចាស់ស្ត្រីហេលីងចោលដែលបិសាចតោទាំង4ក្បាលនោះគឺនាងបានចាប់ពួកវាពី Underworld មករួចក៏បានប្រើវេទមន្តរបស់នាងដើម្បីគ្រប់គ្រងទៅលើពួកវានោះឯងហើយដោយសារតែចង់ដឹងថាពួកវាមានសមត្ថភាពខ្លាំងដល់កម្រិតណានោះស្ដេចបោះក៏បានបញ្ជាឲ្យប្រូងោចូលទៅសាកថ្វីដៃជាមួយនឹងបិសាចតោទាំងអស់នោះទៅហើយគ្រាន់តែចូលទៅដល់ភ្លាមប្រូងោក៏ត្រូវបានបិសាចតោទាំងអស់នោះខ្វាចឲ្យរយើអាវអស់ហ្មងពេលឃើញបែបនេះស្ដេចបោះក៏បានចូលទៅវាយដោយខ្លួនឯងវិញម្ដងរួចទ្រង់ក៏បានដាក់ទៅលើបិសាចតោនោះមួយដំបងឲ្យងាប់មួយបាត់ទៅហើយក្រោយពីបានដឹងអំពីសមត្ថភាពរបស់បិសាចតោទាំងអស់នោះរួចហើយស្ដេចបោះក៏បានអនុញ្ញាតឲ្យមីរ៉ាន់ជូអាចធ្វើឃាតទៅលើម្ចាស់ស្ត្រីហេលីងបានចំណែកម្ចាស់ស្ត្រីហេលីងឯណែវិញទ្រង់ក៏បានចាប់ប្រូជ្រោយដើម្បីយកទៅប្រហារជីវិតផងដែរហើយនៅពេលដែលពួកគេបំរុងនឹងសម្លាប់គាត់ចោលទៅហើយនោះក៏ស្រាប់តែដូម៉ាស់បានចូលទៅប្រយុទ្ធជាមួយនឹងកងទ័ពទាំងអស់នោះដើម្បីជួយប្រូជ្រោយហើយគ្រាន់តែពួកគេរត់ចេញពីទីនោះបានបន្តិចក៏ស្រាប់តែស្ដេចបោះបានចេញមកកាក់ផ្លូវរបស់ពួកគេតែម្ដងរួចទ្រង់ក៏បានវាយទៅលើដូម៉ាស់ប៉ុន្មានដំបងឲ្យដួលទៅនឹងដីទៀតផងហើយគ្រាន់តែបានដឹងថាម្នាក់នោះគឺជាដូម៉ាស់ភ្លាមម្ចាស់ស្ត្រីហេលីងក៏បានបញ្ជាឲ្យប្រូម៉ាប់ចូលទៅសម្លាប់ដូម៉ាស់ចោលដើម្បីសងសឹកទៅឲ្យបូជីវិញក៏ប៉ុន្តែស្ដេចបោះក៏បានខត់ពួកគេរួចទ្រង់ក៏បានប្រាប់ទៅកាន់គ្រប់គ្នាថាតាមពិតបូជីមិនតន់ស្លាប់នៅឡើយនោះទេព្រោះថាមនុស្សម្នាក់ដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះគឺជាបូជីនោះឯងរួចទ្រង់ក៏បានប្រាប់ទៅកាន់ពួកគេទៀតថាឥឡូវនេះបូជីកំពុងតែធ្វើការហ្វឹកហាត់ក្បាច់គុននៅឯ Underworld ឯណោះហើយកនថែមទាំងមានសមត្ថភាពខ្លាំងជាងមុនទៀតផងហើយដោយសារតែបូជីនៅរស់បែបនេះទ្រង់ក៏បានសម្រាលទោសទៅឲ្យដូម៉ាស់ពីការប្រហារជីវិតឲ្យគ្រាន់តែដេញចេញពីរាជវាំងតែប៉ុណ្ណោះបន្ទាប់មកទ្រង់ក៏បានដើរចូលទៅខ្សឹបដាក់ត្រចៀករបស់ដូម៉ាស់ដើម្បីឲ្យកនធ្វើការងារដ៏សំខាន់មួយរួចក៏បានបញ្ជាឲ្យកនជាមួយនឹងប្រូជ្រោយនាំគ្នាចាកចេញពីទីនេះទៅបន្ទាប់មកសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ប្រូពុកម៉ត់បន្តិចនៅថ្ងៃមួយគឺមានតាហ៊ាន2នាក់កំពុងតែនាំគ្នាធ្វើបាបទៅលើសត្វពស់ក្បាល2ហើយដោយសារតែទៅភ្នែកខ្លាំងពេកប្រូពុកម៉ត់ក៏បានចូលទៅវាយតាហ៊ានទាំង2នាក់នោះឲ្យដេកស្អាតអស់ទៅស្របពេលជាមួយគ្នានោះស្ដេចបោះក៏បានឃើញដែរលុះដល់ថ្ងៃដែលពួកគេត្រូវសាកថ្វីដៃជាមួយនឹងស្ដេចបោះហើយនោះទ្រង់ក៏បានវាយទៅលើប្រូពុកម៉ត់មួយដំបងឡើងប៉ើងដល់ណានៃហ្មងតែប្រូពុកម៉ត់នៅតែតស៊ូងើបឈរបានដដែលនឹងពេលឃើញបែបនេះស្ដេចបោះក៏បានតែងតាំងគាត់ឲ្យធ្វើជាកងទ័ពពិសេសប្រចាំរាជវាំងតែម្ដងត្រឡប់មកពេលបច្ចុប្បន្នវិញគឺថាឥឡូវនេះប្រូពុកម៉ត់មិនទាន់ស្លាប់នៅឡើយនោះទេហើយនៅពេលដែលដីបានស្រូបគាត់ចូលទៅខាងក្រោមនោះតាមពិតគឺជាសត្វពស់ក្បាល2គឺជាអ្នកដែលបានជួយសង្គ្រោះជីវិតរបស់គាត់នោះឯងចំណែកដូម៉ាស់ជាមួយនឹងប្រូជ្រោយឯនេះវិញនៅពេលដែលពួកគេកំពុងតែធ្វើដំណើរចាក់ចេញពីរាជវាំងនោះដូម៉ាស់ក៏បានប្រាប់ទៅកាន់ប្រូជ្រោយនៅអ្វីដែលស្ដេចបោះបានខ្សឹបដាក់ត្រចៀករបស់គាត់ថាតាមពិតទ្រង់មិនមែនជាប្រូសក់លឿងនោះទេតែទ្រង់គឺជាស្ដេចបោះដែលបានរស់ឡើងវិញនៅក្នុងខ្លួនប្រាណរបស់ប្រូសក់លឿងនោះឯងហើយទ្រង់ក៏បានបញ្ជាឲ្យពួកគេនាំគ្នាទៅបំផ្លាញច្រកទ្វារសម្ងាត់មួយដែលនៅខាងក្រោមរាជវាំងដែលច្រកទ្វារមួយនោះគឺអាចធ្វើដំណើរទៅកាន់ Underworld បានរួចពួកគេក៏បាននាំគ្នាទៅ train ឲ្យខ្លាំងជាងមុនដើម្បីទៅបំផ្លាញច្រកទ្វារមួយនោះចោលតែម្ដងរីឯស្ដេចបោះឯណាវិញក្រោយពីបានបញ្ជាឲ្យដូម៉ាស់ធ្វើការងារសម្ងាត់មួយនោះរួចហើយទ្រង់ក៏បានវាយទៅលើប្រូម៉ាប់មួយដំបងតែមិនបានធ្វើឲ្យប្រូម៉ាប់ប៉ើងទៅណានោះទេរួចទ្រង់ក៏បានដើរចូលទៅខ្សឹបប្រាប់គាត់ឲ្យត្រៀមខ្លួនដើម្បីការពារម្ចាស់ស្ត្រី Healing ព្រោះថានៅបន្តិចទៀតនឹងមានបិសាចតោចូលទៅធ្វើឃាតម្ចាស់ស្ត្រី Healing ជាមិនខានហើយមូលហេតុដែលទ្រង់តែងតែខ្សឹបបែបនេះគឺដោយសារតែទ្រង់មិនចង់ឲ្យមីរ៉ាន់ជូដឹងអំពីអ្វីដែលទ្រង់ប្រាប់ទៅកាន់ពួកគេនោះឡើយបន្ទាប់មកទ្រង់ក៏បានប្រាប់ទៅកាន់ម្ចាស់ស្ត្រី Healing ថាតាមពិតទ្រង់មិនមែនជាប្រូសក់លឿងនោះទេតែទ្រង់គឺជាស្ដេចបោះនោះឯងរួចទ្រង់ក៏បានយកដំបងរបស់ទ្រង់មកកាច់បញ្ចូលគ្នាហើយក៏បានបង្កើតបានជាដុំគុជដ៏ស្រស់ស្អាតមួយពេលឃើញបែបនេះម្ចាស់ស្ត្រីក៏បានជឿថាទ្រង់គឺជាស្ដេចបោះពិតប្រាកដមែនព្រោះថានៅពេលដែលស្ដេចបោះបានជួបជាមួយនឹងម្ចាស់ស្ត្រីដំបងទ្រង់ក៏បានធ្វើដូច្នេះដែរ
បន្ទាប់មកម្ចាស់ស្ត្រីក៏បានសួររកប្រូសក់លឿងតែស្ដេចបោះក៏មិនបានដឹងដែរថានៅពេលនេះប្រូសក់លឿងនៅទីណានោះទេគ្រាន់តែបានឮភ្លាមម្ចាស់ស្ត្រីហេលីងក៏បានសន្លប់បាត់ទៅរួចប្រូម៉ាប់ក៏បាននាំយកទ្រង់ទៅសម្រាកនៅក្នុងបន្ទប់របស់ទ្រង់ទៅហើយនៅក្នុងយប់នោះមីរ៉ាន់ជូក៏បានបញ្ជាឲ្យបិសាចតោ3ក្បាលដែលនៅសល់ទៅសម្លាប់ម្ចាស់ស្ត្រីហេលីងចោលផងដែរពេលដែលបាននឹងរឿងនេះភ្លាមប្រូម៉ាប់ក៏បានចេញទៅប្រយុទ្ធជាមួយនឹងបិសាចតោទាំងអស់នោះដើម្បីការពារទ្រង់តែម្ដងបន្ទាប់មកសាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ប្រូម៉ាប់បន្តិចគឺថាដំបូងឡើយប្រូម៉ាប់គាត់គឺជាជើងខ្លាំងម្នាក់ដែលមានតំណែងជាលំពេងរបស់ស្ដេចតែក្រោយមកស្ដេចក៏បានដកតំណែងនោះចេញពីគាត់ប្រគល់ទៅឲ្យប្រូងោលវិញរួចក៏បានបញ្ជាឲ្យប្រូម៉ាប់ទៅធ្វើជាអង្គរៈការពារម្ចាស់ស្ត្រីហេលីងចាប់តាំងពីថ្ងៃនោះមកត្រឡប់មកពេលបច្ចុប្បន្នវិញគឺថាបិសាចតោទាំង3ក្បាលនោះពិតជាសាហាវខ្លាំងមែនទែនហើយពួកវាថែមទាំងចេះសហការគ្នាដើម្បីចូលទៅប្រយុទ្ធជាមួយនឹងប្រូម៉ាប់ទៀតផងតែសំណាងល្អដែលនៅពេលនោះប្រូម៉ាប់គាត់មានអាវដៃការពារខ្លួនដូចនេះគាត់មិនសូវជាមានរបួសធ្ងន់ប៉ុន្មាននោះទេក៏ប៉ុន្តែទោះបីជាគាត់មានអាវដៃការពារខ្លួនក៏ដោយក៏គាត់មិនអាចយកឈ្នះទៅលើពួកវាបាននោះឡើយពេលឃើញអញ្ចឹងប្រូម៉ាប់ក៏បានសម្រេចចិត្តដោះអាវដៃនោះចេញដើម្បីឲ្យគាត់អាចធ្វើការបម្លាស់ទីលឿនជាងមុនរួចក៏បានចូលទៅសម្លាប់បិសាចតោទាំង3ក្បាលនោះចោលទៅតែគាត់ក៏មានរបួសធ្ងន់រហូតដល់សន្លប់បាត់ដូចគ្នាកាត់មកខាងមីរ៉ាន់ជូឯណែវិញក្រោយពីការធ្វើឃាតម្ចាស់ស្ត្រីហេលីងត្រូវបានបរាជ័យហើយនោះស្ដេចបោះក៏បានបបួលនាងមករាំជាមួយគ្នាដើម្បីកំសាន្តចិត្តនាងឡើងវិញពេលឮបែបនេះមីរ៉ាន់ជូក៏បានដកព្រលឹងរបស់នាងចេញពីកញ្ចក់ទឹកចូលទៅក្នុងរូបតុក្កតាមួយហើយក៏បានចូលទៅរាំជាមួយនឹងស្ដេចបោះទៅក្រោយពីរាំបានមួយសន្ទុះមីរ៉ាន់ជូក៏អស់កម្លាំងរួចនាងក៏បានចូលទៅក្នុងកញ្ចក់ទឹករបស់នាងវិញបន្ទាប់មកនាងក៏បានសុំការអនុញ្ញាតពីស្ដេចបោះដើម្បីធ្វើដំណើរទៅកាន់ Underworld ម្ដងទៀតដើម្បីប្រមូលបិសាចដែលនៅទីនោះមកឲ្យច្រើនជាងមុនរួចនាងក៏បានបញ្ជាឲ្យប្រូងោលនៅយាមច្រកទ្វារចូលទៅកាន់ Underworld នោះផងដែរចំណែកប្រូម៉ាប់ឯណែវិញគាត់ក៏ត្រូវបានម្ចាស់ស្ត្រី Healing ព្យាបាលរបួសឲ្យបានជាហើយក្រោយពីបានដឹងខ្លួនឡើងវិញហើយនោះពួកគេក៏បាននាំគ្នាទៅជួបជាមួយនឹងស្ដេច Boss ដើម្បីឲ្យទ្រង់ដោះលែងប្រូសក់លឿងមកឲ្យពួកគេវិញរីឯប្រូសក់លឿងឯណែវិញគឺថាគាត់មិនដឹងថាខ្លួនឯងនៅទីណានោះទេហើយកន្លែងមួយនោះគឺថាងងឹតខ្លាំងមែនទែនទោះបីជាគាត់ខំប្រឹងរកច្រកចេញយ៉ាងណាក៏ដោយក៏គាត់រកមិនឃើញនោះឡើយលុះនៅពេលដែលម្ចាស់ស្ត្រី Healing បានជួបជាមួយនឹងស្ដេច Boss ហើយនោះទ្រង់ក៏បានស្រែកខ្លាំងប្រាប់ឲ្យស្ដេច Boss ដោះលែងប្រូសក់លឿងត្រឡប់មកវិញហើយសម្រែកមួយនោះក៏បានលើទៅដល់ប្រូសក់លឿងរួចប្រូសក់លឿងក៏បានស្រែកហៅម្ចាស់ស្ត្រីវិញទៅហើយនៅពេលនោះម្ចាស់ស្ត្រីក៏បានលើសំឡេងរបស់ប្រូសក់លឿងវិញដូចគ្នាតែសម្រាប់អ្នកដទៃផ្សេងទៀតគឺពួកគេមិនបានលើសំឡេងរបស់ប្រូសក់លឿងនោះទេរួចទ្រង់ក៏បានផ្ទៀងត្រចៀកស្ដាប់សំឡេងមួយនោះហើយក៏បានដឹងថាសំឡេងមួយនោះគឺចេញពីក្នុងខ្លួនរបស់ប្រូសក់លឿងនោះឯងបន្ទាប់មកទ្រង់ក៏បានដកកូនកំបិតបំរុងនឹងចាក់រាងកាយរបស់ប្រូសក់លឿងដើម្បីជួយគាត់ចេញពីក្នុងនោះតែទ្រង់ក៏ត្រូវបានប្រូម៉ាប់ខត់តន់ព្រោះថាធ្វើបែបនេះគឺដូចជាសម្លាប់ប្រូសក់លឿងអញ្ចឹងពេលឮបែបនេះធ្វើឲ្យម្ចាស់ស្ត្រីមានការពិបាកចិត្តជាខ្លាំងរួចប្រូម៉ាប់ក៏បានវាយទ្រង់មួយដៃឲ្យសន្លប់បាត់ទៅបន្ទាប់មកស្ដេចបោះក៏បានបញ្ជាឲ្យប្រូម៉ាប់នាំម្ចាស់ស្ត្រី Healing ចាក់ចេញពីនគរមួយនេះតែម្ដងព្រោះថានៅបន្តិចទៀតមីរ៉ាន់ជូនឹងនាំបិសាចជាច្រើនឲ្យមកសម្លាប់ម្ចាស់ស្ត្រីឲ្យតតែបានពេលឮអញ្ចឹងប្រូម៉ាប់ក៏បាននាំម្ចាស់ស្ត្រីចាក់ចេញពីទីនោះទៅរីឯប្រូសក់លឿងវិញគាត់ក៏លែងបានឮសំឡេងរបស់ម្ដាយខ្លួនទៀតដែរហើយនៅពេលនោះធ្វើឲ្យគាត់កើតមានកំហឹងជាខ្លាំងព្រោះថារឿងទាំងអស់នេះគឺកើតឡើងដោយសារតែកញ្ចក់ទឹកនោះឯងរួចគាត់ក៏បានស្បត់ថាគាត់នឹងសងសឹកទៅលើនាងវិញឲ្យតតែបានអញ្ចឹងយើងក៏លេចទៅមើលខាងបូជីវិញម្ដងគឺថាឥឡូវនេះគាត់បានរៀនក្បាច់គុណពី Despa ជាប់សពគ្រប់អស់បាត់ទៅហើយដូចនេះពួកគេក៏បាននាំគ្នាទៅញ៉ាំអីនៅខាងក្រៅដើម្បីអបអរសាទរនៅក្នុងការបញ្ចប់ការសិក្សារបស់គាត់ហើយនៅពេលដែលពួកគេកំពុងតែញ៉ាំអីនោះក៏ស្រាប់តែមានបងធំ3នាក់បាននាំគ្នាមករករឿងពួកគេហើយបងធំទាំង3នាក់នោះក៏ជាអ្នកដែលបានវាយទៅលើ Despa កាលពីលើកមុនឲ្យហើមមុខហើមមាត់នោះឯងហើយគ្រាន់តែចូលទៅដល់ភ្លាមបងធំនោះក៏ត្រូវបាន Despa ដាក់មួយដៃឲ្យប៉ើងទៅរួចបងធំទាំង3នាក់នោះក៏បានព្រួតដៃគ្នាវាយទៅលើគាត់វិញឡើងទក់សាច់ហ្មងពេលឃើញម៉ែបនេះបូជីក៏បានចូលទៅជួយរួចគាត់ក៏ត្រូវបានបងធំនោះវាយត្រូវមួយដៃឲ្យប៉ើងដូចគ្នាក៏ប៉ុន្តែបូជីមិនព្រមចោលចាញ់ងាយៗនោះទេរួចគាត់ក៏បានចូលទៅសងសឹកវិញហើយក៏បានម៉ាត់ទៅលើគល់ធ្គាមរបស់បងធំទាំង3នាក់នោះម្នាក់មួយដៃឲ្យដេកស្អាតអស់ទៅហើយនៅពេលដែលមិនអាចយកឈ្នះទៅលើបូជីបានបែបនេះបងធំនោះក៏បានដកពូថៅដើម្បីចូលទៅសម្លាប់បូជីចោលតែម្ដងពេលឃើញអញ្ចឹង Despa ក៏បានបោះដាវទៅឲ្យបូជីដូចគ្នាដែលដាវមួយនោះគឺថាធំខ្លាំងមែនទែនឡើងប្រពន្ធមកជល់ឯណោះហើយគ្រាន់តែបូជីប្រើតែមួយក្បាច់សោះក៏បានធ្វើឲ្យបងធំនោះសន្លប់បាត់មាត់ឈឹងហ្មង
ពេលដែលឃើញបូជីសាហាវខ្លាំងបែបនេះបងធំទាំង3នាក់នោះក៏បាននាំគ្នារត់ដាច់ជើងចោលអស់ទៅបន្តមក Despa ក៏បានប្រាប់ទៅកាន់ប្រូម៉ៅថាក្បាច់គុនដៅរបស់បូជីគឺប្រើសម្រាប់ចាក់ទៅលើចំណុចខ្សោយរបស់ដៃគូប្រកួតរបស់គាត់ឲ្យសន្លប់តែប៉ុណ្ណោះមិនមែនយកវាទៅសម្រាប់មនុស្សនោះទេហើយមូលហេតុដែលគាត់បង្រៀនបូជីបែបនេះគឺដើម្បីឲ្យបូជីយកវាទៅជួយអ្នកទុនខ្សោយនោះឯងក្រោយពីបានប្រាប់រួចហើយពួកគេក៏បានបន្តញ៉ាំអីជាមួយគ្នាទៀតទៅលុះក្រោយពីបានញ៉ាំអីរួចហើយពួកគេក៏បាននាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញតែនៅតាមផ្លូវ Despa ក៏មានរឿងផ្ទាល់ខ្លួនមួយដែលត្រូវធ្វើរួចគាត់ក៏បានប្រាប់ឲ្យអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញមុនទៅបន្ទាប់មកគាត់ក៏បានធ្វើដំណើរទៅជួបជាមួយនឹងបងធំទាំង3នាក់នោះហើយនឹងមេតបធំប្រចាំ Underworld ផងដែរហើយតាមពិតគ្រប់យ៉ាងគឺជាផែនការរបស់ Despa តែប៉ុណ្ណោះគឺគាត់បានជួលពួកគេឲ្យទៅរករឿងគាត់ព្រោះថាគាត់ចង់ឃើញការប្រយុទ្ធដ៏ពិតប្រាកដរបស់ Boji នោះឯងរីឯ Boji ជាមួយនឹង Proma ឯណែវិញនៅពេលដែលពួកគេកំពុងតែដើរត្រឡប់ទៅផ្ទះវិញនោះ Proma ក៏បានសួរទៅកាន់ Boji ថាហេតុអ្វីបានជាគាត់កិច្ចលឿនខ្លាំងម្ល៉េះតើគាត់រៀនក្បាច់មួយនេះពីអ្នកណាគេរួចបូជីក៏បានឆ្លើយថាគាត់រៀនក្បាច់កិច្ចមួយនេះពីសត្វពស់ក្បាល2នោះឯងព្រោះដោយសារតែលើកមុនបូជីបានជួយសង្គ្រោះជីវិតរបស់សត្វពស់ក្បាល2នោះដូចនេះដើម្បីជាការសងគុណសត្វពស់ក្បាល2នោះក៏បានបង្រៀនក្បាច់កិច្ចនេះទៅកាន់គាត់ទៅមិនតែប៉ុណ្ណោះវាថែមទាំងបានបង្រៀនបូជីឲ្យចេះអានចលនាបបោមាត់របស់មនុស្សទៀតផងក្រោយពីបានដឹងរឿងនេះហើយProma ក៏បានបបួលបូជីដើម្បីនាំគ្នាធ្វើដំណើរត្រឡប់ទៅកាន់នគររបស់ពួកគេវិញព្រោះគាត់បានទទួលដំណឹងថានគររបស់ពួកគេឥឡូវនេះកំពុងតែមានភាពចលាចលយ៉ាងខ្លាំងហើយនៅពេលដែលបានដឹងរឿងនេះភ្លាមបូជីមិនចង់ត្រឡប់ទៅវិញនោះទេព្រោះគាត់សង្ស័យថាម្ចាស់ស្ត្រី Healing គឺជាអ្នកដែលបានបញ្ជាឲ្យ Domas មកសម្រាប់គាត់ចោលនោះឯងហើយនៅពេលដែលឃើញបូជីមានការភ័យខ្លាចបែបនេះ Proma ក៏បាននិយាយលើកទឹកចិត្តទៅកាន់គាត់ទៅនៅពេលនោះធ្វើឲ្យបូជីនឹកឃើញទៅដល់អនុស្សាវរីយ៍ទាំងប៉ុន្មានដែលគាត់បានធ្វើជាមួយនឹងម្ចាស់ស្ត្រី Healing ហើយក៏បានធ្វើឲ្យគាត់ហូរទឹកភ្នែកមករហ័សមិនគួរណាគាត់សង្ស័យទៅលើអ្នកដែលបានយកចិត្តទុកដាក់ជាមួយនឹងគាត់បែបនេះនោះទេរួចគាត់ក៏បានវាយមកលើខ្លួនឯងឡើងហើមមុខហើមមាត់តែម្ដងហើយក៏បានយកព្រមធ្វើដំណើរត្រឡប់ទៅកាន់នគររបស់ខ្លួនវិញជាមួយនឹងប្រូម៉ៅទៅចឹងយើងត្រឡប់ទៅមើលប្រវត្តិរបស់ប្រូសក់លឿងបន្តិចគឺថាការនៅតូចគាត់តែងតែរត់លេងជាមួយនឹងបូជីដែលត្រូវជាបងប្រុសរបស់ខ្លួនជានិច្ចហើយគាត់បានសន្យាជាមួយនឹងម្ចាស់ស្ត្រី Healing ថាពេលធំឡើងគាត់នឹងខំប្រឹងហ្វឹកហាត់ឲ្យក្លាយទៅជាមនុស្សដ៏ខ្លាំងម្នាក់ហើយនឹងការពារបងប្រុសរបស់ខ្លួនឲ្យមានសុវត្ថិភាពតែនៅថ្ងៃមួយស្ដេច Boss ក៏បានយកកញ្ចក់ទិព្វមួយមកឲ្យគាត់រួចកញ្ចក់ទិព្វមួយនោះក៏បាននិយាយបញ្ចុះបញ្ចូលប្រូសក់លឿងជាច្រើនរហូតធ្វើឲ្យគាត់ភ្លេចពាក្យសន្យាជាមួយនឹងម្ចាស់ស្ត្រី Healingហើយក៏ចាប់តាំងមើងងាយដល់បងប្រុសរបស់ខ្លួននៅពេលដែលបានឃើញគាត់ខ្សោយខ្លាំងបែបនេះពេលដែលបាននឹកឃើញដល់រឿងនេះភ្លាមធ្វើឲ្យប្រូសក់លឿងមានការស្ដាយក្រោយទៅលើអ្វីដែលខ្លួនបានធ្វើនោះជាខ្លាំងស្រាប់តែពេលនោះគាត់ក៏បានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយយំរួចគាត់ក៏បានរត់ចូលទៅសួរនាងដើម្បីរកច្រកចេញពីកន្លែងនេះតែនាងមិនបានឆ្លើយតបទៅកាន់គាត់វិញនោះទេមួយសន្ទុះក្រោយមកក៏ស្រាប់តែមានមនុស្សប៉ុន្មាននាក់បានបង្ហាញខ្លួនទៀតរួចមនុស្សទាំងប៉ុន្មានអ្នកនោះក៏បានចោទប្រកាន់ទៅលើក្មេងស្រីម្នាក់នោះថានាងបានសម្លាប់មនុស្សអស់ជាច្រើនដូចនេះពួកគេក៏បាននាំគ្នាធ្វើទរណកម្មទៅលើនាងដោយកាត់ដៃទាំងពីររបស់នាងចោលហើយថែមទាំងបានបន្លត់ស្បែកមុខរបស់នាងទៀតផងពេលដែលបានដឹងអំពីទង្វើដ៏សាហាវឃោរឃៅរបស់ពួកគេហើយនោះធ្វើឲ្យប្រូសក់លឿងខឹងជាខ្លាំងរួចគាត់ក៏បានចូលទៅវាយមនុស្សទាំងអស់នោះឲ្យដេកស្អាតអស់ទៅបន្ទាប់មកពួកគេទាំងពីរក៏បានធ្វើការណែនាំខ្លួនហើយយើងក៏បានដឹងដែរថាតាមពិតក្មេងស្រីម្នាក់នោះគឺជា Mirancho កាលនៅពីក្មេងនោះឯងកាត់មកខាង Mirancho នៅពេលបច្ចុប្បន្នឯនេះវិញគឺថាលើកនេះនាងបានចូលទៅក្នុងគុកធំរបស់ Underworld ដើម្បីដោះលែងអ្នកទោសដែលនៅទីនោះឲ្យមកធ្វើជាកូនចៅរបស់នាងវិញម្ដងពេលដែលបានដឹងរឿងនេះភ្លាមស្ដេច Desha ក៏បានធ្វើដំណើរទៅកាន់គុកធំនោះទៅក៏ប៉ុន្តែទ្រង់ទៅមិនតាន់នោះទេព្រោះថា Mirancho បាននាំអ្នកទោសខ្លាំងៗទាំង6នាក់ចាកចេញពីទីនោះអស់បាត់ទៅហើយនៅក្នុងចំណោមអ្នកទោសទាំង6នាក់នោះក៏មានអ្នកទោសម្នាក់ដែលមានឈ្មោះថា Uken ដែលគាត់គឺជាអតីតមេតបដ៏ខ្លាំងជាងគេបង្អស់នៅក្នុង Underworld នេះពីមុនផងដែរបន្ទាប់មកស្ដេច Desha ក៏បានកោះហៅកងទ័ពរបស់ទ្រង់ទាំងអស់ឲ្យមកប្រជុំគ្នារួចក៏បានបញ្ជាឲ្យពួកគេធ្វើដំណើរទៅកាន់នគររបស់ស្ដេច Boss ដើម្បីតាមចាត់អ្នកទោសទាំង6នាក់នោះត្រឡប់មកវិញហើយឆ្លៀតពេលដែលនគររបស់ស្ដេច Boss កំពុងតែមានភាពចលាចលបែបនេះទ្រង់ក៏ចង់ឆ្លៀតឱកាសដើម្បីវាយយកនគរមួយនេះតែម្ដងចឹងយើងងាកទៅមើលម្ចាស់ស្ត្រី Healing ឯនេះវិញគឺថានៅក្នុងថ្ងៃតែមួយនោះទ្រង់ក៏បានដឹកនាំកងទ័ពពិសេសរបស់ទ្រង់ធ្វើដំណើរទៅកាន់នគររបស់ស្ដេច Boss វិញដើម្បីជួយសង្គ្រោះប្រូសក់លឿងឲ្យមានសុវត្ថិភាពចំណែក Domas ជាមួយនឹងប្រូជ្រុយឯនេះវិញពួកគេក៏បាននាំគ្នាទៅ train ឲ្យខ្លាំងជាងមុនដើម្បីត្រៀមខ្លួនចូលទៅវាយកំទេចច្រកទ្វារសម្ងាត់ដែលអាចធ្វើដំណើរឆ្លងកាត់ទៅកាន់ Underworld នោះបានផងដែរ
ស្របពេលជាមួយគ្នានោះមីរ៉ាន់ជូក៏បានដឹកនាំអ្នកទោសទាំង6នាក់នោះធ្វើដំណើរមកដល់រាជវាំងរបស់ស្ដេច Boss ដូចគ្នារីឯបូជីជាមួយនឹងប្រូម៉ៅអាណែវិញពួកគេក៏បាននាំគ្នាលាដេស្ប៉ាដើម្បីធ្វើដំណើរត្រឡប់ទៅកាន់នគររបស់ពួកគេវិញផងដែរហើយក្រោយពីបានផ្ដាំគ្នារួចហើយក៏ស្រាប់តែមេតបធំបានមកដល់រួចក៏បានហៅពួកគេទាំងពីរនាក់ឲ្យឡើងជិះសេះជាមួយនឹងគាត់ដើម្បីធ្វើដំណើរទៅកាន់នគររបស់ស្ដេច Boss ជាមួយគ្នាតែម្ដងព្រោះថាពួកគេត្រូវទៅចាប់អ្នកទោសទាំង6នាក់នោះត្រឡប់មកវិញដូចគ្នាក៏ប៉ុន្តែមេតបធំម្នាក់នោះមិនបានប្រាប់ពួកគេអំពីគម្រោងដែលស្ដេចដេសាចង់វាយយកនគររបស់ស្ដេច Boss នោះទេរួចពួកគេក៏បាននាំគ្នាធ្វើដំណើរទៅកាន់ទីនោះទៅសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Science Officer ថ្ងៃនេះយើងនឹងបន្តសាច់រឿងរបស់ Boji នៅក្នុងភាគទី4បន្តទៀតដោយនៅក្នុងភាគនេះនៅពេលដែល Mirancho បាននាំអ្នកទោសដែលជាជើងខ្លាំងទាំង6នាក់នោះមកដល់នគររបស់ស្ដេច Boss ហើយនោះក៏ស្រាប់តែពួកគេបាននាំគ្នាធ្វើការបាបោរួចក៏បានចូលទៅសម្លាប់អ្នកបម្រើទាំងពីរនាក់នោះចោលទៅពេលឃើញបែបនេះ Mirancho ក៏បានប្រែរូបរាងរបស់នាងឲ្យរឹងដូចជាដុំពេជ្រដើម្បីការពារខ្លួនរួចក៏មានបិសាចតោជាច្រើនបាននាំគ្នាចេញមកជួយនាងផងដែរហើយនៅពេលដែលឃើញស្ថានភាពមិនស្រួលបែបនេះប្រូញ៉ាញ់ក៏បានចូលទៅសម្របសម្រួលពួកគេដើម្បីឲ្យគ្រប់គ្នាចុះចូលជាមួយនឹងមីរ៉ាន់ជូវិញហើយក្រោយពីបាននិយាយត្រូវរើគ្នាហើយនោះពួកគេក៏បាននាំគ្នាចាកចេញពីទីនោះទៅកាត់មកខាងបូជីអានេះវិញនៅពេលដែលពួកគេកំពុងតែនាំគ្នាធ្វើដំណើរទៅកាន់នគររបស់ស្ដេច Boss នោះមេតបធំក៏បានប្រាប់ទៅកាន់ពួកគេថាឥឡូវនេះ Despa កំពុងតែធ្វើដំណើរមកតាមក្រោយពួកគេហើយមូលហេតុដែលគាត់មិនព្រមមកជាមួយនឹងពួកគេតាំងពីដំបូងមកនោះគឺដោយសារតែគាត់ចង់ជីអាសំណប់របស់គាត់នោះឯងហើយដោយសារតែអាសំណប់របស់គាត់រត់លឿនខ្លាំងពេកដោយនេះហើយបានជាគាត់បញ្ជាឲ្យពួកគេមកមុនគាត់បែបនេះត្រឡប់មកខាង Mirancho ឯនេះវិញនៅពេលដែលពួកគេបាននាំគ្នាឡើងមកដល់ខាងលើហើយនោះក៏ស្រាប់តែអ្នកទោសទាំង6នាក់នោះបាននាំគ្នាចាប់ស្ដេច Boss ចងយកទៅដាក់គុកតែម្ដងហើយមិនថាពួកគេធ្វើបាបទៅលើស្ដេច Boss ខ្លាំងប៉ុណ្ណានោះទេក៏ Mirancho មិនបានខត់ពួកគេនោះដែរមិនដឹងថានាងគិតអ្វីនោះឡើយបន្ទាប់មកប្រូសសក៏បានដើរចូលទៅវាយអ៊ូខេនមួយដៃឡើងប៉ើងហ្មងព្រោះថាកនចង់សោយរាជធ្វើជាស្ដេចនៅលើនគរមួយនេះពេលឃើញអញ្ចឹងមីរ៉ាន់ជូក៏បានទុកឲ្យពួកគេទាំងពីរនៅឆ្លោះគ្នានៅទីនោះទៅរួចនាងក៏បានហៅយេខៀវហើយនឹងប្រូសសវិញនាំគ្នាធ្វើដំណើរទៅកាន់ច្រកទ្វាររបស់រាជវាំងដើម្បីមើលស្ថានភាពនៅទីនោះហើយគ្រាន់តែពួកគេចេញទៅបានបន្តិចក៏ស្រាប់តែអ៊ូខេនបានចូលទៅសងសឹកទៅលើប្រូសសវិញរួចកនក៏បានបាញ់អ្វីមួយយ៉ាងចេញពីដៃរបស់គាត់ធ្វើឲ្យប្រូសសមិនអាចកម្រើកបាននោះឡើយបន្ទាប់មកគាត់ក៏បានដើរចូលទៅកាប់សរសៃដៃសរសៃជើងរបស់ប្រូសសចោលទាំងអស់តែម្ដងហើយកនថែទាំងបានចាក់ទៅលើប្រូសសពីក្រោយទៀតឡើងសោះសាច់ហ្មងពេលឃើញបែបនេះប្រូញ៉ាញ់ក៏បានដើរចូលទៅរកមកគាត់នោះយកទៅឲ្យអ៊ូខេនពាក់តែអ៊ូខេនមិនយកនោះទេរួចកនក៏បានយកវាមកពាក់នៅលើក្បាលរបស់ខ្លួនឯងទៅហើយក្រោយពីប្រូសសបានសន្លប់បាត់ហើយនោះប្រូញ៉ាញ់ក៏បានយកកនបោះចេញទៅក្រៅរាជវាំងតែម្ដងស្របពេលជាមួយគ្នានោះប្រូពុកម៉ត់ក៏បានដើរកាត់ទីនោះដែរហើយនៅពេលដែលបានឃើញប្រូសសមិនតន់ស្លាប់បែបនេះគាត់ក៏បានបញ្ជាឲ្យសត្វពស់របស់គាត់នាំយកប្រូសសទៅព្យាបាលទៅចំណែកដូម៉ាសឯនេះវិញក្រោយពីបាន train ជាមួយនឹងប្រូជ្រុយចប់សពគ្រប់អស់ហើយនោះគាត់ក៏បានឲ្យស្នាដ៏ធំមួយទៅកាន់ប្រូជ្រុយរួចពួកគេក៏បាននាំគ្នាទៅបំផ្លាញច្រកទ្វារសម្ងាត់ដែលអាចធ្វើដំណើរទៅកាន់ Underworld នោះចោលទៅរីឯខាងម្ចាស់ស្ត្រី Healing ឯនេះវិញនៅពេលដែលទ្រង់បាននាំគ្នាធ្វើដំណើរមកដល់រាជវាំងនោះហើយទ្រង់ក៏បានជួបជាមួយនឹង Mirancho រួច Mirancho ក៏បានបញ្ជាបិសាចតោរបស់នាងឲ្យចូលទៅសម្លាប់ម្ចាស់ស្ត្រីចោលតែម្ដងពេលឃើញបែបនេះប្រូម៉ាប់ជាមួយនឹងកងទ័ពពិសេសទាំង4នាក់របស់ម្ចាស់ស្ត្រីក៏បាននាំគ្នាចូលទៅប្រយុទ្ធជាមួយនឹងបិសាចតោទាំងអស់នោះទៅហើយពួកគេក៏បានសម្លាប់បិសាចតោទាំងអស់នោះឲ្យជាច្រើនក្បាលផងដែរពេលឃើញអញ្ចឹងប្រូសក់វិញនិងប្រូសក់ក្រហមក៏បាននាំគ្នាចូលទៅប្រយុទ្ធជាមួយនឹងកងទ័ពពិសេស3នាក់តែពួកគេទាំងពីរក៏នៅតែមិនអាចយកឈ្នះទៅលើកងទ័ពពិសេសទាំង3នាក់នោះបានឡើយបន្ទាប់មកយេខៀវក៏បានចូលមកជួយពួកគេម្នាក់ទៀតរួចក៏បានវាយទៅលើកងទ័ពពិសេសទាំង3នាក់នោះឲ្យសន្លប់អស់ទៅដូចនេះគឺនៅសល់តែប្រូម៉ាប់ជាមួយនឹងកងទ័ពពិសេសម្នាក់ទៀតដែលនៅចាំការពារម្ចាស់ស្ត្រី Healing តែប៉ុណ្ណោះហើយនៅពេលដែលបានឃើញពួកគេមានគ្នាច្រើនបែបនេះប្រូម៉ាប់ក៏បានបញ្ជាឲ្យសេះសនាំម្ចាស់ស្ត្រីចាក់ចេញពីទីនេះតែម្ដងស្រាប់តែពេលនោះអ៊ូខេនក៏បានចេញមកកាប់ផ្លូវត្រង់រួចក៏បានកាប់ទៅលើម្ចាស់ស្ត្រីឲ្យមានរបួសដៃទៀតផងហើយឆ្លៀតពេលដែលប្រូម៉ាប់កំពុងតែភ្លេចខ្លួនបែបនេះយេខៀវក៏បានចូលទៅវាយគាត់មួយញញួរឲ្យប៉ើងទៅបន្ទាប់មកម្ចាស់ស្ត្រីក៏បានប្រើវេទមន្តដើម្បីព្យាបាលដៃរបស់ទ្រង់ឲ្យបានជារួចកងទ័ពពិសេសម្នាក់ទៀតក៏បានគប់កូនកំបិតចំភ្នែកទាំងពីររបស់អ៊ូខេនដើម្បីជួយម្ចាស់ស្ត្រីផងដែរ
ក៏ប៉ុន្តែអ៊ូខេនមិនតាន់ស្លាប់នៅឡើយនោះទេរួយកនក៏បានងើបឡើងវិញហើយក៏បានកាប់ទៅលើកងទ័ពពិសេសម្នាក់នោះឡើងរយះកទៀតផងពេលឃើញបែបនេះម្ចាស់ស្ត្រីក៏បានប្រើវេទមន្តពន្លឺបញ្ចាំងចំភ្នែករបស់អ៊ូខេនហើយក៏បានធ្វើឲ្យអ៊ូខេនមានការក្រហាយភ្នែកជាខ្លាំងរួយកនក៏បានរត់ចេញពីរាជវាំងនោះទៅបន្ទាប់មកម្ចាស់ស្ត្រីក៏បានចូលទៅព្យាបាលរបួសរបស់កងទ័ពពិសេសម្នាក់នោះហើយនៅពេលដែលទ្រង់អស់កម្លាំងទ្រង់ក៏បានផឹកគោចូលដើម្បីឲ្យកម្លាំងរបស់ទ្រង់មានឡើងវិញផងដែររីឯប្រូម៉ាប់ឯនេះវិញយក្សខៀវក៏បានដើរចូលទៅវាយគាត់មួយញញួរទៀតឲ្យសន្លប់បាត់មាត់ឈឹងតែម្ដងហើយនៅពេលដែលឃើញម្ចាស់ស្ត្រីកំពុងតែមានគ្រោះថ្នាក់បែបនេះប្រូងៅក៏បានគប់លំពេងរបស់គាត់សម្រាប់បិសាចតោដែលនៅទីនោះអស់3ក្បាលទៅព្រោះថាកនមិនចង់ឲ្យម្ចាស់ស្ត្រីបាត់បង់ជីវិតនោះទេហើយទោះបីជាបានឃើញប្រូងៅក្បត់ខ្លួនបែបនេះហើយក៏ដោយក៏មីរ៉ាន់ជូមិនបានខឹងកត់នោះឡើយព្រោះនាងបានដឹងថារឿងមួយនេះគឺជាចំនួនរបស់នាងជាមួយនឹងម្ចាស់ស្ត្រី Healing តែប៉ុណ្ណោះដូចនេះប្រូងៅគាត់មិនពាក់ព័ន្ធអីនោះទេហើយដោយសារតែយល់ដល់ប្រូងៅមីរ៉ាន់ជូក៏បានបញ្ជាឲ្យបិសាចតោទាំងអស់នោះធ្វើការដកថយចេញពីម្ចាស់ស្ត្រីទៅហើយក៏បានទុកឱកាសឲ្យប្រូម៉ាប់ចូលទៅជួយម្ចាស់ស្ត្រីម្ដងទៀតផងដែរបន្ទាប់មកប្រូងៅក៏បានស្រែកហៅឈ្មោះរបស់ប្រូម៉ាប់ដើម្បីឲ្យកនងើបទៅជួយម្ចាស់ស្ត្រី Healing ហើយក្រោយពីប្រូម៉ាប់បាននឹងខ្លួនឡើងវិញហើយនោះគាត់ក៏បានប្រើកម្លាំងរបស់គាត់ទាំងប៉ុន្មានលើកញញួរដ៏ធំមួយនោះគប់ទៅកាន់យក្សខៀវវិញទៅរួយកនក៏បានចូលទៅវាយជាមួយនឹងបិសាចតោទាំងអស់នោះឲ្យងាប់អស់ប៉ុន្មានក្បាលទៀតផងពេលឃើញបែបនេះមីរ៉ាន់ជូក៏បានបញ្ជាឲ្យបិសាចតោរបស់នាងចូលទៅសម្លាប់ប្រូម៉ាប់ចោលតែម្ដងហើយដោយសារតែប្រូម៉ាប់នៅសល់តែគ្នាម្នាក់ឯងថែមទាំងគ្មានអាវុធនៅក្នុងដៃទៀតនោះដូចនេះគាត់មិនអាចយកឈ្នះទៅលើពួកវាបាននោះឡើយនៅពេលនោះយើងក៏បានដឹងដែរថាមូលហេតុដែលមីរ៉ាន់ជូចង់សម្លាប់ម្ចាស់ស្ត្រី Healing ខ្លាំងបែបនេះគឺដោយសារតែនាងចង់ក្លាយទៅជាជំនួយការដ៏ល្អម្នាក់របស់ស្ដេច Boss ហើយធ្វើឲ្យក្តីស្រមៃរបស់ទ្រង់ក្លាយទៅជាការពិតព្រោះថាក្តីស្រមៃរបស់ស្ដេច Boss គឺទ្រង់ចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះក៏ប៉ុន្តែនៅពេលដែលស្ដេច Boss មានគ្រួសារទ្រង់បែរជាបោះបង់ចោលក្តីស្រមៃរបស់ទ្រង់ទៅវិញដូចនេះដើម្បីឲ្យស្ដេច Boss អាចបន្តក្តីស្រមៃរបស់ទ្រង់ទៀតបាននោះគឺនាងត្រូវតែសម្លាប់គ្រួសាររបស់ទ្រង់ចោលទាំងអស់បន្ទាប់មកមីរ៉ាន់ជូក៏បានបញ្ជាឲ្យប្រូងៅនាំនាងធ្វើដំណើរទៅកាន់បន្ទប់សម្ងាត់ដែលនៅក្រោមដីនោះទៅព្រោះថាឥឡូវនេះគឺមានមនុស្សកំពុងតែចូលទៅកាន់ទីនោះហើយមនុស្សដែលកំពុងតែចូលទៅកាន់ទីនោះគឺជាដូម៉ាស់ជាមួយនឹងប្រូជ្រុយរបស់យើងនេះឯងស្របពេលជាមួយគ្នានោះប្រូសក់វែងជាមួយនឹងប្រូសក់ក្រហមក៏បានឃើញពួកគេដើរចេញពីទីនោះដូចគ្នារួចពួកគេទាំងពីរក៏បានលួចដើរតាមពីក្រោយពួកគេទៅរីឯប្រូម៉ាប់ឯនេះវិញគាត់ក៏ត្រូវបានបិសាចតោនោះខំឲ្យដាច់ជើងអស់មកខាងផងដែរចឹងយើងក៏លេចទៅមើលអ៊ូខេនឯនេះវិញក្រោយពីគាត់បានរត់ចេញពីរាជវាំងនោះហើយគាត់ក៏បានធ្វើដំណើរចូលទៅក្នុងទីក្រុងហើយក៏បានសម្លាប់មនុស្សដែលនៅក្នុងទីក្រុងនោះអស់ជាច្រើនអ្នកទៀតផងមួយសន្ទុះក្រោយមកមេតបធំក៏បានធ្វើដំណើរមកដល់ទីនោះល្មមហើយនៅពេលដែលបានឃើញអ៊ូខេននៅទីនោះបែបនេះគាត់ក៏បាននឹកចាំពីពាក្យសម្ដីដែលដេស្ប៉ាបានផ្ដាំគាត់មិនឲ្យបូជីចូលទៅវាយគ្នាជាមួយនឹងអ៊ូខេននោះទេព្រោះថាបូជីមិនអាចយកឈ្នះទៅលើអ៊ូខេនបាននោះឡើយបន្ទាប់មកមេតបធំក៏បានប្រាប់ឲ្យបូជីជាមួយនឹងប្រូម៉ៅនាំគ្នាធ្វើដំណើរទៅកាន់រាជវាំងមុនទៅហើយទុកឲ្យគាត់ជាមួយនឹងកងទ័ពផ្សេងទៀតចូលទៅប្រយុទ្ធជាមួយនឹងអ៊ូខេនរួចពួកគេក៏បានធ្វើតាមសម្ដីរបស់គាត់ទៅកាត់មកខាងប្រូងៅឯនេះវិញនៅពេលដែលគាត់កំពុងតែនាំមីរ៉ាន់ជូធ្វើដំណើរទៅកាន់បន្ទប់សម្ងាត់ក្រោមដីនោះក៏ស្រាប់តែប្រូសក់ក្រហមជាមួយនឹងប្រូសក់វែងបាននាំគ្នាចូលមកប្រយុទ្ធជាមួយនឹងគាត់ដើម្បីដណ្ដើមយកមីរ៉ាន់ជូហើយយើងក៏មិនដឹងដែរថាតើពួកគេចង់បានមីរ៉ាន់ជូយកទៅធ្វើអ្វីនោះទេគ្រាន់តែប្រូសក់វែងរត់ចេញពីទីនោះបានបន្តិចមីរ៉ាន់ជូក៏បានផ្លាស់ប្ដូររូបរាងរបស់នាងឲ្យคล้ายទៅជាដុំមាសដើម្បីការពារខ្លួនហើយនៅពេលដែលបានឃើញភ្លាមប្រូសក់វែងក៏ចង់កាប់នាងដើម្បីយកមាសទៅលក់តែម្ដងតែនៅពេលនោះប្រូងៅក៏បានចាត់ការទៅលើប្រូសក់ក្រហមរួចជាស្រេចហើយនៅពេលដែលគាត់ចង់ចាត់ការទៅលើប្រូសក់វែងម្នាក់ទៀតនោះក៏ស្រាប់តែប្រូញ៉ាញ់បានធ្វើដំណើរមកដល់ទីនោះរួចក៏បានសុំទោសទៅកាន់ប្រូងៅចំនួនអ្នកទាំងពីរនោះទៅតែតាមពិតវាគ្រាន់តែជាល្បិចរបស់គាត់តែប៉ុណ្ណោះរួចគាត់ក៏បានប្រើផ្សែងពុលបាញ់ទៅកាន់ប្រូងៅឲ្យសន្លប់បាត់តែម្ដងបន្ទាប់មកពួកគេក៏បាននាំយកមីរ៉ាន់ជូទៅជាមួយនឹងពួកគេទៅចឹងយើងត្រឡប់ទៅមើលប្រូម៉ាប់ឯនេះវិញទោះបីជាបិសាចតើបានខាមគាត់ឲ្យដាច់ជើងអស់មកខាងហើយក៏ដោយក៏គាត់នៅតែក្រោកឈរឡើងដើម្បីចូលទៅប្រយុទ្ធជាមួយនឹងពួកវាទៀតផងដែរក៏ប៉ុន្តែមិនថាគាត់ខំប្រឹងខ្លាំងប៉ុណ្ណានោះទេក៏គាត់មិនអាចយកឈ្នះទៅលើពួកវាបាននោះឡើយពេលឃើញបែបនេះម្ចាស់ស្ត្រី Healing ក៏បានស្រែកហៅស្ដេចបោះឲ្យមកជួយពួកគេហើយគ្រាន់តែបានឮសំឡេងរបស់ម្ចាស់ស្ត្រីភ្លាម
ស្ដេចបោះក៏បានផ្ដាច់ចំណងដើម្បីចេញទៅជួយទ្រង់តែម្ដងតែនៅពេលនោះស្ដេចបោះក៏បាននឹកឃើញទៅដល់មីរ៉ាន់ជូរួចទ្រង់ក៏បានចូលទៅសម្ងំនៅក្នុងគុកនោះវិញទៅមិនដឹងថាទ្រង់គិតអ្វីនោះទេហើយនៅពេលនោះប្រូពុកម៉ត់ក៏បានរកទ្រង់ឃើញដែររីឯប្រូម៉ាប់ម្នាក់វិញនៅពេលដែលកនត្រូវបានបិសាចតោខាំឡើងចិត្តស្លាប់ហើយនោះក៏ស្រាប់តែសត្វពស់ក្បាលពីរបានផុសចេញពីដីដើម្បីចូលមកជួយគាត់រួចវាក៏បានវាយទៅលើបិសាចតោទាំងអស់នោះឲ្យដេកស្អាតអស់ទៅបន្ទាប់មកវាក៏បានយកប្រូម៉ាប់ទៅឲ្យម្ចាស់ស្ត្រី Healing ព្យាបាលរបួសទៅឲ្យគាត់ផងដែរមិនមកអងយូរម្ចាស់ស្ត្រីក៏បានប្រើធម៌ពលរបស់ទ្រង់ទាំងប៉ុន្មានព្យាបាលរបួសទៅឲ្យប្រូម៉ាប់ទៅពេលឃើញបែបនេះយក្សឃីវក៏ចង់ចូលទៅសម្លាប់ពួកគេទាំងអស់គ្នាចោលតែម្ដងតែសំណាងល្អដែលនៅពេលនោះសត្វពស់តូចៗក៏បាននាំគ្នាចូលទៅជួយពួកគេតន់រួចសត្វពស់ក្បាលពីរក៏បានចូលទៅប្រយុទ្ធជាមួយនឹងយក្សឃីវម្នាក់ទៀតតែមានណាវាក៏ត្រូវបានយក្សឃីវចាប់បោកឡើងទក់សាច់ម៉ងហើយនៅពេលដែលយក្សឃីវបំរុងនឹងបញ្ចប់ជីវិតរបស់សត្វពស់ក្បាលពីរទៅហើយនោះក៏ស្រាប់តែបូជីបានចូលមកជួយវាតន់រួចក៏បានចាក់ទៅលើយក្សឃីវឲ្យសន្លប់បាត់ទៅបន្ទាប់មកបូជីក៏បានសុំឲ្យម្ចាស់ស្ត្រី Healing ព្យាបាលរបួសទៅឲ្យសត្វពស់ក្បាលពីរនោះក៏ប៉ុន្តែម្ចាស់ស្ត្រីបានផឹកគោជោរបស់ទ្រង់អស់បាត់ទៅហើយដូចនេះទ្រង់មិនអាចប្រើប្រាស់វេទមន្តរបស់ទ្រង់បានទៀតនោះទេពេលលឺអញ្ចឹងប្រូម៉ៅក៏បានដកយកបាការបស់គាត់ទៅឲ្យម្ចាស់ស្ត្រីផឹកទៅព្រោះថាបាកាលើសពីភេសជ្ជៈពើកម្លាំងហើយគ្រាន់តែបានដាក់អស់មីដលភ្លាមធ្វើឲ្យម្ចាស់ស្ត្រីមានកម្លាំងខ្លាំងជាងមុនទ្វេដងរួចទ្រង់ក៏បានជួយសង្គ្រោះជីវិតរបស់សត្វពស់ក្បាលពីរនោះម្ដងទៀតទៅបន្តិចក្រោយមកយក្សឃីវក៏បានដឹងខ្លួនឡើងវិញហើយក៏ចង់ចូលទៅប្រយុទ្ធជាមួយនឹងបូជីម្ដងទៀតតែមានណាគ្រាន់តែបូជីប្រើតែមួយក្បាច់សោះក៏បានធ្វើឲ្យញញូរដ៏ធំរបស់យក្សឃីវបែកខ្ទេចខ្ទីអស់អាលីងរួចកនក៏បានចាក់ចំជើងរបស់យក្សឃីវមួយដាវទៀតធ្វើឲ្យយក្សឃីវសន្លប់នៅក្នុងទឹកទី2ពេលឃើញបែបនេះធ្វើឲ្យគ្រប់គ្នាឡើងស្រឡាំងកាំងហ្មងព្រោះថាពួកគេសឹងតែមិនជឿទៅលើអ្វីដែលពួកគេបានឃើញនោះទេបន្ទាប់មកប្រូម៉ៅក៏បានយកខ្សែមកចងយក្សឃីវនោះទៅហើយស្របពេលជាមួយគ្នានោះសត្វពស់ក្បាលពីរក៏បានដឹងខ្លួនឡើងវិញផងដែរគ្រាន់តែបានឃើញភ្លាមធ្វើឲ្យបូជីមានការសប្បាយចិត្តជាខ្លាំងរួចក៏បានរត់ទៅឲ្យម្ចាស់ស្ត្រី Healing តែម្ដងបន្ទាប់មកប្រូម៉ៅក៏បានធ្វើការណែនាំខ្លួនទៅកាន់ពួកគេទៅហើយក្រោយពីបាននិយាយសួរសុខទុក្ខគ្នាបានមួយសន្ទុះហើយនោះបូជីក៏បានឃើញបិសាចតោទាំងអស់នោះកំពុងតែមានរបួសយ៉ាងធ្ងន់ហើយក៏បានធ្វើឲ្យកនមានការអាណិតទៅលើពួកវាជាខ្លាំងពេលឃើញបែបនេះម្ចាស់ស្ត្រីក៏បានព្យាបាលរបួសទៅឲ្យពួកវាដែរទៅរួចពួកវាក៏បាននាំគ្នាមកអរគុណទៅកាន់ម្ចាស់ស្ត្រីវិញផងដែរព្រោះថាឥឡូវនេះពួកវាមិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់មីរ៉ាន់ជូទៀតនោះទេចំណែកយក្សឃីវឯវិញនៅពេលដែលបានដឹងខ្លួនឡើងវិញហើយនោះគាត់ក៏បានផ្ដាច់ចំណងនោះចោលទៅរួចក៏បានលុតជង្គង់នៅចំពោះមុខបូជីដើម្បីសុំធ្វើជាកូនចៅរបស់គាត់តែម្ដងពេលឃើញបែបនេះបូជីក៏បានយល់ព្រមក៏ប៉ុន្តែគាត់មិនចង់ឲ្យយក្សឃីវមកធ្វើជាកូនចៅរបស់គាត់នោះទេគឺគាត់ចង់ឲ្យយក្សឃីវមកធ្វើជាមិត្តភក្តិរបស់គាត់វិញពេលឃើញអញ្ចឹងម្ចាស់ស្ត្រី Healing ក៏បានចំទាស់ព្រោះថាបូជីគាត់គឺជាកូនស្ដេចហើយក្តីស្រមៃរបស់គាត់គឺចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះដូចនេះគាត់មិនអាចធ្វើជាមិត្តភក្តិជាមួយនឹងអ្នកណាបានតាមតែចិត្តនោះទេតែទោះបីជាយ៉ាងណាក៏ដោយក៏បូជីនៅតែចាត់ទុកយក្សឃីវគឺជាមិត្តភក្តិរបស់គាត់ដដែលហ្នឹងចឹងយើងកាត់មកខាង Despa វិញម្ដងនៅពេលដែលគាត់បានធ្វើដំណើរមកដល់ទីក្រុងរបស់ស្ដេចបោះហើយនោះគាត់ក៏បានឃើញក្រុមរបស់មេតបធំកំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹង Uken ហើយនៅពេលដែលបានឃើញពួកគេមិនអាចយកឈ្នះទៅលើ Uken បានបែបនេះគាត់ក៏បានតាក់ទងទៅកាន់ស្ដេច Desha ដែលត្រូវជាបងប្រុសរបស់គាត់នោះទៅរួចក៏បានសុំឲ្យស្ដេច Desha ប្រើធម៌ពលរន្ទះបាញ់ទៅកាន់ Uken មួយគ្រាប់ឲ្យសន្លប់បានតែម្ដងបន្ទាប់មក Despa ក៏បានតតដាវរបស់ Uken ដើម្បីឲ្យសេះរបស់គាត់ចន់បំបាក់ចោលទៅរួចគាត់ក៏បានយកខ្សែមកចង Uken 200ជុំដើម្បីមិនឲ្យគាត់ទៅណាបាននោះឡើយចំណែកស្ដេច Desha ណែវិញទ្រង់ក៏បានរកឃើញច្រកទ្វារសម្ងាត់ដែលអាចធ្វើដំណើរពី Underworld ទៅកាន់នគររបស់ស្ដេចបោះនោះបានផងដែររួចទ្រង់ក៏បានដឹកនាំកងទ័ពរបស់ទ្រង់ជាច្រើននាំគ្នាចូលទៅតាមច្រកទ្វារសម្ងាត់នោះទៅស្របពេលជាមួយគ្នានោះបូជីក៏ចង់នាំបិសាចតោទាំងអស់នេះធ្វើដំណើរត្រឡប់ទៅកាន់ Underworld វិញតាមរយៈច្រកទ្វារសម្ងាត់មួយនោះដូចគ្នារួចសត្វពស់ក្បាលពីរក៏បានប្រាប់ឲ្យពួកគេប្រញាប់នាំគ្នាធ្វើដំណើរទៅកាន់ច្រកទ្វារសម្ងាត់នោះទៅព្រោះថាឥឡូវនេះដូម៉ាស់ជាមួយនឹងប្រូជ្រុយកំពុងតែនាំគ្នាទៅបំផ្លាញច្រកទ្វារសម្ងាត់មួយនោះចោលហើយដូចនេះបើសិនជាពួកគេទៅមិនតាន់ទេនោះពួកគេមិនអាចនាំបិសាចតោទាំងអស់នេះត្រឡប់ទៅកាន់ផ្ទះរបស់ពួកវាវិញបាននោះឡើយពេលដែលបានដឹងរឿងនេះភ្លាមបូជីក៏ប្រញាប់នាំបិសាចតោទាំងអស់នោះធ្វើដំណើរទៅកាន់ច្រកទ្វារសម្ងាត់នោះទៅរីឯដូម៉ាស់ហើយនឹងប្រូជ្រុយឯណែវិញនៅពេលដែលពួកគេចុះទៅដល់បន្ទប់សម្ងាត់នោះហើយ
ពួកគេក៏បានលើកសម្រាប់ជើងរបស់មនុស្សនៅខាងក្នុងបន្ទប់នោះរួច Domas ក៏បានប្រាប់ឲ្យប្រូជ្រុយទៅលាក់ខ្លួនទៅហើយនៅពេលដែលបើកទ្វារមកតាមពិតគឺជាកងទ័ពរបស់ Underworld សោះពេលឃើញបែបនេះ Domas ក៏បានសួរទៅកាន់មេតបនោះថាតើពួកគេមកទីនេះធ្វើអីរួចមេតបម្នាក់នោះក៏បានតបទៅវិញថាគឺពួកគេមកចាប់អ្នកទោសរបស់ពួកគេត្រឡប់ទៅវិញនោះឯងហើយបើសិនជាមិនប្រកល់អ្នកទោសមកឲ្យពួកគេវិញទេនោះពួកគេនឹងប្រកាសសង្គ្រាមជាមិនខានគ្រាន់តែបានលើភ្លាមធ្វើឲ្យ Domas ឡើងស្រឡាំងកាំងមកព្រោះថាគាត់មិនបានដឹងរឿងដែល Mirancho ទៅរំដោះអ្នកទោសចេញពី Underworld នោះទេហើយដោយសារតែចង់ការពារនគររបស់ខ្លួនខ្លាំងពេក Domas ក៏បានរត់ឡើងទៅលើកាំជណ្ដើររួចក៏បានកាត់ផ្លូវកងទ័ពទាំងអស់នោះដើម្បីមិនឲ្យឡើងទៅខាងលើបាននោះទេពេលឃើញអញ្ចឹងមេតបម្នាក់នោះក៏បានបញ្ជាឲ្យកូនចៅរបស់គាត់3នាក់ចូលទៅចាត់ការ Domas ចោលទៅក៏ប៉ុន្តែកូនចៅទាំង3នាក់នោះមិនអាចធ្វើអ្វីទៅលើ Domas បានឡើយហើយនៅពេលដែលឃើញ Domas ខ្លាំងក្រនបើបែបនេះក៏មានកងទ័ពមាធំម្នាក់ទៀតបានស្ម័គ្រចិត្តចូលទៅប្រយុទ្ធជាមួយនឹង Domas មួយស្មើវិញម្ដងហើយគ្រាន់តែកងទ័ពមាធំម្នាក់នោះចូលទៅដល់ភ្លាមគាត់ក៏ត្រូវបាន Domas វាយចំមួយខ្នងកំបិតធ្វើឲ្យគាត់សន្លប់ធ្លាក់ចុះទៅខាងក្រោមបាត់ទៅនៅពេលនោះធ្វើឲ្យមេតបម្នាក់នោះខឹងជាខ្លាំងរួចគាត់ក៏បានបញ្ជាឲ្យកងទ័ពរបស់គាត់ទាំងអស់សម្រុកចូលទៅសម្លាប់ Domas ចោលតែម្ដងក៏ប៉ុន្តែទោះបីជាពួកគេមានគ្នាច្រើនក៏ពិតមែនក៏ពួកគេមិនមែនជាដៃគូរបស់ Domas នោះឡើយហើយក៏ត្រូវបាន Domas វាយឲ្យសន្លប់ទាំងអស់គ្នាទៅពេលដែលឃើញគាត់សាហាវខ្លាំងបែបនេះធ្វើឲ្យប្រូជ្រុយមានការភ្ញាក់ផ្អើលជាខ្លាំងស្រាប់តែពេលនោះក៏មានឃាតករម្នាក់បានចូលមកខ្ជុងករបស់ប្រូជ្រុយពីក្រោយបន្តិចក្រោយមកស្ដេចដេសាក៏បាននាំកងទ័ពរបស់ទ្រង់មកដល់ទីនោះដូចគ្នាហើយនៅពេលដែលបានឃើញ Domas អាចយកឈ្នះទៅលើកងទ័ពរបស់ទ្រង់បានជាច្រើនអ្នកបែបនេះទ្រង់ក៏បានដឹងថា Domas មិនមែនជាមនុស្សធម្មតានោះឡើយរួចទ្រង់ក៏បានសម្រេចចិត្តចូលទៅប្រយុទ្ធជាមួយនឹង Domas មួយស្មើទៅហើយគ្រាន់តែចូលទៅដល់ភ្លាមស្ដេចដេសាក៏បានធ្វើការវាយប្រហារទៅលើ Domas លឿនខ្លាំងមែនទែនក៏ប៉ុន្តែទ្រង់មិនបានសម្លាប់គាត់ចោលនោះទេគឺទ្រង់គ្រាន់តែទាត់ឲ្យអូនតូចរបស់គាត់មួយជើងតែប៉ុណ្ណោះព្រោះថាមូលហេតុដែលទ្រង់ធ្វើដំណើរមកកាន់ទីនេះគឺដើម្បីមកសម្លាប់មនុស្សម្នាក់ហើយក្រៅពីនោះគឺទ្រង់មិនសម្លាប់នោះទេចំណែកឯខាងបូជាណែវិញនៅពេលដែលពួកគេបានធ្វើដំណើរមកដល់កាំជណ្ដើរដែលចុះទៅខាងក្រោមហើយនោះយក្សឃីវក៏បានចាប់បូជីជាមួយនឹងប្រូម៉ៅដើម្បីលោតចុះទៅខាងក្រោមតែម្ដងហើយនៅពេលដែល Domas ជាមួយនឹងប្រូជ្រុយបានឃើញបូជីនៅរស់បែបនេះពួកគេក៏បាននាំគ្នាយំឡើងពេញនឹងហ្មងរីឯបូជីវិញគ្រាន់តែបានឃើញ Domas ភ្លាមធ្វើឲ្យគាត់មានការភ័យខ្លាចជាខ្លាំងព្រោះថាមនុស្សម្នាក់ដែលគាត់ខំស្រឡាញ់បែរជាคล้ายទៅជាមនុស្សម្នាក់ដែលចង់សម្លាប់គាត់ចោលទៅវិញដូចនេះគាត់មិនចង់ឃើញមុខរបស់ Domas ទៀតនោះទេហើយនៅពេលដែលបានឃើញបូជីមានការភ័យខ្លាចបែបនេះ Domas ក៏ចង់សម្លាប់ខ្លួនឯងចោលដើម្បីសុំទោសទៅកាន់បូជីវិញរួចគាត់ក៏បានលោតតាមក្បាលទម្លាក់ចោលទៅខាងក្រោមតែម្ដងក៏ប៉ុន្តែទោះបីជាគាត់ធ្វើបែបនេះហើយក៏ដោយក៏គាត់មិនបានស្លាប់នោះឡើយហើយនៅពេលដែលឃើញ Domas គិតខ្លីបែបនេះប្រូជ្រុយក៏បានស្ដីបន្ទោសទៅកាន់គាត់ព្រោះថាភារកិច្ចរបស់ពួកគេឥឡូវនេះគឺពួកគេត្រូវតែការពារបូជាមានសុវត្ថិភាពបន្ទាប់មកស្ដេចដេសាក៏បានបញ្ជាឲ្យកងទ័ពរបស់ទ្រង់ចូលទៅចាប់ខ្លួនរបស់យក្សឃីវតែម្ដងតែមានណាគ្រាន់តែចូលទៅដល់យក្សឃីវក៏បានវាយទៅលើពួកគេឡើងទូកសាញ់ហ្មងហើយនៅពេលនោះ Domas ជាមួយនឹងប្រូជ្រុយក៏បានចូលទៅការពារបូជីផងដែររួចបូជីជាមួយនឹងប្រូម៉ៅក៏បាននាំគ្នាចូលទៅខាត់ពួកគេដើម្បីមិនឲ្យប្រយុទ្ធគ្នានោះទេតែនៅពេលនោះស្ដេចដេសាមិនព្រមស្ដាប់នោះឡើយរួចទ្រង់ក៏បានប្រើថាមពលរន្ទះគប់ទៅកាន់យក្សឃីវឲ្យសន្លប់បាត់ទៅពេលឃើញបែបនេះធ្វើឲ្យបូជីខឹងជាខ្លាំងរួចគាត់ក៏ចង់ចូលទៅសងសឹកវិញតែក៏ត្រូវបាន Domas ជាមួយនឹងប្រូជ្រុយចូលមកខត់គាត់តន់កុំអីស្ដេចដេសាដឹងតែទូកសាច់ហ្មងបន្ទាប់មក Domas ក៏បានសួរទៅកាន់ស្ដេចដេសាថាតើមនុស្សម្នាក់ដែលទ្រង់ចង់មកសម្លាប់ចោលនោះគឺជាអ្នកណាគេរួចទ្រង់ក៏បានតបទៅវិញថាទ្រង់មកទីនេះគឺដើម្បីសម្លាប់ Mirancho នោះឯងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Sai Official ថ្ងៃនេះយើងនឹងបន្តសាច់រឿងរបស់បូជីនៅក្នុងភាគទី5បន្តទៀតតពីភាគមុននៅពេលដែលស្ដេចដេសាបានប្រាប់ពួកគេថាទ្រង់មកទីនេះដើម្បីសម្លាប់ Mirancho ហើយនោះធ្វើឲ្យបូជីមានការចាប់អារម្មណ៍ទៅលើឈ្មោះមួយនោះជាខ្លាំងរួចគាត់ក៏បានស្រមៃទៅកាន់ថ្ងៃមួយដែលពួកបិសាច Goblin បានលើកគ្នាមកធ្វើសង្គ្រាមជាមួយនឹងនគររបស់ស្ដេច Boss នៅពេលនោះបូជីកំពុងតែពូននៅខាងក្រោមម្ដាយរបស់គាត់ហើយក៏បានឃើញម្ដាយរបស់គាត់កំពុងតែសុំអង្វរទៅកាន់ Mirancho ដើម្បីកុំឲ្យនាងសម្លាប់បូជីអីក៏ប៉ុន្តែ Mirancho មិនខ្វល់នោះឡើយរួចនាងក៏បានផ្ដល់សញ្ញាទៅកាន់ពួក Goblin ដើម្បីឲ្យបាញ់ព្រួញសម្លាប់ពួកគេទាំងពីរនាក់ចោលតែម្ដង
ហើយដោយសារតែស្រឡាញ់កូនរបស់ខ្លួនខ្លាំងពេកម្ដាយរបស់បូជីក៏បានរងក្របព្រួយទាំងអស់នោះដើម្បីការពារកូនរបស់ខ្លួនទៅនៅពេលនោះមីរ៉ាន់ជូក៏ត្រូវបានពួក Goblin បាញ់ត្រូវមួយគ្រាប់ផងដែរព្រោះថាពួក Goblin ដែលនាងបាននាំមកនោះក៏បានក្បត់នាងវិញដូចគ្នាហើយនៅពេលដែលមីរ៉ាន់ជូនាងហៀបនឹងស្លាប់ទៅហើយនោះយើងក៏បានឃើញវត្តមានរបស់បិសាចក្រហមនៅទីនោះផងដែរត្រឡប់មកពេលបច្ចុប្បន្ននេះវិញនៅពេលដែលបូជីបានដឹងថាមីរ៉ាន់ជូគឺជាអ្នកដែលបានសម្លាប់ម្ដាយរបស់ខ្លួនបែបនេះគាត់ក៏បានហូរទឹកភ្នែកមករហ័សម៉ងក៏ប៉ុន្តែរឿងមួយនោះគឺត្រូវទុកមួយឡែកសិនព្រោះថាឥឡូវនេះគាត់ត្រូវប្រឈមមុខជាមួយនឹងស្ដេចដេសាជាមុនសិនបន្ទាប់មកស្ដេចដេសាក៏បានប្រាប់ទៅកាន់ពួកគេថាមូលហេតុដែលទ្រង់ចង់ចាប់យក្សខៀវត្រឡប់ទៅវិញបែបនេះគឺដោយសារតែយក្សខៀវគឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសទាំង6នាក់ដែលមីរ៉ាន់ជូបានប្រឡែងមកនោះឯងរួចទ្រង់ក៏បាននិយាយអំពីប្រវត្តិរបស់យក្សខៀវទៅឲ្យពួកគេស្ដាប់ទៅដំបូងឡើយយក្សខៀវគឺជាអ្នកចម្បាំងស៊ីឈ្នួលម្នាក់ដែលស្ដេចដេសាបានជួលឲ្យទៅធ្វើសង្គ្រាមជាមួយនឹងបិតារបស់ទ្រង់ព្រោះថាបិតារបស់ស្ដេចដេសាបានប្រព្រឹត្តកាយអាក្រក់ច្រើនខ្លាំងមែនទែនរហូតធ្វើឲ្យស្ដេចដេសាជាមួយនឹងប្អូនៗរបស់ទ្រង់ទ្រាំមិនបាននោះទេរួចពួកគេក៏បានសម្រេចចិត្តធ្វើការបះបោរប្រឆាំងជាមួយនឹងបិតារបស់ខ្លួនតែម្ដងក៏ប៉ុន្តែកូនចៅរបស់បិតាទ្រង់ទាំងអស់គឺសុទ្ធតែជាពួក Goblin ដូចជាយក្សខៀវដែរហើយនៅពេលដែលពួកគេចេញទៅធ្វើសង្គ្រាមនោះកងទ័ពរបស់ស្ដេចដេសាក៏បានចាប់កូន Goblin ម្នាក់យកមកធ្វើបាបដើម្បីដាក់នុយឲ្យពួក Goblin ទាំងអស់នោះជាប់អន្ទាក់របស់ពួកគេរួចពួកគេក៏បាននាំគ្នាសម្លាប់ពួក Goblin ទាំងអស់នោះយ៉ាងសាហាវព្រៃផ្សៃខ្លាំងមែនទែនហើយនៅពេលដែលបានឃើញពួកគេធ្វើបាបទៅលើបងប្អូនរបស់ខ្លួនបែបនេះធ្វើឲ្យយក្សខៀវទ្រាំមិនបាននោះទេរួចកូនក៏បានចូលទៅសម្លាប់មនុស្សទាំងអស់នោះដើម្បីសងសឹកទៅឲ្យបងប្អូនរបស់ខ្លួនវិញទៅហើយដោយសារតែការបះបោររបស់យក្សខៀវមួយនេះហើយបានជាកូនខ្លាយទៅជាអ្នកទោសបែបនេះហើយដើម្បីបញ្ចប់ចំនួនមួយនេះស្ដេចដេសាក៏បានចូលទៅសម្លាប់កូន Goblin នោះចោលទៅពេលឃើញចឹងធ្វើឲ្យយក្សខៀវខឹងទៅលើស្ដេចដេសាជាខ្លាំងត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលដែលយក្សខៀវបានដឹងខ្លួនឡើងវិញហើយនោះគាត់ក៏បានចូលទៅវាយស្ដេចដេសាតែម្ដងរួចស្ដេចដេសាក៏បានប្រើថាមពលរន្ទះគប់ទៅកាន់គាត់វិញផងដែរពេលឃើញអញ្ចឹងបូជីក៏បានចូលទៅជួយយក្សខៀវទៅព្រោះថាគាត់មិនចង់ឲ្យអ្នកណាធ្វើបាបមិត្តភក្តិរបស់គាត់នោះឡើយហើយនៅពេលដែលស្ដេចដេសាចង់វាយទៅលើបូជីម្នាក់ទៀតនោះបូជីក៏បានបោះដាវរបស់គាត់ចោលតែម្ដងព្រោះថាគាត់មិនចង់ប្រយុទ្ធគ្នាជាមួយនឹងស្ដេចដេសានោះទេក៏ប៉ុន្តែស្ដេចដេសាមិនចេះស្ដាប់ភាសាកូររបស់គាត់នោះឡើយរួចប្រូម៉ៅក៏បានឡើងទៅបកផែឲ្យគាត់ទៅហើយគ្រាន់តែបានឃើញដាវនោះភ្លាមស្ដេចដេសាក៏បានដឹងថាដាវមួយនោះគឺជារបស់ដេស្ប៉ាដែលត្រូវជាប្អូនប្រុសរបស់គាត់រួចប្រូម៉ៅក៏បានតបទៅវិញថាត្រូវហើយព្រោះថាបូជីគឺជាកូនសិស្សរបស់ដេស្ប៉ានោះឯងពេលឮបែបនេះស្ដេចដេសាក៏បានតាក់ទងទៅកាន់ដេស្ប៉ាតែម្ដងហើយក៏បានសួរទៅកាន់គាត់ថាតើគាត់បានបង្រៀនអ្វីខ្លះទៅកាន់បូជីបានជាបូជីសាហាវខ្លាំងបែបនេះរួចដេស្ប៉ាក៏តបទៅវិញថាបូជីឥឡូវនេះមិនមែនជាបូជីដូចពីមុននោះទេដូចនេះស្ដេចដេសាមិនអាចយកឈ្នះទៅលើបូជីបាននោះឡើយរួចកូនក៏បានប្រាប់ឲ្យស្ដេចដេសាដឹកនាំកងទ័ពរបស់ទ្រង់ធ្វើដំណើរត្រឡប់ទៅវិញទៅហើយទុកឲ្យគាត់ជាអ្នកចាត់ការរឿងទាំងប៉ុន្មាននៅទីនេះក្រោយពីបានកើតបានមួយសន្ទុះហើយនោះទ្រង់ក៏បានបញ្ជាឲ្យកងទ័ពរបស់ទ្រង់ធ្វើដំណើរទៅកាន់ Underworld វិញតែម្ដងរួចក៏បានបញ្ជាឲ្យយក្សខៀវទៅជាមួយនឹងទ្រង់វិញផងដែរព្រោះថាឥឡូវនេះទ្រង់បានលើកលែងទោសឲ្យយក្សខៀវហើយក៏បានឲ្យយក្សខៀវចូលធ្វើជាកងទ័ពរបស់ទ្រង់វិញទៀតផងតាមពិតទៅទ្រង់ក៏បានដឹងដែរថាអ្វីដែលយក្សខៀវធ្វើនៅក្នុងថ្ងៃនោះគឺជារឿងមួយដែលត្រឹមត្រូវចំណែកឯអ្វីដែលកងទ័ពរបស់ទ្រង់បានធ្វើវិញគឺជាអំពើដ៏សាហាវឃោរឃៅខ្លាំងមែនទែនមិនខុសពីព្រះបិតារបស់ទ្រង់ប៉ុន្មាននោះទេដូចនេះហើយបានជាទ្រង់ចង់ឲ្យយក្សខៀវមកធ្វើជាកងទ័ពរបស់ទ្រង់វិញបែបនេះហើយដោយសារតែមិនចង់នាំទុកទៅដល់បូជីទៀតនោះយក្សខៀវក៏បានយល់ព្រមទៅជាមួយនឹងស្ដេចដេសាទៅបន្តិចក្រោយមកពួកបិសាចតោក៏បាននាំគ្នាចុះមកដល់រួចក៏បានហក់ទៅខាំស្ដេចដេសាតែម្ដងរកតែគេប្រាប់អីមិនតាន់សោះក៏ប៉ុន្តែស្ដេចដេសាមិនបានតដៃទៅកាន់ពួកវាវិញនោះទេគឺទ្រង់ក៏បានហៅពួកវាឲ្យត្រឡប់ទៅកាន់ Underworld វិញជាមួយនឹងទ្រង់ដូចគ្នារួចពួកគេក៏បាននាំគ្នាធ្វើដំណើរត្រឡប់ទៅវិញអស់ទៅក្រោយពីបានដោះស្រាយរឿងមួយនេះរួចហើយឥឡូវនេះគឺចូលដល់រឿងរបស់បូជីជាមួយនឹងដូម៉ាសវិញម្ដងគឺថាបូជីនៅតែមានការភ័យខ្លាចទៅលើដូម៉ាសដដែលហ្នឹងហើយមិនថាដូម៉ាសខំប្រឹងសុំទោសទៅកាន់គាត់យ៉ាងណាក៏ដោយក៏គាត់មិនអាចធ្វើចិត្តបានភ្លាមនោះឡើយរួចគាត់ក៏បានរត់ចេញពីដូម៉ាសទៅពេលឃើញបែបនេះប្រូម៉ៅក៏បានរត់តាមពីក្រោយគាត់ផងដែរហើយនៅពេលនោះគឺថាបូជីរត់លឿនខ្លាំងមែនទែនហើយថែមទាំងអាចលោតផ្លោះជញ្ជាំងដូចជា Spider-Man បានទៀតផងរីឯ Domas ជាមួយនឹង Pro Troy អានេះវិញពួកគេក៏បាននាំគ្នាទៅដុតច្រកទ្វារសម្ងាត់ដែលអាចធ្វើដំណើរទៅកាន់ Underworld នោះចោលទៅហើយក្រោយពីបានដុតរួចហើយពួកគេក៏បាននាំគ្នាត្រឡប់ទៅជួយបូជីវិញផងដែរបន្ទាប់មកស
សាច់រឿងរបស់យើងក៏បានត្រឡប់ទៅនិយាយអំពីប្រវត្តិរបស់ស្ដេចមួយអង្គដែលត្រូវជាស្ដេចរបស់ Underworld ពីមុនដែលទ្រង់មានព្រះនាមថា Saturn ហើយទ្រង់ក៏ជាព្រះមួយអង្គក្នុងចំណោមព្រះដតីផ្សេងទៀតដែលជិតផុតពូជផងដែរដូចនេះទ្រង់ក៏បានស្វែងរកវិធីដើម្បីឲ្យទ្រង់មានជីវិតអមតៈរួចទ្រង់ក៏បានសម្លាប់ប្រជាជនរបស់ខ្លួនឯងអស់ជាច្រើនដើម្បីយកទៅពិសោធន៍ទៀតផងក្រោយមកទ្រង់ក៏បានយកមនុស្សមកធ្វើជាប្រពន្ធហើយក៏បានបង្កើតកូនប្រុស3នាក់ដែលកូនទី1គឺមានឈ្មោះថា Desha ហើយកូនគឺជាកូនម្នាក់ដែលមានមុខមាត់អាក្រក់ជាងគេបង្អស់ក៏ប៉ុន្តែគាត់មានវេទមន្តខ្លាំងមហាសាលដូចជាបិតារបស់គាត់អញ្ចឹងរីឯកូនទី2គឺមានឈ្មោះថា Despa ហើយកូនមិនអាចប្រើប្រាស់វេទមន្តអីដូចជាបងប្រុសរបស់គាត់នោះទេតែកូនគឺមានប្រាជ្ញាឆ្លាតជាងអ្នកណាទាំងអស់ចំណែកឯកូនពៅវិញគឺមានឈ្មោះថា Uken ហើយកូនក៏មិនអាចប្រើប្រាស់វេទមន្តបានដែរក៏ប៉ុន្តែគឺកូនមានកម្លាំងខ្លាំងមហាសាលហើយថែមទាំងមានមុខមាត់សង្ហាដោយ admin ទៀតផងហើយដោយអ្នកទាំងអស់គ្នាបានដឹងហើយអញ្ចឹងថាស្ដេច Saturn បានសម្លាប់ប្រជាជនរបស់ខ្លួនឯងអស់ជាច្រើនដើម្បីស្វែងរកជីវិតអមតៈហើយក៏បានធ្វើឲ្យទីក្រុងនៅក្នុង Underworld ទាំងមូលមានភាពចលាចលជាខ្លាំងដូចនេះហើយបានជាកូនប្រុសទាំង3របស់ទ្រង់បាននាំគ្នាធ្វើការបះបោររួចក៏បានសម្លាប់បិតារបស់ខ្លួនឯងចោលទៅហើយពួកគេក៏បាននាំសន្តិភាពមកកាន់ Underworld វិញផងដែរតែក្រោយមកនៅពេលដែល Uken មានអាយុ25ឆ្នាំគាត់ក៏ទទួលបាននៅថាមពលពិសេសមួយទៀតនោះគឺជាជីវិតអមតៈដែលបិតារបស់គាត់បានស្វែងរកនោះឯងក៏ប៉ុន្តែ Uken មិនចង់មានជីវិតអមតៈនោះទេព្រោះថាគាត់មិនចង់បាត់បង់ភាពជាមនុស្សរបស់គាត់នោះឡើយហើយដោយសារតែ Uken មិនអាចគ្រប់គ្រងខ្លួនឯងបានបែបនេះគាត់ក៏បានសម្លាប់កងទ័ពអស់ជាច្រើនរួចក៏បានក្លាយទៅជាអ្នកទោសម្នាក់នៅក្នុង Underworld នោះទៅគឺគាត់បានរស់នៅក្នុងគុកនោះរហូតដល់ថ្ងៃមួយដែល Mirancho បាននាំគាត់ចាកចេញពីគុកនោះឯងត្រឡប់មកពេលបច្ចុប្បន្ននេះវិញ Mirancho ក៏បានប្រើវេទមន្តរបស់នាងបញ្ជាទៅកាន់ Uken ឲ្យធ្វើដំណើរមកជួយនាងផងដែររួច Uken ក៏បានកាច់បំបាក់ឆ្អឹងរបស់ខ្លួនឯងដើម្បីរំដោះខ្លួនឲ្យរួចពីចំណងមួយនោះពេលឃើញបែបនេះពួកគេក៏ចង់ចូលទៅចាប់គាត់ម្ដងទៀតតែក៏ត្រូវបាន Uken បាញ់អ្វីម្យ៉ាងចាញ់ពីដៃរបស់គាត់ទៅកាន់ពួកគេហើយក៏បានធ្វើឲ្យពួកគេមិនអាចកម្រើកបាននោះឡើយបន្ទាប់មកគាត់ក៏បានរើសដាវរបស់គាត់យកមកតភ្ជាប់គ្នាវិញរួចក៏បានរត់ទៅជួយ Mirancho ទៅចំណែក Bochi ជាមួយនឹង Pro Mau ឯណែវិញនៅពេលដែលពួកគេបាននាំគ្នាឡើងមកដល់ខាងលើហើយនោះពួកគេក៏បានឃើញ Pro Mau កំពុងតែដេកសន្លប់នៅតាមផ្លូវហើយនៅពេលដែលបានឃើញគាត់មិនតន់ស្លាប់បែបនេះពួកគេក៏ចង់នាំគាត់យកទៅឲ្យម្ចាស់ស្ត្រី Healing ព្យាបាលរបួសទៅឲ្យគាត់តែម្ដងស្រាប់តែពេលនោះ Pro Mau ក៏បានដឹងខ្លួនឡើងវិញរួចក៏បានប្រាប់រឿងរ៉ាវដែលបានកើតឡើងទៅប៉ុន្មានទៅកាន់ពួកគេហើយក្រោយពីបានប្រាប់រួចហើយBochi ជាមួយនឹង Pro Mau ក៏បាននាំគ្នាបន្តដំណើរដេញតាមអ្នកទោសផ្សេងទៀតទៅហើយគ្រាន់តែពួកគេចេញផុតបានបន្តិច Pro Mau ក៏បានក្អកចេញឈាមជាច្រើនព្រោះថាផ្សែងពុលដែល Pro Nhanh បានបាញ់ទៅកាន់គាត់នោះចាប់ផ្ដើមមានប្រតិកម្មហើយកាត់មកខាងម្ចាស់ស្ត្រី Healing ឯណែវិញសត្វពស់ក្បាលពីរក៏បាននាំពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាពដើម្បីលាក់ខ្លួនហើយនៅពេលទៅដល់ពួកគេក៏បានឃើញសត្វកណ្ដុរមួយក្បាលបានរត់ចេញពីក្នុងផ្ទះមួយនោះហើយមើលទៅកាយវិការរបស់វាគឺដូចជាចង់នាំពួកគេទៅកាន់កន្លែងណាមួយអញ្ចឹងពេលឃើញបែបនេះពួកគេក៏បាននាំគ្នាដើរតាមពីក្រោយវាទៅបន្ទាប់មកសត្វកណ្ដុរមួយនោះក៏បាននាំពួកគេមកកាន់កន្លែងរបស់ Pro Mau តែម្ដងហើយយើងក៏បានដឹងដែរថាសត្វកណ្ដុរមួយនោះគឺត្រូវបានបញ្ជាដោយ Mirancho ដើម្បីនាំពួកគេឲ្យមកជួយសង្គ្រោះ Pro Mau នោះឯងហើយក្រោយពីបានបន្សាបជាតិពុលនៅក្នុងខ្លួនរបស់គាត់រួចហើយក៏ស្រាប់តែ Domas ជាមួយនឹង Pro ជ្រុយបាននាំគ្នាធ្វើដំណើរមកដល់ទីនោះរួចពួកគេទាំងពីរក៏បាននាំគ្នាលុតជង្គង់សុំទោសទៅកាន់ម្ចាស់ស្ត្រី Healing តែម្ដងព្រោះថាឥឡូវនេះពួកគេបានទទួលស្គាល់កំហុសហើយក៏បានថ្វាយជីវិតរបស់ខ្លួនដើម្បីការពារ Bochi ឲ្យមានសុវត្ថិភាពផងដែរពេលឃើញបែបនេះម្ចាស់ស្ត្រីក៏បានអត់ទោសទៅឲ្យពួកគេទៅរួចពួកគេក៏បាននាំគ្នាធ្វើដំណើរទៅជួយ Bochi ទាំងអស់គ្នាតែម្ដងកាត់មកខាងស្ដេច Boy ឯណែវិញនៅពេលដែលប្រូពុកមាត់បានរកទ្រង់ឃើញហើយនោះប្រូពុកមាត់ក៏បានប្រាប់ទៅកាន់ទ្រង់ថាគាត់មកទីនេះគឺដើម្បីមកជួយសង្គ្រោះប្រូសក់លឿងត្រឡប់មកវិញហើយក៏បានសួរទៅកាន់ទ្រង់ទៀតថាតើមនុស្សម្នាក់ដែលនៅក្នុងកញ្ចក់ទៅនោះគឺជាអ្នកណាគេរួចស្ដេចបោះក៏បានឆ្លើយថាម្នាក់នោះគឺជា Mirancho នោះឯងបន្ទាប់មកទ្រង់ក៏បាននិយាយអំពីប្រវត្តិរបស់ទ្រង់ជាមួយនឹង Mirancho ប្រាប់ទៅកាន់ប្រូពុកមាត់ទៅហើយនៅពេលដែលទ្រង់កំពុងតែនិយាយនោះប្រូសក់លឿងដែលនៅខាងក្នុងខ្លួនរបស់ទ្រង់ក៏បានមើលឃើញ memory របស់ស្ដេចបោះដូចគ្នាគឺថានៅពេលដែលស្ដេចបោះនៅកំឡោះទ្រង់ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗដើម្បីហ្វឹកហាត់ខ្លាយទៅជាអ្នកចម្បាំងដ៏ខ្លាំងម្នាក់ហើយនៅថ្ងៃមួយទ្រង់ក៏បានធ្វើដំណើរទៅដល់ទឹកដីវេទមន្តដើម្បីធ្វើការ challenge ជាមួយនឹងមនុស្សដែលនៅទីនោះព្រោះគាត់ល្បីថាមនុស្សដែលរស់នៅទីនោះគឺអាចប្រើប្រាស់វេទមន្តខ្លាំងដូចជាព្រះអញ្ចឹងហើយពួកគេក៏ជាក្រុមមនុស្សដំបូងដែលហ៊ានក្រោកឈរបះបោរប្រឆាំងជាមួយនឹងព្រះផងដែរបន្ទាប់មក
ក៏មានគ្រូវេទមន្តដ៏ខ្លាំងពូកែម្នាក់បានចេញមកធ្វើការប្រយុទ្ធមួយស្មើជាមួយនឹងស្ដេច Boss ដែលគ្រូវេទមន្តម្នាក់នោះគឺត្រូវជាលោកប៉ារបស់មីរ៉ាន់ជូនោះឯងក៏ប៉ុន្តែគាត់មិនអាចយកឈ្នះទៅលើស្ដេច Boss បាននោះឡើយហើយក៏ត្រូវបានស្ដេច Boss សម្លាប់គាត់ចោលទៀតផងនៅពេលនោះម្ដាយរបស់មីរ៉ាន់ជូក៏បានឃើញដែរតែគាត់មិនបានចូលទៅសម្លាប់ស្ដេច Boss ដើម្បីសងសឹកទៅឲ្យប្តីរបស់គាត់វិញនោះទេគឺគាត់បែរជាជួយព្យាបាលរបួសទៅឲ្យទ្រង់ទៅវិញព្រោះថាម្ដាយរបស់មីរ៉ាន់ជូគឺជាមនុស្សដ៏ល្អម្នាក់ហើយជាទូទៅមនុស្សដែលរស់នៅក្នុងទឹកដីវេទមន្តនោះសុទ្ធតែជាមនុស្សល្អទាំងអស់គ្នានឹងសូម្បីតែមីរ៉ាន់ជូក៏កាន់ទៅរកម្ដាយរបស់នាងដែរនៅថ្ងៃមួយក៏មានព្រះជាច្រើនបាននាំគ្នាមកធ្វើសង្គ្រាមជាមួយនឹងមនុស្សវេទមន្តហើយស្ដេច Boss ក៏បានចូលទៅជួយពួកគេដូចគ្នារួចពួកគេក៏បានយកឈ្នះនៅក្នុងសង្គ្រាមមួយនោះជាបន្តបន្ទាប់ព្រោះថាបើសិនជាពួកគេចាញ់នោះពួកគេនឹងក្លាយទៅជាទេសកលរបស់ព្រះទាំងអស់នោះជាមិនខានជាច្រើនថ្ងៃក្រោយមកម្ដាយរបស់មីរ៉ាន់ជូក៏បាននាំមីរ៉ាន់ជូជាមួយនឹងមនុស្សវេទមន្តមួយចំនួនធ្វើដំណើរទៅកាន់នគរមួយដែលមានឈ្មោះថានគរហ្គីយ៉ាគូសាដើម្បីធ្វើការធីមអាប់ជាមួយនឹងមនុស្សដែលរស់នៅក្នុងនគរមួយនោះហើយនៅពេលដែលឃើញនគរមួយនោះក្រខ្លាំងបែបនេះធ្វើឲ្យមនុស្សវេទមន្តមានការអាណិតទៅលើជនជាតិហ្គីយ៉ាគូសាជាខ្លាំងរួចពួកគេក៏បាននាំគ្នាប្រើប្រាស់នៅប្រាជ្ញាដែលពួកគេមានទាំងប៉ុន្មានជួយឲ្យនគរមួយនោះមានការរីកចម្រើនឡើងវិញទៅហើយថែមទាំងបានជួយបង្រៀនអំពីរបៀបប្រើប្រាស់វេទមន្តទៅកាន់មនុស្សទាំងអស់នោះទៀតផងក៏ប៉ុន្តែទោះបីជាមនុស្សវេទមន្តបានជួយពួកគេច្រើនបែបនេះហើយក៏ដោយក៏ពួកគេមិនបានដឹងគុណនោះឡើយព្រោះថានៅពេលដែលមនុស្សវេទមន្តចេញទៅធ្វើសង្គ្រាមជាមួយនឹងព្រះនោះគឺថាជនជាតិគីយ៉ាគូសាមិនបានចូលទៅជួយនោះទេគឺពួកគេបែរជានាំគ្នាឈរមើលទៅវិញហើយមិនតែប៉ុណ្ណោះនៅពេលដែលពួកគេបានឃើញខាងព្រះមានប្រៀបជាងបែបនេះពួកគេក៏បាននាំគ្នាចោះចូលជាមួយនឹងពួកព្រះដើម្បីក្បត់មនុស្សវេទមន្តវិញទៀតផងគឺថាពួកគេហ៊ានធ្វើអ្វីៗទាំងអស់ឲ្យតែខ្លួនឯងបានរស់បន្ទាប់មកពួកគេក៏បាននាំគ្នាទៅសម្លាប់ម្ដាយរបស់មីរ៉ាន់ជូរួចក៏បានចាប់មីរ៉ាន់ជូយកទៅធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃខ្លាំងមែនទែនហើយនៅពេលដែលស្ដេច Boss មកដល់បានឃើញមីរ៉ាន់ជូខ្លាចទៅជាបែបនេះធ្វើឲ្យទ្រង់ខឹងជាខ្លាំងរួចទ្រង់ក៏បានសម្លាប់មនុស្សទាំងអស់ដែលនៅទីនោះចោលទៅក្រោយមកទ្រង់ក៏បាននាំមីរ៉ាន់ជូទៅរកគ្រូវេទមន្តម្នាក់ដើម្បីឲ្យគាត់ព្យាបាលរបួសទៅឲ្យនាងហើយពេលដែលបានព្យាបាលរួចហើយស្ដេច Boss ក៏បានសម្រេចចិត្តរស់នៅជាមួយនឹងមីរ៉ាន់ជូចាប់តាំងពីថ្ងៃនោះមកហើយទ្រង់ព្រមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យមីរ៉ាន់ជូមានស្នាមញញឹមឡើងវិញដូចនេះហើយបានជានៅពេលដែលមីរ៉ាន់ជូចង់សម្លាប់អ្នកណាឬក៏ចង់ធ្វើអ្វីក៏ដោយក៏ស្ដេច Boss មិនដែលបដិសេធនោះឡើយក្រោយពីបានដឹងអំពីប្រវត្តិរបស់មីរ៉ាន់ជូហើយនោះប្រូពុកម៉ុនក៏បានធ្វើដំណើរទៅជួយបូជីទៅរីឯបូជីជាមួយនឹងប្រូម៉ៅឯនេះវិញនៅពេលដែលពួកគេកំពុងតែធ្វើដំណើរនៅតាមផ្លូវនោះពួកគេក៏បានឃើញអ៊ូខេនកំពុងតែរត់ទៅជួយមីរ៉ាន់ជូរួចពួកគេក៏បាននាំគ្នារត់តាមពីក្រោយគាត់ទៅមួយសន្ទុះក្រោយមកអ៊ូខេនក៏បានរកមីរ៉ាន់ជូឃើញហើយបូជីជាមួយនឹងប្រូម៉ៅក៏បានមកដល់ទីនោះដូចគ្នាក៏ប៉ុន្តែពួកគេក៏បាននាំគ្នាទៅលាក់ខ្លួនព្រោះថាមើលទៅស្ថានភាពដូចជាមិនស្រួលនោះទេបន្ទាប់មកមីរ៉ាន់ជូក៏បានបញ្ជាឲ្យអ៊ូខេនចូលទៅសម្លាប់ពួកគេទាំងពីរនាក់ចោលតែម្ដងគ្រាន់តែបានលឺភ្លាមប្រូញ៉ាញ់ក៏បានរុញប្រូសក់វែងទៅឲ្យអ៊ូខេនសម្លាប់ចោលទៅរួចគាត់ក៏បានប្រើក្បាច់ម៉ែចែកឲ្យរត់ឡើងទៅលើកំផែងរាជវាំងនោះលឿន JM ពេលឃើញបែបនេះបូជីក៏បានឡើងទៅកាត់ផ្លូវគាត់ហើយនៅពេលដែលបានឃើញបូជីភ្លាមប្រូញ៉ាញ់ក៏បានដឹងថាបូជីមិនមែនជាមនុស្សធម្មតានោះទេរួចគាត់ក៏បានដើរតួកំសត់ដើម្បីធ្វើឲ្យបូជីអាណិតហើយឆ្លៀតឱកាសផ្លុំផ្សែងពុលទៅកាន់បូជីតែម្ដងក៏ប៉ុន្តែដោយសារតែបូជីគឺជាកូនយក្សដូចនេះផ្សែងពុលមិនអាចធ្វើអ្វីទៅលើគាត់បាននោះឡើយគឺដូចជាលើកមុនអញ្ចឹងទោះបីជាគាត់ញ៉ាំថ្នាំពុលហើយក៏ដោយក៏គាត់មិនមានបញ្ហាអ្វីនោះដែរបន្តិចក្រោយមកអ៊ូខេនក៏បានឡើងមកដល់ម្នាក់ទៀតរួចប្រូញ៉ាញ់ក៏បានហក់ចុះទៅខាងក្រោមវិញទៅពេលឃើញអញ្ចឹងបូជីក៏បានដេញតាមចាក់គូរបស់គាត់ឲ្យសន្លប់បាត់មាត់ឈឹងហ្មងរួចប្រូម៉ៅក៏បានបោះខ្សែទៅឲ្យបូជីដើម្បីចងគាត់ផងដែរនៅពេលនោះអ៊ូខេនក៏បានចូលមកប្រយុទ្ធជាមួយនឹងបូជីម្នាក់ទៀតហើយមិនថាគាត់ខំប្រឹងបាញ់អ្វីចេញពីដៃរបស់គាត់ទៅកាន់បូជីនោះទេក៏បូជីអាចគេចបានទាំងអស់ហ្នឹងដែលរបស់មួយនោះមើលទៅគឺដូចជាដុំម៉អញ្ចឹងបន្ទាប់មកបូជីក៏បានធ្វើការវាយបកត្រឡប់ទៅវិញរួចក៏បានចាក់ទៅលើអ៊ូខេនមួយដាវវិញទៅក៏ប៉ុន្តែវាមិនបានធ្វើឲ្យអ៊ូខេនសន្លប់នោះទេព្រោះថាអ៊ូខេនគាត់មានជីវិតអមតៈដូចនេះគាត់មិនមានចំណុចខ្សោយដូចជាមនុស្សធម្មតានោះឡើយហើយមិនថាបូជីខំប្រឹងវាយទៅលើគាត់ច្រើនប៉ុណ្ណាក៏ដោយក៏អ៊ូខេមិនមានប្រតិកម្មអ្វីនោះដែរដោយសារតែបែបនេះហើយបានជាដេស្ប៉ាហាមមិនឲ្យបូជីប្រយុទ្ធគ្នាជាមួយនឹងអ៊ូខេបែបនេះហើយទោះបីជាបានដឹងថាគាត់មិនអាចយកឈ្នះទៅលើអ៊ូខេបានក៏ដោយក៏គាត់នៅតែតស៊ូប្រយុទ្ធជាមួយនឹងអ៊ូខេរហូតដល់ទីបញ្ចប់ផងដែរព្រោះថាបើសិនជាគាត់មិនអាចបញ្ឈប់អ៊ូខេបានទេនោះ
នោះមនុស្សគ្រប់គ្នាដែលនៅទីនេះនឹងត្រូវស្លាប់ទាំងអស់គ្នាជាមិនខានស្រាប់តែពេលនោះមេតបធំជាមួយនឹង Despa ក៏បានធ្វើដំណើរមកដល់ទីនោះរួចពួកគេក៏បាននាំគ្នាចូលទៅជួយបូជីទៅក៏ប៉ុន្តែក្របរន្ទះទី1គឺបាញ់មិនចំអូខេនោះទេដូចនេះ Despa ក៏បានសុំឲ្យបងប្រុសរបស់ខ្លួនបាញ់រន្ទះទី2ទៅកាន់អូខេនមួយគ្រាប់ទៀតគ្រាន់តែបានឃើញភ្លាមអូខេនក៏បានយកដាវរបស់គាត់ទៅរងក្របរន្ទះមួយនោះទៅហើយក៏បានធ្វើឲ្យរន្ទះមួយនោះបាញ់ចំកនត្រូវតែមួយចំហៀងខ្លួនតែប៉ុណ្ណោះដូចនេះគាត់នៅតែអាចគ្រប់គ្រងខ្លួនឯងបានដដែលនឹងបន្តមកគាត់ក៏បានរត់ចូលទៅចាក់មេតបធំមួយដាវឲ្យមានរបួសទៅហើយនៅពេលដែលគាត់ចង់ចាក់ទៅលើ Despa ម្នាក់ទៀតនោះគាត់ក៏ត្រូវបាន Despa ចាប់ដៃជាប់រួច Despa ក៏បានប្រាប់ទៅកាន់ Uken ថាគាត់មកទីនេះគឺដើម្បីមកជួយសង្គ្រោះប្អូនប្រុសរបស់គាត់នេះឯងស្រាប់តែពេលនោះ Despa ក៏បានស្រមៃឃើញ Uken រួច Uken ក៏បានប្រាប់ទៅកាន់គាត់វិញថាមិនតន់ដល់ពេលដែលបងប្រុសត្រូវជួយសង្គ្រោះជីវិតរបស់ប្អូននោះទេគឺបងត្រូវតែជួយសង្គ្រោះអ្នកផ្សេងជាមុនសិនហើយនៅពេលដែល Despa ដឹងខ្លួនឡើងវិញគាត់ក៏ត្រូវបាន Uken ចាក់ចំមួយដាវបាត់ទៅហើយពេលឃើញម៉ែបនេះធ្វើឲ្យបូជីខឹងជាខ្លាំងរួចគាត់ក៏បានប្រើនៅក្បាច់ចុងក្រោយរបស់គាត់វាយទៅលើ Uken តែម្ដងក៏ប៉ុន្តែទោះបីជាបែបនេះហើយក៏ដោយក៏ Uken មិនព្រមស្លាប់ងាយៗនោះឡើយរួចគាត់ក៏បានធ្វើការវាយប្រហារទៅលើបូជីវិញឲ្យមានរបួសទៅហើយនៅពេលដែលគាត់ចង់ចូលទៅសម្លាប់បូជីចោលនោះក៏ស្រាប់តែប្រូម៉ៅបានពង្រីកខ្លួនយ៉ាងធំដើម្បីលេប Uken ចូលទៅក្នុងពោះរបស់គាត់តែម្ដងតែការធ្វើបែបនេះគឺដូចជាធ្វើបាបទៅលើខ្លួនឯងអញ្ចឹងរួច Uken ក៏បានចាក់ទម្លុះពោះរបស់ប្រូម៉ៅចេញមកខាងក្រៅវិញទៅលេខលាបមុខ TM Brand គឺជាលេខលាបមុខដែលអាចជួយព្យាបាលមុខមុនមុខចំមុខខ្មៅមុខស្នាមមុខអាចរុយមុខឡើងសរសៃក្រហមនិយាយទៅឲ្យតែបញ្ហាដែលកើតមាននៅលើផ្ទៃមុខគឺលេខលាបមុខ TM Brand អាចព្យាបាលបានទាំងអស់ជាពិសេសលេខលាបមុខ TM Brand អាចជួយធ្វើឲ្យស្បែកមុខសម៉ត់រលោងថែមទាំងមានសំណើមទៀតផងដែលអាចប្រើបានទាំងមនុស្សប្រុសនិងមនុស្សស្រីហើយបើនិយាយអំពីតម្លៃវិញគឺថាមួយឈុតត្រឹមតែ$12តែប៉ុណ្ណោះតែបើសិនជាអ្នកទាំងអស់គ្នាឆាតទៅកាន់ page របស់គាត់រួចប្រាប់ថាអ្នកទាំងអស់គ្នាស្គាល់ page របស់គាត់តាមរយៈ admin ទៅអ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃ$2ភ្លាមៗគឺនៅសល់ត្រឹមតែមួយឈុត$10តែប៉ុណ្ណោះព្រោះថា admin បានសាកប្រើរួចហើយគឺពិតជាល្អមែនទែនហើយសប្តាហ៍ថ្ងៃនេះ admin ក៏កំពុងតែប្រើលេខលាបមុខ TM Brand នឹងផងដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចឆាតទៅកាន់ page TM Brand ដែល admin បានដាក់ link នៅក្នុង description ខាងក្រោមរួច Uken ក៏បានចាក់ទម្លុះពោះរបស់ប្រូម៉ៅចេញមកខាងក្រៅវិញទៅហើយកនថែមទាំងបានដើរចូលទៅចាក់បូជីមួយដាវឲ្យមានរបួសផងដែរពេលដែលបានឃើញហេតុការណ៍ទាំងអស់នោះនៅចំពោះមុខរបស់ខ្លួនបែបនេះធ្វើឲ្យមីរ៉ាន់ជូមានការអាណិតទៅលើប្រូម៉ៅជាខ្លាំងរួចនាងក៏បានដកប្រលឹងរបស់នាងចូលទៅក្នុងខ្លួនរបស់ប្រូសក់ក្រហមហើយក៏បានដើរចូលទៅព្យាបាលរបួសឲ្យប្រូម៉ៅទៅពេលឃើញអញ្ចឹង Despa ក៏បានចាប់ដៃរបស់នាងព្រោះកនគិតថានាងចង់ធ្វើអីទៅលើប្រូម៉ៅរួចកនក៏បានឃើញនៅរឿងអតីតកាលដ៏ល្វីងជួយចត់ទាំងប៉ុន្មានដែលមីរ៉ាន់ជូបានឆ្លងកាត់ហើយក៏បានធ្វើឲ្យកនមានការអាណិតទៅលើនាងជាខ្លាំងបន្តមកគាត់ជាមួយនឹងបូជីក៏បានដឹងខ្លួនឡើងវិញនៅក្នុងពិភពលោកមួយផ្សេងទៀតដែលពិភពលោកមួយនោះគឺជាព្រំប្រទល់រវាងជីវិតហើយនិងសេចក្តីស្លាប់រួចពួកគេក៏បានឃើញប្រូម៉ៅកំពុងតែជិះទូកដើម្បីឆ្លងទៅរោងម្ដាយរបស់គាត់នៅត្រើយម្ខាងទៀតផងដែរគ្រាន់តែបានឃើញភ្លាមពួកគេក៏បាននាំគ្នាស្រែកខាត់ប្រូម៉ៅតែម្ដងព្រោះថាបើសិនជាគាត់ឆ្លងទៅដល់ត្រើយម្ខាងទៀតនោះគាត់មិនអាចត្រឡប់មកវិញបាននោះឡើយក៏ប៉ុន្តែទោះបីជាពួកគេខំប្រឹងស្រែកហៅប្រូម៉ៅខ្លាំងប៉ុណ្ណាក៏ដោយក៏ប្រូម៉ៅមិនបានឮសំឡេងរបស់ពួកគេនោះដែរព្រោះថាពួកគេទាំងពីរមិនទាន់ស្លាប់នៅឡើយនោះទេគឺពួកគេគ្រាន់តែនៅក្នុងគំនិតរបស់មីរ៉ាន់ជូតែប៉ុណ្ណោះដោយសារតែមុននឹងពួកគេបានប៉ះទៅលើមីរ៉ាន់ជូស្រាប់តែពេលនោះមីរ៉ាន់ជូក៏បានចាប់ទាញខ្សែទុកនោះត្រឡប់មកវិញព្រោះថានាងមកទីនេះគឺដើម្បីមកជួយជីវិតរបស់ប្រូម៉ៅនោះឯងហើយក្រោយពីបានត្រឡប់មកដល់ត្រើយវិញហើយនោះប្រូម៉ៅក៏បាននិយាយពីអរគុណទៅកាន់នាងផងដែររួចកនក៏បានធ្វើដំណើរត្រឡប់ទៅជួយបូជីវិញទៅហើយគ្រាន់តែបានឮពីអរគុណរបស់ប្រូម៉ៅភ្លាមធ្វើឲ្យមីរ៉ាន់ជូមានការអំភើបចិត្តជាខ្លាំងព្រោះថាវាគឺជាលើកទី1ហើយដែលមានគេនិយាយពីអរគុណមកកាន់នាងបែបនេះហើយដោយសារតែពាក្យសម្ដីអរគុណមួយម៉ាត់នោះក៏បានធ្វើឲ្យមីរ៉ាន់ជូតូចដែលកំពុងតែនៅជាមួយនឹងប្រូសក់លឿងដោះដៃទាំងពីរហើយនឹងមានមុខមាត់ស្អាតឡើងវិញផងដែររួចនាងក៏បានរលាយបាតចេញពីប្រូសក់លឿងទៅហើយក៏បានទុកឲ្យប្រូសក់លឿងនៅតែម្នាក់ឯងតែប៉ុណ្ណោះចំណែកឯប្រលឹងរបស់មីរ៉ាន់ជូឯណែវិញនាងក៏បានជួបជាមួយនឹងម្ដាយរបស់នាងហើយនឹងម្ដាយរបស់បូជីនៅត្រើយម្ខាងទៀតផងដែរចឹងយើងត្រឡប់មកកាន់ភពផែនដីឯនេះវិញនៅពេលដែល Uken បានឃើញសត្វពស់ក្បាលពីរធ្វើដំណើរមកដល់ទីនេះហើយនោះ
ធ្វើឲ្យកនមានការស្រេកឃ្លានជាខ្លាំងរួយកនក៏បានចូលទៅញ៉ាំសត្វពស់ក្បាលពីរនោះទាំងរស់ទៅនិយាយពីថាជាតិនោះជាតិហើយក្រោយពីបានញ៉ាំឆ្អែតហើយគាត់ក៏ចង់ចូលទៅសម្លាប់វាចោលតែម្ដងស្រាប់តែពេលនោះប្រូពុកម៉ត់ក៏បានចូលមកជួយវាតន់រួចក៏បានកាប់ទៅលើអ៊ូខេនឲ្យដាច់ខ្លួនជាពីរទៅស្របពេលជាមួយគ្នានោះប្រូងោលប្រូជ្រុយប្រូម៉ាប់និងដូម៉ាស់ក៏បាននាំគ្នាធ្វើដំណើរមកដល់ទីនោះដូចគ្នាហើយនៅពេលដែលបានដឹងថាអ៊ូខេនគឺជាអ្នកដែលបានវាយទៅលើបូជីឲ្យមានរបួសបែបនេះធ្វើឲ្យដូម៉ាស់ខឹងជាខ្លាំងរួចគាត់ក៏បានចូលទៅវាយអ៊ូខេនឲ្យប៉ាងទៅហើយនៅពេលដែលគាត់ចង់ចូលទៅវាយអ៊ូខេនទៀតនោះក៏ស្រាប់តែអ៊ូខេនបានបាញ់គាត់ឲ្យស្គប់នៅនឹងកន្លែងតែម្ដងតែសំណាងល្អដែលនៅពេលនោះប្រូពុកម៉ត់ក៏បានចូលទៅជួយគាត់តន់រួចក៏បានកាប់ទៅលើដាវរបស់អ៊ូខេនឲ្យបាក់ជាពីរទៅហើយក្រោយពីបានដឹងអំពីសមត្ថភាពពិសេសរបស់អ៊ូខេនអស់ហើយនោះជើងខ្លាំងទាំង4នាក់ប្រចាំនគរក៏បានសហការគ្នាចូលទៅប្រយុទ្ធជាមួយនឹងអ៊ូខេនតែម្ដងរួចពួកគេក៏បានព្រួតដៃគ្នាវាយទៅលើអ៊ូខេនឡើងទក់សាច់ហ្មងគឺថាសាប់យកឡើងវីកមុខវីកមាត់អស់អាលីងហ្នឹងក៏ប៉ុន្តែទោះបីជាពួកគេបានវាយទៅលើគាត់ខ្លាំងបែបនេះហើយក៏ដោយក៏គាត់នៅតែធ្វើដូចជាគ្មានរឿងអីកើតឡើងចឹងរួចគាត់ក៏បានចូលទៅសងសឹកវិញហើយក៏បានវាយទៅលើជើងខ្លាំងទាំង4នាក់នោះឲ្យដេកស្អាតអស់ទៅក៏ប៉ុន្តែជើងខ្លាំងទាំង4នាក់នោះក៏នៅតែមិនព្រមចោះចាញ់ងាយៗដូចគ្នាគឺពួកគេនៅតែក្រោកឈរឡើងដើម្បីចូលទៅប្រយុទ្ធជាមួយនឹងអ៊ូខេនទៀតចឹងដើម្បីឲ្យដឹងថាពួកគេទាំង4នាក់អាចយកឈ្នះទៅលើអ៊ូខេនបានឬក៏អត់នោះកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin នៅក្នុងភាគបញ្ចប់ទាំងអស់គ្នាណាសូមប្រងប្រទានពរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Sai Official ថ្ងៃនេះយើងនឹងបញ្ចប់សាច់រឿងរបស់ Boji ជាមួយនឹងគ្នាដោយនៅក្នុងភាគនេះនៅពេលដែល Mirancho បានជួយសង្គ្រោះជីវិតរបស់ Pro Mau រួចហើយនោះនាងក៏បានជួបជាមួយនឹងម្ដាយរបស់នាងហើយនឹងម្ដាយរបស់ Boji នៅត្រើយម្ខាងទៀតផងដែរហើយនៅពេលដែល Boji បានឃើញម្ដាយរបស់ខ្លួនភ្លាមទឹកភ្នែករបស់កនក៏បានហូរមករហ័សហ្មងព្រោះថាកនពិតជានឹកម្ដាយរបស់គាត់ខ្លាំងណាស់នៅពេលនោះម្ដាយរបស់ Mirancho ក៏បានសួរទៅកាន់ Mirancho ថាហេតុអ្វីបានជាកូនធ្វើរឿងទាំងអស់នេះព្រោះកនបានដឹងថា Mirancho នេះឯងគឺជាអ្នកដែលបានសម្លាប់ម្ដាយរបស់ Boji នៅពេលនោះ Mirancho រកឆ្លើយអ្វីមិនចេញនោះឡើយរួចនាងក៏បានស្រមៃត្រឡប់ទៅក្រោយបន្តិចគឺថានៅពេលដែលនាងត្រូវបានពួក Goblin បាញ់ត្រូវមួយព្រួញហើយនោះក៏ស្រាប់តែបិសាចក្រហមបានបង្ហាញខ្លួននៅចំពោះមុខនាងរួចវាក៏បានប្រាប់នាងថាវាអាចយកប្រលឹងរបស់នាងដាក់ចូលទៅក្នុងកញ្ចក់បានដើម្បីឲ្យនាងអាចមានជីវិតរស់បន្តទៀតក៏ប៉ុន្តែនៅពេលដែលនាងស្លាប់ពេលណាគឺនាងត្រូវតែឲ្យវាញ៉ាំប្រលឹងរបស់នាងជាដាច់ខាតព្រោះថានេះគឺជាលើកទី2ហើយដែលនាងបានក្បត់ពាក្យសន្យាជាមួយនឹងវាអូអញ្ចឹងយើងនឹងចាំមើលទាំងអស់គ្នាថាតើ Mirancho នាងបានសន្យាអ្វីខ្លះជាមួយនឹងបិសាចក្រហមម្នាក់នោះត្រឡប់មកពេលបច្ចុប្បន្នវិញគឺថាពួកគេទាំងពីរក៏បាននិយាយលើកទឹកចិត្ត Mirancho ដើម្បីកុំឲ្យនាងបន្តធ្វើការអាក្រក់ទៀតនោះឡើយព្រោះថាការធ្វើបែបនេះនោះនឹងមិនអាចធ្វើឲ្យនាងទទួលបានសុភមង្គលនោះទេក៏ប៉ុន្តែ Mirancho ក៏បានបដិសេធព្រោះនាងគិតថានាងដើរដល់ចំណុចនេះទៅហើយដូចនេះនាងមិនអាចបកក្រោយបាននោះទេរួចនាងក៏បានប្រើវេទមន្តដើម្បីធ្វើដំណើរត្រឡប់ទៅវិញទៅនៅពេលនោះធ្វើឲ្យ Mirancho មានការខូចចិត្តជាខ្លាំងព្រោះថាឥឡូវនេះគឺគ្មានអ្នកណាឈរនៅខាងនាងទៀតនោះឡើយគឺនៅសល់តែស្ដេច boss ម្នាក់គត់ដែលនៅខាងនាងហើយនៅពេលដែលបានឃើញនាងខ្លាយទៅជាបែបនេះDespa ក៏បានប្រាប់ទៅកាន់ Boji ថានៅពេលនេះអ្នកដែលអាចបញ្ឈប់ Mirancho បានគឺមានតែ Boji ម្នាក់ប៉ុណ្ណោះរួចគាត់ក៏បានបង្ហាញអំពីប្រវត្តិរបស់ Mirancho ទាំងប៉ុន្មានដែលគាត់បានឃើញទៅឲ្យ Boji មើលទៅហើយនៅពេលដែលបានដឹងថា Mirancho បានឆ្លងកាត់នៅរឿងរ៉ាវវេទនាច្រើនបែបនេះធ្វើឲ្យ Boji មានការអាណិតទៅលើនាងជាខ្លាំងកាត់មកខាងជើងខ្លាំងទាំង4ឯនេះវិញទោះបីជាពួកគេបាននាំគ្នាកាត់ក្បាលហើយនឹងកាត់ដៃទាំងពីររបស់ Uken ផ្ដាច់ចេញពីខ្លួនរបស់គាត់ក៏ដោយក៏ Uken នៅតែអាចផ្គុំរាងកាយរបស់គាត់បានឡើងវិញដដែលហ្នឹងរួចគាត់ក៏បានវាយទៅលើជើងខ្លាំងទាំង4នាក់នោះឲ្យដេកស្អាតទាំងអស់គ្នាទៅពេលឃើញបែបនេះប្រុសជ្រុយក៏បានចូលទៅជួយតែគាត់ក៏ត្រូវបាន Uken ចាក់ចំមួយដាវឲ្យមានរបួសដូចគ្នាមួយសន្ទុះក្រោយមកព្រលឹងរបស់ Mirancho ក៏បានហោះចូលទៅក្នុងកញ្ចក់វិញហើយ Despa ក៏បានដឹងខ្លួនឡើងមកវិញផងដែររួចកនក៏បានឃើញប្រូម៉ៅបានជាសះស្បើយអស់បាត់ទៅហើយនៅពេលដែលអ៊ូខេនបានឃើញប្រូម៉ៅមានជីវិតរស់ឡើងវិញបែបនេះគាត់ក៏ចង់ចូលទៅសម្លាប់ប្រូម៉ៅម្ដងទៀតតែក៏ត្រូវបាន Boji ងើបមកជួយគាត់តន់ស្រាប់តែពេលនោះស្ដេចបោះក៏បានធ្វើដំណើរមកដល់ទីនោះហើយមិនតន់ទាំងបានសួរនាំអីផងទ្រង់ក៏បានចូលទៅវាយពួកគេទាំងអស់គ្នាតែម្ដងមិនថាអ្នកឈឺមិនថាអ្នកជាទេគឺដាក់ឡើងទក់សាច់ទាំងអស់ហ្នឹងក្រោយពីបានវាយរួចហើយទ្រង់ក៏បានប្រើប្រាស់វេទមន្តដើម្បីព្យាបាលរបួសទៅឲ្យពួកគេវិញផងដែរមិនដឹងថាទ្រង់កំពុងតែគិតអ្វីនោះឡើយហើយនៅពេលដែលម្ចាស់ស្ត្រី Healing បានឃើញពន្លឺនោះភ្លាមទ្រង់ក៏បានរត់សម្ដៅទៅកាន់ទីនោះតែម្ដង
បន្ទាប់ពីស្ដេចបោះបានព្យាបាលរបួសទៅឲ្យពួកគេរួចអស់ហើយនោះទ្រង់ក៏បានចូលទៅប្រយុទ្ធជាមួយនឹងអ៊ូខេនមួយស្មើទៅហើយគ្រាន់តែចូលទៅដល់ភ្លាមទ្រង់ក៏ត្រូវបានអ៊ូខេនចាក់មួយដាវចំដៃក៏ប៉ុន្តែដាវធម្មតាមិនអាចកាប់ស្ដេចបោះស្មុតនោះឡើយហើយមិនថាគាត់ខំប្រឹងកាប់ទៅលើស្ដេចបោះខ្លាំងប៉ុណ្ណានោះទេក៏ស្ដេចបោះមិនមានប្រតិកម្មបន្តិចនោះដែររួចទ្រង់ក៏បានវាយបកត្រឡប់ទៅវិញហើយក៏បានធ្វើឲ្យអ៊ូខេនរយះឡើងមួយចំហៀងខ្លួនឯណោះបន្ទាប់មកទ្រង់ក៏បានសាប់ទៅលើគាត់ថែមទៀតឡើងញាប់ដូចម៉ាស៊ីនដេរអញ្ចឹងក៏ប៉ុន្តែអ៊ូខេននៅតែអាចផ្គុំរាងកាយរបស់គាត់បានឡើងវិញដដែលនឹងពេលឃើញបែបនេះទ្រង់ក៏បានវាយទៅលើគាត់ឲ្យខ្ទេចខ្ទីម្ដងទៀតរួចក៏បានយកបំណែករាងកាយរបស់គាត់មកច្របាច់បញ្ចូលគ្នាតែម្ដងហើយទោះបីជាកំពិតដូចកំប៉ុងដាក់ចូលកប៉ៅបែបនេះហើយក៏ដោយក៏អ៊ូខេននៅតែអាចផ្គុំរាងកាយរបស់គាត់បានឡើងវិញដដែលនឹងពេលឃើញអញ្ចឹងស្ដេចបោះក៏បានកាយយកដុំម៉ដ៏ធំមួយចេញពីដីរួចទ្រង់ក៏បានសាបទៅលើអ៊ូខេនឲ្យខ្ទេចខ្ទីម្ដងទៀតហើយក៏បានច្របាច់រាងកាយរបស់គាត់យកចូលទៅក្នុងដុំម៉ដ៏ធំនោះទៅរួចទ្រង់ក៏បានយកដុំម៉តូចៗមកបិទមាត់រន្ធនោះដើម្បីឃុំអ៊ូខេនមិនឲ្យចេញមកខាងក្រៅបាននោះឡើយហើយក្រោយពីបានចាត់ការទៅលើអ៊ូខេនរួចហើយនោះទ្រង់ក៏បាននិយាយទៅកាន់ពួកគេថាបើសិនជាពួកគេចង់បានរាងកាយរបស់ប្រូសក់លឿងត្រឡប់ទៅវិញនោះទ្រង់នឹងសម្លាប់ពួកគេទាំងអស់គ្នាជាមិនខានក៏ប៉ុន្តែបើសិនជាពួកគេចោះចូលជាមួយនឹងទ្រង់នោះទ្រង់នឹងទុកជីវិតឲ្យពួកគេនៅរស់បន្តទៀតនៅពេលនោះធ្វើឲ្យបូជីមានការពិបាកនៅក្នុងការសម្រេចចិត្តជាខ្លាំងព្រោះថាម្នាក់គឺជាបិតាហើយម្នាក់ទៀតគឺជាប្អូនប្រុសរបស់ខ្លួនដូចនេះគាត់មិនដឹងជាត្រូវធ្វើយ៉ាងណានោះទេតែក្រោយពីបានពិចារណាបានមួយសន្ទុះហើយនោះបូជីក៏បានសម្រេចចិត្តជួយប្អូនប្រុសរបស់គាត់ត្រឡប់មកវិញតែម្ដងហើយនៅពេលដែលបានឃើញបូជីសម្រេចចិត្តបែបនេះអ្នកផ្សេងទៀតក៏បានយល់ស្របជាមួយនឹងបូជីផងដែររួចពួកគេក៏បាននាំគ្នាប្រឆាំងជាមួយនឹងស្ដេចបោះទាំងអស់គ្នាទៅបន្ទាប់មកដូម៉ាស់ក៏ចង់ចូលទៅប្រយុទ្ធជាមួយនឹងស្ដេចបោះមុនគេគ្រាន់តែបានឃើញភ្លាមបូជីក៏បានចូលទៅចាក់គាត់ឲ្យសន្លប់បាត់ទៅព្រោះថាបូជីបានដឹងថាពួកគេមិនអាចយកឈ្នះទៅលើស្ដេចបោះបាននោះឡើយគឺមានតែគាត់ម្នាក់គត់ដែលអាចបញ្ឈប់ទ្រង់បានដូចនេះគាត់មិនចង់ឲ្យនរណាម្នាក់បាត់បង់ជីវិតដោយសារតែគាត់នោះទេបន្ទាប់មកបូជីក៏បានចូលទៅប្រយុទ្ធជាមួយនឹងស្ដេចបោះមួយស្មើទៅហើយគ្រាន់តែចូលទៅដល់ភ្លាមគាត់ក៏បានមើលឃើញរូបរាងរបស់ស្ដេចបោះធំឡើងប្រពន្ធភ្នំឯណោះរួចស្ដេចបោះក៏បានធ្វើការវាយប្រហារទៅលើបូជីតែម្ដងដោយមួយដំបងរបស់ទ្រង់គឺថាមានកម្លាំងខ្លាំងមហាសាលស្ទើរតែរយៈផែនដីជាពីរឯណោះក៏ប៉ុន្តែទោះបីជាកម្លាំងរបស់ទ្រង់ខ្លាំងប៉ុណ្ណាក៏ដោយក៏បូជីនៅតែអាច counter ត្រឡប់ទៅវិញបានទាំងអស់ហ្នឹងហើយគាត់ក៏បានវាយទៅលើដំបងមួយនោះឲ្យបាក់ខ្ទេចខ្ទីអស់ទៀតផងមិនតែប៉ុណ្ណោះគាត់ថែមទាំងបានវាយទៅលើស្ដេចបោះឲ្យមានរបួសផងដែរក៏ប៉ុន្តែស្ដេចបោះមិនព្រមចោលចាញ់ងាយៗនោះទេរួចបូជីក៏បានចូលទៅចាក់ទ្រង់ប៉ុន្មានដាវទៀតឡើងទក់សាច់ហ្មងហើយក៏បានយកឈ្នះទៅលើទ្រង់ទៅពេលដែលបានដឹងថាខ្លួនឯងមិនអាចរស់នៅបានយូរទៀតទេនោះស្ដេចបោះក៏បានលូនទៅរកមីរ៉ាន់ជូដើម្បីវាយកំទេចនាងចោលតែម្ដងពេលឃើញបែបនេះប្រូម៉ៅក៏បានប្រាប់ឲ្យបូជីចូលទៅជួយមីរ៉ាន់ជូផងរួចបូជីក៏បានវាយទៅលើស្ដេចបោះឲ្យដេកស្អាតទៅនៅពេលនោះស្ដេចបោះក៏បាននិយាយថាគាត់ធ្វើបែបនេះគឺដោយសារតែគាត់ចង់ប្រកល់រាងកាយមួយនេះត្រឡប់ទៅឲ្យប្រូសក់លឿងវិញនោះឯងព្រោះថាបើសិនជាមីរ៉ាន់ជូស្លាប់នោះមន្តអាគមរបស់នាងក៏នឹងរលាយបាត់ទៅដូចគ្នារួចរូបកាយមួយនេះនឹងត្រឡប់ទៅជារបស់ប្រូសក់លឿងវិញជាមិនខានហើយនៅពេលដែលបានដឹងថានេះគឺជាអ្វីដែលស្ដេចបោះចង់បានហើយនោះមីរ៉ាន់ជូក៏បានសុំឲ្យបូជីសម្លាប់នាងចោលតែម្ដងពេលឮបែបនេះប្រូងៅក៏បានសុំអង្វរទៅកាន់បូជីដើម្បីកុំឲ្យគាត់សម្លាប់មីរ៉ាន់ជូអីតែមីរ៉ាន់ជូក៏បាននិយាយថាបើសិនជាមិនធ្វើបែបនេះទេនោះប្រូសក់លឿងក៏មិនអាចដឹងខ្លួនឡើងវិញបាននោះឡើយហើយដោយសារតែនាងសុំអង្វរគាត់ខ្លាំងបែបនេះបូជីក៏បានចូលទៅសម្លាប់នាងចោលទៅបន្ទាប់មកព្រលឹងរបស់ស្ដេចបោះជាមួយនឹងព្រលឹងរបស់មីរ៉ាន់ជូក៏បាននាំគ្នាហោះឡើងទៅលើអាកាសស្រាប់តែពេលនោះបិសាចក្រហមក៏បានបង្ហាញខ្លួនហើយគ្រាន់តែបានឃើញវាភ្លាមដេស្ប៉ាក៏បានបញ្ជាឲ្យមេតបធំចូលទៅកាត់ក្បាលរបស់វាតែម្ដងតែគាត់កាប់មិនត្រូវនោះទេរួចបិសាចក្រហមក៏បានចាប់ព្រលឹងរបស់មីរ៉ាន់ជូលេបចូលទៅក្នុងពោះរបស់វាបាត់ទៅព្រោះនាងបានសន្យាជាមួយនឹងវាថានៅថ្ងៃណាដែលនាងស្លាប់គឺនាងត្រូវតែឲ្យវាញ៉ាំព្រលឹងរបស់នាងជាដាច់ខាតហើយក្រោយពីបានចូលទៅក្នុងពោះរបស់បិសាចក្រហមនោះហើយមីរ៉ាន់ជូក៏បានឃើញបិសាចក្រហមនោះកំពុងតែអង្គុយញ៉ាំព្រលឹងមនុស្សជាច្រើនមើលទៅគួរឲ្យខ្លាចមែនទែនកាត់មកខាងប្រូសក់លឿងឯនេះវិញស្ដេចបោះក៏បានបង្ហាញមេមរីរបស់ទ្រង់ជាមួយនឹងមីរ៉ាន់ជូទៅឲ្យគាត់មើលទៀតផងដែរគឺថាក្រោយពីស្ដេចបោះបានយកមីរ៉ាន់ជូទៅឲ្យគ្រូវេទមន្តព្យាបាលរបួសទៅឲ្យនាងរួចហើយនោះទ្រង់ក៏បានបន្តរស់នៅជាមួយនឹងមីរ៉ាន់ជូរហូតដល់នាងធំពេញវ័យ
រួចទ្រង់ក៏បានប្រាប់នាងថាទ្រង់មានក្តីស្រមៃមួយគឺទ្រង់ចង់ក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកមួយនេះពេលឮអញ្ចឹងមីរ៉ាន់ជូក៏បានបដិញ្ញាចិត្តថានាងនឹងជួយឲ្យក្តីស្រមៃរបស់ទ្រង់ក្លាយទៅជាការពិតឲ្យតទៅបានបន្ទាប់មកនាងក៏បាននាំអ្នកចម្បាំងជាច្រើនឲ្យមកប្រយុទ្ធជាមួយនឹងស្ដេចបោះដើម្បីឲ្យទ្រង់ខ្លាំងជាងមុនរួចស្ដេចបោះក៏បានយកឈ្នះទៅលើពួកគេជាបន្តបន្ទាប់តែក្រោយមកដោយសារតែអ្នកចម្បាំងដែលមីរ៉ាន់ជូបាននាំមកនោះអន់ខ្លាំងពេកដូចនេះស្ដេចបោះក៏បានប្រាប់ឲ្យនាងទៅរកអ្នកណាដែលខ្លាំងឲ្យមកប្រកួតជាមួយនឹងទ្រង់វិញម្ដងព្រោះថាបើសិនជាទ្រង់មិនបានប្រកួតជាមួយនឹងអ្នកដែលខ្លាំងទេនោះទ្រង់ក៏មិនអាចខ្លាំងជាងមុនបាននោះដែរពេលឮបែបនេះមីរ៉ាន់ជូក៏បានប្រាប់ឲ្យទ្រង់ទៅប្រកួតជាមួយនឹងព្រះមួយអង្គដែលមានឈ្មោះថាឆាប៊ីដែលព្រះមួយអង្គនោះក៏ជាព្រះម្នាក់ដែលបានទៅធ្វើសង្គ្រាមជាមួយនឹងមនុស្សវេទមន្តកាលពីលើកមុនផងដែរក៏ប៉ុន្តែដោយសារតែព្រះមួយអង្គនោះខ្លាំងពេកដូចនេះស្ដេចបោះមិនអាចយកឈ្នះទៅលើទ្រង់បាននោះឡើយហើយនៅពេលដែលឃើញស្ដេចបោះអង្គុយកើត depression បែបនេះមីរ៉ាន់ជូក៏បាននាំទ្រង់ទៅជួបជាមួយនឹងបិសាចក្រហមដើម្បីឲ្យទ្រង់សុំបំណងប្រាថ្នាពីវាតែម្ដងហើយគ្រាន់តែបានឃើញបិសាចក្រហមនោះភ្លាមធ្វើឲ្យមីរ៉ាន់ជូមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាដំបូងឡើយបិសាចក្រហមនោះគឺមានរាងតូចខ្ជូតមែនទែនតែនៅពេលដែលវាបានជួយឲ្យបំណងប្រាថ្នារបស់អ្នកណាម្នាក់បានសម្រេចនោះវានឹងបដូររូបរាងទៅជាបិសាចអាក្រក់បន្តិចម្ដងជាមិនខានហើយនៅពេលនោះមីរ៉ាន់ជូក៏បានសន្យាជាមួយនឹងវាថានាងនឹងមិនសុំអ្វីពីបិសាចក្រហមនោះឡើយតែនៅថ្ងៃនេះនាងបែរជាក្បត់ពាក្យសន្យារបស់នាងទៅវិញគឺដោយសារតែនាងបាននាំស្ដេចបោះឲ្យមកសុំបំណងប្រាថ្នាពីវានោះឯងហើយនៅពេលនោះប្រូសក់លឿងក៏បានដឹងដែរថាមូលហេតុដែលបូជីកើតមកមិនមានកម្លាំងមិនអាចនិយាយបានមិនអាចស្ដាប់ឮបែបនេះគឺដោយសារតែបិសាចក្រហមបានដកយកអ្វីទាំងអស់ចេញពីគាត់ទៅដាក់បញ្ចូលទៅក្នុងរាងកាយរបស់ស្ដេចបោះនោះឯងពេលដែលបាននឹងរឿងនេះភ្លាមធ្វើឲ្យប្រូសក់លឿងមានការអាណិតទៅលើបងប្រុសរបស់ខ្លួនជាខ្លាំងហើយក្រោយពីស្ដេចបោះបានទទួលថាមពលនោះហើយទ្រង់ក៏បានទៅសម្លាប់ព្រះឆាប៊ីចោលទៅក៏ប៉ុន្តែទោះបីជាទ្រង់ទទួលបានថាមពលខ្លាំងជាងមុនក៏ពិតមែនតែទ្រង់មិនបានសប្បាយចិត្តនោះឡើយដោយសារតែទ្រង់បានធ្វើរឿងដែលមិនគួរគប្បីទៅលើកូនប្រុសរបស់ខ្លួនដែលមិនបានធ្វើអ្វីខុសតតែសោះរួចទ្រង់ក៏បានសុំទោសទៅកាន់មីរ៉ាន់ជូផងដែរព្រោះថានាងបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យក្តីស្រមៃរបស់ទ្រង់ក្លាយទៅជាការពិតតែទ្រង់មិនអាចធ្វើវាបាននោះឡើយក៏ប៉ុន្តែមីរ៉ាន់ជូក៏បានតបទៅវិញថាពួកយើងអាចធ្វើអ្វីៗគ្រប់យ៉ាងសារជាថ្មីបានព្រោះថានៅពេលដែលទ្រង់ស្លាប់គឺនាងអាចប្រើប្រាស់រាងកាយរបស់ប្រូសក់លឿងដើម្បីជប់ឲ្យទ្រង់មានជីវិតរស់ឡើងវិញតែស្ដេចបោះមិនចង់បានបែបនេះនោះទេគឺទ្រង់ចង់ឲ្យនាងមើលថែប្រូសក់លឿងជំនួសទ្រង់វិញព្រោះទ្រង់ជឿថាប្រូសក់លឿងនឹងក្លាយទៅជាជំនួយការដ៏ល្អម្នាក់របស់នាងនៅថ្ងៃអនាគតជាមិនខានហើយពាក្យសម្ដីចុងក្រោយដែលស្ដេចបោះបានផ្ដាច់ផ្ដាំទៅកាន់ប្រូសក់លឿងនោះគឺទ្រង់សុំឲ្យប្រូសក់លឿងមើលថែមីរ៉ាន់ជូឲ្យបានល្អរួចប្រូសក់លឿងក៏បានដឹងខ្លួនឡើងវិញនៅក្នុងខ្លួនប្រាណរបស់គាត់វិញទៅកាត់មកខាងបិសាចក្រហមម្នាក់វិញនៅពេលដែលវាបានស៊ីប្រលឹងរបស់មីរ៉ាន់ជូរួចហើយនោះបូជីក៏បានប្រាប់ឲ្យប្រូជ្រុយបាញ់ទម្លាក់បិសាចក្រហមមួយនោះដើម្បីជួយសង្គ្រោះប្រលឹងរបស់មីរ៉ាន់ជូតែគ្រាប់ព្រួយមួយនោះមិនអាចធ្វើអ្វីទៅលើវាបាននោះឡើយពេលឃើញបែបនេះដេស្ប៉ាក៏បានសុំឲ្យបងប្រុសរបស់គាត់ប្រើថាមពលរន្ទះបាញ់ទៅកាន់វាតែម្ដងរួចមេតបធំក៏បានជើទៅកាត់ក្បាលរបស់វាទៅហើយក្រោយពីបានក្បាលរបស់បិសាចក្រហមនោះហើយដេស្ប៉ាក៏បាននិយាយថាបើសិនជាវាចង់បានក្បាលរបស់វាត្រឡប់ទៅវិញនោះវាត្រូវតែបំពេញបំណងប្រាថ្នារបស់គាត់មួយពេលឮអញ្ចឹងបិសាចក្រហមក៏បានយល់ព្រមរួចដេស្ប៉ាក៏ចង់សុំឲ្យបិសាចក្រហមនោះជួយឲ្យអ៊ូខេនដែលត្រូវជាប្អូនប្រុសរបស់គាត់ត្រឡប់មកជាមនុស្សធម្មតាវិញតែមិនតាន់ទាំងបាននិយាយចប់ផងក៏ស្រាប់តែបូជីបានសុំឲ្យកនជួយសង្គ្រោះមីរ៉ាន់ជូផងស្រាប់តែពេលនោះប្រូសក់លឿងក៏បានស្រែកសុំជំនួសពួកគេតែម្ដងគឺកនបានសុំឲ្យបិសាចក្រហមជួយសង្គ្រោះមីរ៉ាន់ជូឲ្យមានជីវិតរស់ឡើងវិញពេលឮបែបនេះបិសាចក្រហមក៏បានយល់ព្រមរួចវាក៏បានបញ្ជូនសាកសពរបស់មីរ៉ាន់ជូដែលទុកនៅក្នុងបន្ទប់សម្ងាត់ក្រោមដីចេញមកខាងក្រៅហើយក៏បានជួបនាងឲ្យមានជីវិតរស់ឡើងវិញទៅរួចវាក៏បានយកក្បាលរបស់វាត្រឡប់ទៅវិញហើយក៏បានចាក់ចេញពីទីនោះបាត់ទៅគ្រាន់តែមីរ៉ាន់ជូដឹងខ្លួនឡើងវិញភ្លាមប្រូសក់លឿងក៏បានសុំនាងឲ្យមកធ្វើជាកូនប្រសាររបស់ម៉ាក់គាត់តែម្ដងពេលឮបែបនេះធ្វើឲ្យមីរ៉ាន់ជូមានការអំភើបចិត្តជាខ្លាំងព្រោះថានាងបានធ្វើការអាក្រក់ដាក់ទៅលើប្រូសក់លឿងជាច្រើនតែកនបែរជាមិនខឹងនាងទៅវិញហើយថែមទាំងបានផ្ដល់សេចក្តីស្រឡាញ់យ៉ាងធំធេងមកកាន់នាងទៀតផងតែសម្រាប់ដេស្ប៉ានេះវិញនៅពេលដែលផែនការចង់ជួយសង្គ្រោះប្អូនប្រុសរបស់ខ្លួនត្រូវបានបរាជ័យបែបនេះធ្វើឲ្យកនមានការពិបាកចិត្តជាខ្លាំងតែកនក៏បាននឹកចាំអំពីពាក្យសម្ដីដែលអ៊ូខេនបានប្រាប់មកកាន់គាត់នោះថា
មិនតាន់ដល់ពេលដែលបងប្រុសត្រូវជួយសង្គ្រោះជីវិតរបស់ប្អូននោះទេគឺបងត្រូវតែជួយអ្នកផ្សេងជាមុនសិនដូចនេះគាត់ក៏បានដឹងថាពាក្យសម្ដីមួយនោះគឺអ៊ូខានចង់សម្ដៅទៅលើមីរ៉ាន់ជូនេះឯងបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់មីរ៉ាន់ជូថាគាត់បានឃើញនៅរឿងអតីតកាលដ៏សែនវេទនារបស់នាងអស់បាត់ទៅហើយដូចនេះនាងត្រូវតែបង្រៀនកូនចៅជំនាន់ក្រោយដើម្បីកុំឲ្យពួកគេយកតម្រាប់តាមនាងនោះឡើយរួចគាត់ក៏បានជូនពរឲ្យនាងរស់នៅប្រកបដោយសុភមង្គលផងដែរតែនៅពេលដែលស្ដេចដេសាបានដឹងថាផែនការរបស់ពួកគេត្រូវបានបរាជ័យបែបនេះធ្វើឲ្យទ្រង់ខឹងជាខ្លាំងរួចទ្រង់ក៏បានបញ្ជាឲ្យពួកគេនាំយកមាសប្រាក់ពីទីនោះមកឲ្យទ្រង់តែម្ដងស្របពេលជាមួយគ្នានោះចៅក្រមម្នាក់ដែលជាអ្នកកំណត់រ៉េងទៅឲ្យស្ដេចក៏បានមកជួបជាមួយនឹងស្ដេចដេសាហើយក៏បានប្រាប់ឲ្យទ្រង់ប្រម៉ូទចូលទៅក្នុងរ៉េងទី1ទៅព្រោះថាទ្រង់នៅក្នុងរ៉េងទី2យូរគ្រាន់បើដែរហើយពេលឮបែបនេះស្ដេចដេសាក៏បានយល់ព្រមរួចចៅក្រមម្នាក់នោះក៏បាននាំទ្រង់ចូលទៅក្នុងបន្ទប់មួយដែលមានពេញទៅដោយទ្រព្យសម្បត្តិជាច្រើនដើម្បីឲ្យទ្រង់ជ្រើសរើសរបស់មួយនៅក្នុងបន្ទប់នោះយកមកប្រើប្រាស់ក៏ប៉ុន្តែយើងមិនដឹងទេថាតើស្ដេចដេសាទ្រង់ជ្រើសរើសយករបស់អ្វីនោះឡើយបន្តិចក្រោយមកម្ចាស់ស្ត្រី Healing ជាមួយនឹងកងទ័ពពិសេសរបស់ទ្រង់ក៏បានធ្វើដំណើរមកដល់ហើយក្រោយពីបានដឹងថារឿងរ៉ាវទាំងប៉ុន្មានត្រូវបានដោះស្រាយរួចអស់ហើយនោះធ្វើឲ្យទ្រង់មានការសប្បាយចិត្តជាខ្លាំងរួចទ្រង់ក៏បានចូលទៅអោបកូនប្រុសទាំងពីរនាក់របស់ទ្រង់តែម្ដងហើយនៅពេលដែលបានឃើញមីរ៉ាន់ជូនៅទីនោះបែបនេះទ្រង់ក៏បានបញ្ជាឲ្យពួកគេចាប់នាងយកទៅប្រហារជីវិតចោលទៅក៏ប៉ុន្តែប្រុសសក់លឿងក៏បានប្រាប់ទ្រង់ថាប្រហារជីវិតមិនកើតមកអនាគតកូនប្រសាមកឯងគ្រាន់តែបានលឺភ្លាមធ្វើឲ្យម្ចាស់ស្ត្រី Healing មានការភ្ញាក់ផ្អើលជាខ្លាំងហើយនៅពេលដែលឃើញកូនចេះស្រឡាញ់គ្នាបែបនេះទ្រង់ក៏មិនបានជំទាស់អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់នោះឡើយបន្ទាប់មកប្រុសសក់លឿងក៏បានផ្ទេរតំណែងស្ដេចទៅឲ្យបូជីវិញផងដែរក៏ប៉ុន្តែបូជីមិនសូវជាមានទំនុកចិត្តមកលើខ្លួនឯងប៉ុន្មាននោះទេព្រោះគាត់គិតថាគាត់មិនអាចធ្វើជាស្ដេចដ៏ល្អម្នាក់បាននោះឡើយពេលឃើញម៉ែមនេះប្រូម៉ៅក៏បានចូលទៅចាក់គូរបស់គាត់ទៅហើយក៏បាននិយាយលើកទឹកចិត្តបូជីថាកុំបារម្ភអីព្រោះគាត់ជឿថាបូជីនឹងក្លាយទៅជាស្ដេចមួយអង្គដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកនេះជាមិនខានរួចពួកគេក៏បាននាំគ្នាលុតជង្គង់នៅចំពោះមុខបូជីតែម្ដងពេលឃើញអញ្ចឹងបូជីក៏បានយល់ព្រមឡើងសោយរាជ្យធ្វើជាស្ដេចរបស់ពួកគេទៅរួចពួកគេក៏បាននាំគ្នាចាប់បោះបូជីឡើងទៅខាងលើដើម្បីអបអរសាទរទៅដល់ស្ដេចថ្មីរបស់ពួកគេផងដែរចំណែកប្រូម៉ៅឯណែវិញនៅពេលដែលបានឃើញបូជីឡើងធ្វើជាស្ដេចហើយនោះគាត់ក៏បានចាកចេញពីទីនោះទៅព្រោះគាត់គិតថាគាត់គឺជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះដូចនេះគាត់មិនមានសិទ្ធិធ្វើជាមិត្តភក្តិជាមួយនឹងស្ដេចនោះឡើយហើយនៅពេលដែលបូជីមិនបានឃើញប្រូម៉ៅនៅជាមួយនឹងខ្លួនបែបនេះគាត់ក៏បានដើររកប្រូម៉ៅឡើងពេញរាជវាំងនឹងហ្មងរួចប្រូជ្រុយជាមួយនឹងដូម៉ាសក៏បាននាំគ្នាជួយរកប្រូម៉ៅជាមួយនឹងគាត់ដែរក៏ប៉ុន្តែពួកគេរកមិនឃើញនោះទេហើយនៅពេលដែលបានដឹងថាប្រូម៉ៅចេញទៅដោយមិនបានលាបែបនេះធ្វើឲ្យបូជីសែតជាខ្លាំងប៉ុន្មានថ្ងៃក្រោយមកដេស្ប៉ាជាមួយនឹងកងទ័ពរបស់ទ្រង់ក៏បាននាំគ្នារៀបចំប្រមូលមាសប្រាក់ហើយនឹងនាំអ៊ូខេនត្រឡប់ទៅកាន់អានណាវលវិញស្រាប់តែពេលនោះប្រូសសសក៏បានចេញមកប្រយុទ្ធជាមួយនឹងពួកគេតែម្ដងហើយមូលហេតុដែលគាត់មកទីនេះគឺដើម្បីសងសឹកទៅលើអ៊ូខេនវិញនោះឯងព្រោះដោយសារតែលើកមុនអ៊ូខេនបានកាត់សរសៃដៃសរសៃជើងរបស់គាត់កុំតែបានសัตว์ពស់របស់ប្រូពុកមាត់ជួយកុំអីគាត់ស្លាប់បាត់ទៅហើយបន្ទាប់មកគាត់ក៏បានកាត់ក្បាលរបស់អ៊ូខេនគប់ចូលទៅក្នុងទន្លេបាត់ទៅរួចក៏មានត្រីដ៏ធំមួយបានញ៉ាំក្បាលរបស់អ៊ូខេនចូលទៅក្នុងពោះរបស់វាផងដែរក្រោយពីបានសងសឹករួចហើយប្រូសសក៏បានជិះសេះរត់ចេញពីទីនោះតែម្ដងចំណែកបូជីឯណេះវិញទោះបីជាគាត់បានคล้ายទៅជាស្ដេចហើយក៏ដោយក៏គាត់មិនបានសប្បាយចិត្តនោះដែរព្រោះថាគាត់នៅតែនឹករលឹកទៅដល់ប្រូម៉ៅជារៀងរាល់ថ្ងៃហ្នឹងពេលឃើញបែបនេះម្ចាស់ស្ត្រី Healing ក៏បានបញ្ជាឲ្យគ្រប់គ្នាចេញទៅខាងក្រៅរួចទ្រង់ក៏បានចូលទៅនិយាយជាមួយនឹងបូជីតែពីរនាក់ទៅព្រោះទ្រង់បានដឹងថាបូជីមិនអាចរស់នៅដោយគ្មានប្រូម៉ៅបាននោះឡើយហើយក៏បានអនុញ្ញាតឲ្យគាត់អាចធ្វើដំណើរទៅរកប្រូម៉ៅបានទៀតផងរីឯប្រូម៉ៅឯណេះវិញគាត់ក៏បានធ្វើដំណើរទៅកាន់ទីក្រុងមួយផ្សេងទៀតហើយក៏បានសាងសង់ផ្ទះមួយទុកសម្រាប់ជ្រកកោនផងដែរក៏ប៉ុន្តែលើកនេះគាត់មិនធ្វើជាចោរលួចដោយការពីលើកមុននោះឡើយគឺគាត់បានចូលទៅក្នុងទីក្រុងដើម្បីស្វែងរកការងារធ្វើវិញតែគ្មាននរណាម្នាក់ទទួលយកគាត់ឲ្យធ្វើការងារនោះទេរួចថែមទាំងបានដេញវាយគាត់ឡើងពេញនឹងទៀតផងហើយនៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានឃើញថាផ្ទះរបស់គាត់ត្រូវបានគេវាយកំទេចចោលអស់បាត់ទៅហើយរួចគាត់ក៏បានសម្រេចចិត្តដេកនៅលើដុំម៉ដែលនៅទីនោះមួយយប់ទៅហើយនៅពេលនោះក៏មានសត្វពស់មួយក្បាលបានរកគាត់ឃើញផងដែរលុះយប់ឡើងប្រូម៉ៅក៏បានសម័យឃើញបូជីមកលេងជាមួយនឹងគាត់ហើយក៏បានធ្វើឲ្យគាត់មានការសប្បាយចិត្តជាខ្លាំងតែនៅពេលដែលគាត់បើកភ្នែកមកតាមពិតវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះស្រាប់តែពេលនោះបូជីក៏បានធ្វើដំណើរមកដល់ទីនោះពិតមែន
ហើយនៅពេលដែលបានឃើញសុបិនខ្លាយទៅជាការពិតបែបនេះធ្វើឲ្យប្រូម៉ៅមានការសប្បាយចិត្តខ្លាំងមែនទែនរកអ្វីប្រៀបផ្ទឹមពុំបាននោះឡើយហើយមូលហេតុដែលបូជីអាចរកប្រូម៉ៅឃើញបែបនេះគឺដោយសារតែសត្វពស់មួយក្បាលនោះបានប្រាប់ទីកន្លែងរបស់គាត់ទៅកាន់ប្រូពុកម៉ត់រួចប្រូពុកម៉ត់ក៏បាននាំបូជីមកកាន់ទីនេះតែម្ដងបន្ទាប់មកបូជីក៏បានប្រាប់ទៅកាន់ប្រូម៉ៅថាគាត់បានប្រគល់តំណែងស្ដេចរបស់គាត់ទៅឲ្យប្រូសក់លឿងគ្រប់គ្រងវិញបាត់ទៅហើយព្រោះថាគាត់ចង់ធ្វើដំណើរផ្សងព្រេងដើម្បីបង្កើតនគរមួយដោយខ្លួនឯងដូចជាបិតារបស់គាត់អញ្ចឹងហើយបូជីក៏បានសុំឲ្យប្រូម៉ៅជួយគាត់ដើម្បីឲ្យក្តីស្រមៃមួយនេះក្លាយទៅជាការពិតផងដែររួចពួកគេក៏បាននាំគ្នាធ្វើដំណើរផ្សងព្រេងមួយនេះជាមួយគ្នាទៅដូចនេះសាច់រឿងរបស់យើងគឺចូលមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយមានក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានពាក្យសម្ដីត្រង់ណាមិនសមរម្យក៏សូមអធិស្ឋានឲ្យ admin ផងណាអរគុណច្រើនសូមប្រងប្រទានពរ